ទីបំផុត Dungeon ថ្ងៃសុកបានចាប់ផ្ដើមហើយមួយនេះគឺខុសប្លែកពីកន្លែងផ្សេងៗស្រឡះតែម្ដងជំនួសឲ្យការវាយលុក Full Monster ពេលនេះ Jinwoo ត្រូវឈ្នះដោយប្រើល្បឿនការឆក់ឱកាសនិងចលនាដ៏ឥតខ្ចោះគ្រាន់តែការរាប់ថយក្រោយចាប់ផ្ដើមភ្លាមគាត់បានហៅ Win Falcon មកបង្កើនល្បឿនហើយស្ទុះទៅមុខយ៉ាងលឿនដូចគ្រាប់កំភ្លើងពេលមានការវាយប្រហារហោះសម្ដៅមកពីគ្រប់ទិសទី Jinwoo មិនបានបន្ថយល្បឿនសូម្បីតែ1វិនាទីឡើយកាលពីមុននេះគ្រាន់តែជាវគ្គហ្គេមដែលគាត់លេងតាមអេក្រង់ប៉ុណ្ណោះប៉ុន្តែពេលនេះគាត់កំពុងរត់វាដោយផ្ទាល់ខ្លួនហើយអារម្មណ៍នេះគឺកាន់តែជក់ចិត្តខ្លាំងជាងមុនទៅទៀតពេលដែលគិតថាគាត់រត់តាមផ្លូវធម្មតា Jinwoo ក៏បង្ហាញផ្លូវកាត់សម្ងាត់ដែលមានតែគាត់ទេដែលដឹងគាត់លោតចូលទៅក្នុងផ្លូវទឹកជាមួយសត្វផ្សោតគេចពីអន្ទាក់ខាងក្រោមរួចបដូរទៅជិះ Wyvern ហើយហោះរំលងឧបសគ្គចុងក្រោយត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះ Jinwoo បានទៅដល់ទីដៅហើយបង្ហាញម្ដងទៀតថាហេតុអ្វីបានជាគាត់ជាអ្នកខ្លាំងបំផុតមូលហេតុដែលគាត់អាចឆ្លងកាត់ដាំងចិននេះយ៉ាងងាយគឺព្រោះតែ10ឆ្នាំមុននេះ Jinwoo រស់នៅដើម្បីតែម្យ៉ាងគត់នោះគឺ Battle of Summoner ខណៈពេលដែលគេគិតថាវាជាហ្គេមសម្រាមគាត់បានប្រែក្លាយវាទៅជាអាណាចក្ររបស់ខ្លួនហើយក្លាយជាវីរបុរសដែលមានឈ្មោះថា Ginugot នៅថ្ងៃដែលគាត់ឈ្នះជាន់ទី100ដ៏លំបាកបំផុត Jinwoo គិតថាវាជាពេលល្អដើម្បីឈប់ហើយចាប់ផ្ដើមរស់នៅដូចមនុស្សធម្មតាវិញពេលទទួលបានជ័យជំនះអ្វីៗគ្រប់យ៉ាងក៏ផ្លាស់ប្ដូរអេក្រង់ធំមួយបានលេចឡើងលើមេឃរមូរ Summoning ចម្លែកបានធ្លាក់ចុះមកហើយពិភពលោកក៏ធ្លាក់ចូលក្នុងភាពវឹកវរពេល Monster ចាប់ផ្ដើមវាចេញពីភាពងងឹតមុនពេល Jinwoo យល់ពីអ្វីដែលកំពុងកើតឡើងគាត់ត្រូវបានទ្រូនវាយប្រហារហើយក៏ស្លាប់បាត់ស្មារតីពេលគាត់បើកភ្នែកវិញ3ឆ្នាំបានកន្លងផុតទៅហ្គេមបានខ្លាយជាការពិតពេលនេះ Salmon កំពុងដើរពេញផែនដីហើយពិភពលោកទាំងមូលកំពុងតាមរកបរិសុទ្ធដែលបានឈ្នះជាន់ចុងក្រោយពេលនេះ Jinwoo មានជំរឿតែមួយគត់ក្រោកឈរឡើងហើយខ្លាយជាអ្នកខ្លាំងបំផុតក្នុងលោកថ្មីនេះបន្ទាប់ពី Jinwoo ចេញពីមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញគាត់ចាប់ផ្ដើមស្រាវជ្រាវពីភាពជាក់ស្ដែងថ្មីនៃពិភពលោកជារួមប្រព័ន្ធក្នុងហ្គេមទាំងអស់បានលេចឡើងក្នុងការពិតមានដូចជាការប្រកួតអ្នកលេងនិងអ្នកលេងការវាយឈ្មោះ Dungeon ព្រមទាំង Tower of Trial ផងដែរ3ឆ្នាំក្រោយមកមនុស្សគ្រប់គ្នាបានស៊ាំនឹងការរស់នៅជាមួយ Summons ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Jinwoo នៅតែមានទំនុកចិត្តថាពួកគេមិនអាចខ្លាំងដូចគាត់ឡើយពេលនោះគាត់ទទួលបានឱកាសដើម្បីបើក Cube Inventory ហើយគ្រាន់តែគាត់យកព្រមភ្លាមការបង្រៀនក៏ចាប់ផ្ដើមតែម្ដងបន្ទាប់ពីការបង្រៀនចប់ Jinwoo ក៏ធ្វើដំណើរទៅកន្លែងស្ងាត់ជ្រងំមួយព្រោះគាត់មិនដឹងថាមាន Summon ប្រភេទណាលេចចេញមកទេដូច្នេះគាត់ត្រូវតែប្រយ័ត្នក្នុងនាមជារង្វាន់គាត់ទទួលបានរមូរ Summoning កម្រិតទាបចំនួន2ហើយពេលនោះគាត់ក៏ត្រូវបានគេព្រមានថាយល់ល្អគួរតែប្រើវានៅខាងក្រៅពេលកាន់រមូរក្នុងដៃទីបំផុត Jinwoo ទទួលស្គាល់ថាពិភពលោកពិតជាបានផ្លាស់ប្ដូរមែនពេលនេះគាត់អាចត្រឹមបួងសួងសូមឲ្យបានរបស់ល្អព្រោះបើគាត់ចាប់ដើមជាមួយ Summon កម្រិតសម្រាមនោះគាត់ច្បាស់ជាចាប់មិនខានទោះជាយ៉ាងនេះក្តីគាត់នៅតែបារម្ភព្រោះហ្គេមនេះល្បីខាងទម្លាក់របស់ពិបាកខ្លាំងណាស់វាមានឱកាសតែ 1% ទេដើម្បីបាន Summon កម្រិត D និង 5% សម្រាប់កម្រិត E ចំណែកកម្រិត F មានដល់ 94% មុនពេលហែករមូរនេះ Jinwoo ចាប់ផ្ដើមអង្វរដល់ព្រះទាំងឡាយដែលគាត់គោរពដោយសង្ឃឹមថានឹងទទួលបានរបស់ដែលល្អខ្លាំងតាមពិតទៅគាត់ព្រមយកត្រឹមតែកម្រិត E ក៏បានឲ្យតែវាមានប្រយោជន៍ពេលហែករមូររួច Jinwoo នៅតែឆ្ងល់ថាតើនឹងមានអ្វីកើតឡើងបន្តទៀតស្រាប់តែមានពន្លឺភ្លឺចាញ់ចាំងបានមកដីរង្វង់វេទមន្តមួយបានលេចឡើងហើយពីក្នុងនោះ Summon មួយក៏បានចេញមកវាបែរជា Summon ទេពអប្សរខ្យល់ដែលជាកម្រិត X ទៅវិញ Jinwoo ពិតជាភ័ន្តច្រឡំយ៉ាងខ្លាំងជាមួយរឿងនេះព្រោះគាត់មិនដឹងផងថាមានកម្រិតបែបនេះនោះទេទេពអប្សរនោះមិនដឹងថាមានរឿងអ្វីទេរហូតដល់នាងឃើញ Jinwoo ឈរនៅជិតនាងភ័យស្លន់ស្លោព្រោះនាងមិនបានដឹងខ្លួនថានាងនឹងត្រូវគេកោះហៅមកមែនតែនបែបនេះឡើយសូម្បីតែ Jinwoo ក៏ស្រឡាំងកាំងព្រោះគាត់មិនយល់ថា Summon អាចនិយាយបានយ៉ាងម៉េចទីបំផុតគាត់ក៏ប្រមូលស្មារតីសួរនាងថាតើនាងគឺ Ramba មែនទេទេពអប្សរនោះឆ្លើយថាមានតែម្នាក់គត់ដែលហៅនាងបែបនេះហើយនោះគឺជា Ginugot ពេលនោះហើយទើបនាងដឹងខ្លួនថានាងកំពុងឈរនៅមុខ Ginugot នាងស្ទុះទៅអោប Jinwoo ព្រមទាំងនិយាយថានាងនឹកគាត់ខ្លាំងណាស់ទីបំផុត Jinwoo ក៏ចងចាំបានថាមានទេពអប្សរកម្រិត E មួយដែលគាត់បានទិញកាលពីមុនបើគេប្រើបច្ចេកទេសលាក់កំបាំងរបស់នាងបានល្អព្រមទាំងបំពាក់រូនត្រូវនោះនាងនឹងក្លាយជា unit កម្រិតព្រះដែលជួយបង្កើនល្បឿនវាយប្រហារយ៉ាងខ្លាំងដោយសារតែពួកគេនៅជាមួយគ្នាយូរពេក Jinwoo គ្មានជំរឿក្រៅពីដាក់រហស្សនាមឲ្យនាងនោះទេហើយពេលនោះគាត់បានជ្រើសរើសឈ្មោះ Ramba ទោះជាយ៉ាងណា Jinwoo ចងចាំថានាងត្រូវគេដកចេញពីហ្គេមអំឡុងពេលកែបាក់ក្នុងឆ្នាំដំបូងក្រុមការងារអាងថាពួកគេរកឃើញការខូចតុល្យៈធ្ងន់ធ្ងរ Jinwoo ពិតជាខកចិត្តខ្លាំងពេលដែល Ramba ត្រូវដកចេញព្រោះគាត់បានចំណាយពេលពេញមួយឆ្នាំដើម្បីចិញ្ចឹមនាង Jinwoo ពិនិត្យស្ថានភាព Ramba ហើយក៏ឆ្ងល់យ៉ាងខ្លាំងពេលដឹងថានាងត្រូវគេឃុំទុកដោយទឹកភ្នែករីលឹងរង Ramba និយាយថានាងស្រាប់តែត្រូវគេអូសទៅកន្លែងចម្លែកមួយហើយត្រូវបានចាក់សោយ៉ាងជាប់រហូតនាងមិនអាចរត់គេចបាននាងចាប់ដៃ Jinwoo ជាប់ដោយដៃតូចៗរបស់នាងហើយនិយាយថានាងមិនចង់ឃ្លាតពីគាត់ម្ដងទៀតទេ Jinwoo ក៏សួរថាតើនរណាជាអ្នកចាប់នាងឃុំតែការចងចាំរបស់នាងត្រូវបានគេរារាំងមិនឲ្យនឹកឃើញពេលនាងព្យាយាមនឹកឃើញក៏បាននាងឈឺខ្លាំងណាស់ Jinwoo ទើបដឹងថាគេបានដាក់បំរាមលើនាងដើម្បីកុំឲ្យដឹងថាអ្នកណាជាអ្នកធ្វើ Jinwoo ប្រាប់នាងឲ្យនិយាយអ្វីដែលនាងចាំបានតែនាងនឹកមិនឃើញទេព្រោះពួកគេត្រូវគេឃុំខ្លួនតាមសម្ដីនឹង Jinwoo ដឹងថាមិនមែនមានតែនាងទេដែលជាប់ឃុំគាត់ក៏សួរថាមានវិញ្ញាណក៏ហៅផ្សេងទៀតជាប់ឃុំដូចនាងដែរអត់នាងឆ្លើយថាមានតែនាងមិនស្គាល់ពួកគេទេដោយសារពួកគេមិនត្រូវបានគេឃុំក្នុងបន្ទប់តែមួយនោះឡើយនាងប្រាប់ថានាងអាចដឹងត្រឹមថាពួកគេមានចំនួនប្រហែល10នាក់ប៉ុណ្ណោះពេលនោះ Jinwoo ក៏នឹកឃើញភ្លាមថានាងកំពុងនិយាយពីវិញ្ញាណក៏ហៅទាំង10ដែលបានបាត់ខ្លួនពេលត្រូវគេចាត់ទុកជាបញ្ហាពេលគាត់កំពុងប្រើពួកវា Ramba ក៏បានប្រាប់គាត់ថាពួកគេមើលទៅមានឱកាសរត់គេចពីការឃុំខ្លួនរកពេលដែល Jinwoo ហើយកដាស់ក៏ហៅព្រោះវាយូរណាស់មកហើយដែលនាងមិនបានឮការក៏ហៅពីកដាស់កម្រិតទាបតតែ Jinwoo ប្រើវានេះបញ្ជាក់ការសង្ស័យគាត់ភ្លាមថាមានតែគាត់ទេដែលអាចកោះហៅថ្នាក់ H បាន
គាត់គិតថានេះអាចជារង្វាន់ក្រោយឆ្លងផុតជាន់ទី100នៃប៉មការព្យាយាម ជីនវូសម្រាប់ចិត្តឲ្យក្រដាស់មួយទៀតដោយសង្ឃឹមថានឹងបានអ្នកការពារល្អតែលើកនេះគាត់បានត្រឹម Gorilla រួមច្រើនថ្នាក់ F ប៉ុណ្ណោះ ជីនវូខកចិត្តយ៉ាងខ្លាំងតែវាក៏បានបញ្ជាក់ថាអត្រាធ្លាក់ថ្នាក់ A គឺពឹងលើសំណាងទាំងស្រុង ជីនវូខឹងនឹងហ្គេមសម្រាប់នេះខ្លាំងណាស់ហើយគាត់ក៏ទីសេចក្តីសន្និដ្ឋានថាគាត់ត្រូវចាស់ឲ្យក្រដាស់ក៏ហៅឲ្យបានច្រើនបំផុតដើម្បីបង្កើនឱកាសទាញយកថ្នាក់ A តែពិតក៏ជឿថាគាត់អាចក្លាយជាខ្លាំងជាងមុនឆ្ងាយណាស់ប្រសិនបើគាត់អាចប្រមូលថ្នាក់ A ទាំងអស់បាន បន្ទាប់មកជីនវូប្រាប់រ៉ាំបាឲ្យឈប់ហៅគាត់ថាជីនវូ God ហើយហៅត្រឹមឈ្មោះធម្មតាបានហើយរ៉ាំបាសួរពីមូលហេតុហើយនេះគឺដោយសារតែអធិរាជទាំង5បានផ្សព្វផ្សាយឈ្មោះនេះពេញពិភពលោកតាំងពីគាត់បាត់ខ្លួនអស់រយៈពេល3ឆ្នាំមកម្ល៉េះគាត់មិនដឹងច្បាស់ថាកម្រិតរវាងពួកគេឆ្ងាយប៉ុណ្ណាទេហើយក៏មិនដឹងថាខ្លួននឹងមានគុណវិបត្តិអ្វីខ្លះដែរប្រសិនបើព័ត៌មានលេចឮថាគាត់អាចបញ្ជាថ្នាក់ X បានគាត់ប្រកាសជាខ្លាយជាគោលដៅនៃការចំណេញឈ្នានេះមិនខានស្រាប់តែដីចាប់ផ្ដើមញ័ររញ្ជួយហើយខណៈជីនវូកំពុងឆ្ងល់ថាមានរឿងអ្វីកើតឡើងគុកងឹតក៏លេចឡើងនៅចំពោះមុខហើយប្រព័ន្ធបញ្ជាក់ថាដល់ពេលត្រូវបន្តទៅវគ្គបន្ទាប់ហើយជីនវូរេរែកតែគាត់ក៏នឹកឃើញថាពីមុនគាត់ជាអ្នកលេងខ្លាំងបំផុតទន្ទឹមនឹងនោះហ្គេមគឺខុសពីការពិតតែជីនវូបានលួងចិត្តឯងថាវាគ្រាន់តែជាគុកងងឹតសម្រាប់បង្រៀនអ្នកលេងថ្មីប៉ុណ្ណោះជីនវូក៏ប្រមូលពេលក្លាហានចូលក្នុងគុកងឹតព្រោះគាត់ត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ននេះគ្រាន់តែចូលដល់ក្នុងគុកងឹតជីនវូទទួលបានអារម្មណ៍ព្រឺព្រួចយ៉ាងចម្លែកភ្លាមប្រព័ន្ធបានប្រាប់គាត់ថាដើម្បីប្រយុទ្ធក្នុងគុកងឹតបានគាត់ត្រូវតែបង្កើតក្រុមវិញ្ញាណកោះហៅមួយហើយពេលនេះគាត់មានវិញ្ញាណកោះហៅតែ2គត់គឺរ៉ាំបានិង Gorilla រួមច្រើនជាធម្មតាក្រុមមួយមានវិញ្ញាណកោះហៅចំនួន5ហើយប្រព័ន្ធសួរគាត់ថារួចរាល់ដាក់ពួកវាទាំងពីរចូលក្រុមឬនៅតាមក្បួនធម្មតាគេតែងតែដាក់វិញ្ញាណកោះហៅឲ្យពេញទាំង5ដើម្បីបង្កើនឱកាសក្នុងការយកឈ្នះគុកងឹតនេះទោះគាត់មានវិញ្ញាណតែ2ហើយការជួបប្រយុទ្ធមើលទៅរៀងបន្ថយបន្តិចមែនតែជីនវូជឿថាបើមានយុទ្ធសាស្ត្រល្អគ្មានអ្វីដែលគាត់មិនអាចយកឈ្នះបានឡើយជីនវូធ្លាប់ឆ្លងកាត់គុកងឹតភ័យរន្ធត់ប្រព័ន្ធដងហើយដោយសារផែនការប្រយុទ្ធទាំងមូលមានក្នុងក្បាលរួចហើយជីនវូក៏ទទួលយកការប្រជុំនេះក្រោយទទួលការប្រកួតសត្វចម្លែកដែលគាត់ត្រូវកម្ចាត់ក៏លិចរៀងពីចម្ងាយវាជាសត្វចចកពណ៌ប្រផេះដែលកំពុងស្រេកឃ្លានយ៉ាងខ្លាំងគាត់ទៅវាឈ្នះចចកនេះដើម្បីរត់ពីរូងរបាំងការពារមួយបានលេចឡើងជុំវិញខ្លួនគាត់ខណៈវិញ្ញាណកោះហៅរបស់គាត់ជាអ្នកចេញប្រយុទ្ធជីនវូពិតជាស្ងើយសរសើរដែលប្រព័ន្ធការពារអ្នកលេងក្នុងហ្គេមត្រូវបានយកមកប្រើក្នុងជីវិតពិតបែបនេះតែគាត់ត្រូវគេព្រមានថាគាត់នឹងស្លាប់បើត្រូវការវាយប្រហារដោយគ្មានរបាំងការពារនេះពេលនោះគាត់ក៏ដឹងខ្លួនថាបរាជ័យមានន័យថាស្លាប់ហើយគ្មានឱកាសចាប់ផ្ដើមម្ដងទៀតឡើយពេលចចករៀមនឹងលួតសង្គ្រប់ជីនវូបញ្ជាឲ្យ Gorilla ស្ទុះចូលទៅវាយប្រហារវាមុនភ្លាមប៉ុន្តែល្បឿនវាយប្រហាររបស់ Gorilla យឺតដូចអណ្ដើកដែលធ្វើឲ្យជីនវូអស់សង្ឃឹមយ៉ាងខ្លាំងពេលតែមួយគាត់បានរំពឹងទុកពីរឿងនេះរួចហើយទើបបញ្ជារ៉ាំបាប្រើជំនាញដើម្បីបង្កើនល្បឿនវាយប្រហារដល់ Gorilla រ៉ាំបាក្រវីដំបងវេទមន្តរបស់នាងដើម្បីបង្កើនល្បឿនវាយប្រហាររបស់ Gorilla ហើយពេលធ្វើពលចូលដល់ខ្លួនវាស្ទុះវិញយ៉ាងកាចសាហាវដូចសត្វឆ្កួតជីនវូរំភើបចិត្តខ្លាំងណាស់តែអារម្មណ៍នេះក៏រលាយទៅវិញភ្លាមពេលគាត់ដឹងថាសត្វចចកនោះធំជាងការគិតទុករបស់គាត់តែជីនវូនៅតែលុះក្នុងការគិតថា Gorilla គ្មានភ្លើងចាញ់ដាច់ខាតជីនវូចាប់ដើមគិតគណនាក្នុងក្បាលខណៈពេលដែលសត្វទាំងពីរស្ទុះចូលតបាក់គ្នាការគណនារបស់គាត់คล้ายជាអាសាបងពេលសត្វចចកនោះសង្កត់ Gorilla ជាប់ទៅនឹងដីជីនវូស្រែឡើងយ៉ាងមុំម៉ៃហើយប្រាប់ឲ្យរ៉ាំបាបន្ថែមថាមពលវិបហាររបស់នាងទៀតរ៉ាំបាក៏តបវិញថានាងកំពុងតែវិអស់ពីកម្លាំងកាយកម្លាំងចិត្តទៅហើយជំនួយរបស់រ៉ាំបាចាប់ផ្ដើមមានប្រសិទ្ធភាពម្ដងទៀតហើយសត្វ Gorilla នោះក៏ទទួលបានកម្លាំងវាយសត្វចចកយ៉ាងចាស់ដៃដើម្បីផ្ដួលវាឲ្យចេញពីរាងកាយរបស់វាសត្វចចកនោះបានខ្ទាតដួលទៅលើដីហើយរ៉ាំបាក៏ឆ្លៀតឱកាសនេះភ្លាមតែម្ដងនាងប្រមូលកម្លាំងទាំងអស់ដែលមានដើម្បីបង្កើនល្បឿននិងថាមពលវិប្រហារដល់ Gorilla សត្វ Gorilla លុតសម្រាប់ទៅរកចចកនោះហើយវាយសន្ធាប់ជាច្រើនដៃទៅលើខ្លួនរបស់វាដើម្បីបញ្ចប់ជីវិតរបស់វាសត្វចចកត្រូវបានវាយទម្លាក់ខ្ទាតលើដីហើយ Gorilla គួកទ្រូងខ្លួនឯងដើម្បីប្រកាសពីជ័យជំនះពេលចចកត្រូវចាញ់ជីនវូទទួលបានដំណឹងថាគេបានបញ្ចប់បេសកកម្មក្នុងដានជើងនេះហើយគេក៏អបអរដែលខ្លួននៅរស់រានមានជីវិតងាកមកមើលអាជីនដែលជាប្អូនស្រីរបស់ជីនវូឯនេះវិញនាងកំពុងដកប្រាក់ខ្លះនៅឯទីស្នាក់ការកណ្ដាលរបស់សមាគមតាមពិតទៅបន្ទាប់ពីពិភពលោកបានផ្លាស់ប្ដូរកាលពី3ឆ្នាំមុនអាជីនទទួលបានអាជីពថ្មីមួយហើយនោះគឺជាអាជីពជាអ្នកលេងដែលដើរប្រមូលរូនយកទៅលក់ការងាររបស់នាងគឺរកប្រាក់ចំណេញដោយលក់រូនទៅឲ្យអ្នកលេងណាដែលមានសក្តានុពលក្រោយពីជីនវូជួបគ្រោះថ្នាក់មកអាជីនក៏សម្រេចចិត្តក្លាយជាអ្នកលេងដោយសារតែសំណាងនាងបានរកឃើញសៀវភៅវេទមន្តកោះហៅកម្រិតមធ្យមមួយនៅខាងក្នុងដានចិនតាមរយៈសៀវភៅនេះនាងទទួលបានសត្វកោះហៅកម្រិត C មួយក្បាលហើយនាងគិតថានាងពិតជាមានសំណាងខ្លាំងណាស់ដោយសារតែសត្វកោះហៅ Shadow L កម្រិត C របស់នាងអាចរកលុយបានយ៉ាងរលូនពីការដើរប្រមូលរូនពេលនោះនាងក៏ទទួលបានការហៅទូរស័ព្ទពីជីនវូនាងសួរគេថាតើគេបានចេញពីមន្ទីរពេទ្យហើយឬនៅហើយគេឆ្លើយថាមែនប៉ុន្តែប្រាប់នាងវិញថាការខំមកនេះគឺដោយសារមូលហេតុផ្សេងទៅវិញទេគេមិនឃើញថាគេដឹងរឿងនាងដើរលក់រូននេះពីប៉ារបស់ពួកគេហើយនាងក៏ស្រែកកំហកឲ្យជីនវូដែលប្រើពាក្យស្ដាប់ទៅអាក្រក់បែបនេះជំនួសឲ្យការហៅនាងថាជាអ្នកប្រមូលរូនជីនវូគ្មានជំរឿអ្វីក្រោយពីកែពាក្យសម្ដីខ្លួនឯងថាវាជាការប្រមូលរូននោះទេព្រោះតែគេកំពុងចង់ពឹងពាក់នាងបន្ទាប់មកគេសួរនាងថាតើនាងស្គាល់មជ្ឈមណ្ឌលសម្យុកនៃណាទេហើយនាងតបថាវាមានទីតាំងនៅក្នុងតំបន់អ្នកលេងតាមមើលទៅក្រោយពីហ្គេមខ្លាយជាការពិតមនុស្សម្នាត្រូវការកន្លែងមួយដើម្បីគ្រប់គ្រងរាល់រឿងតាក់ទងនឹងសត្វកោះហៅរបស់ពួកគេទើបតំបន់អ្នកលេងនេះត្រូវបានបង្កើតឡើងនៅទីនោះក៏មានមជ្ឈមណ្ឌលសម្យុកកន្លែង upgrade និងកន្លែងជាច្រើនទៀតនិយាយរួមទៅអ្វីៗដែលអ្នកលេងត្រូវការគឺអាចដោះស្រាយបាននៅក្បែរប៉មនោះបន្ទាប់មកអាជីននិងជីនវូបានជួបគ្នានៅហាងកាហ្វេមួយហើយអាជីនក៏បញ្យល់ប្រាប់ពីអ្វីៗដែលគេមិនធ្លាប់ដឹងនាងប្រាប់ថាមានប៉មចំនួន2ដែលបានខ្លាយជាប៉មនៃការសាកល្បងក្រោយហ្គេមនេះខ្លាយជាការពិតនោះគឺប៉មចាំស៊ីលនិងប៉មហិនដៃទ
ទោះបីជាវាមានភាពខុសគ្នាតាមប្រទេសនីមួយៗក៏ដោយប៉ុន្តែប៉មនៃការសាកល្បងនេះគឺលេចឡើងតែនៅទីតាំងពីរនេះប៉ុណ្ណោះដោយសារតែគេកំពុងស្វែងរកតំបន់អ្នកលេងគេអាចទៅរកកន្លែងទាំងនោះបាននៅឯប៉មផ្ទាល់តែម្ដង ខណៈពេលកំពុងជជែកគ្នាជីនសួរទៅជីនវូថាសត្វកោះហើយរបស់គេមានកម្រិតប្រមាណខ្លះហើយជីនវូតបថាពួកវាគឺកម្រិត E និងកម្រិត F អាជីនភ្ញាក់ផ្អើលពេលឮបែបនេះហើយនាងប្រាប់បងប្រុសនាងថាគេពិតជាមានសំណាងណាស់ជីនវូសោយស្ងួតហើយបន្លំយកស្របតាមនាងដើម្បីជៀសវាងកុំឲ្យមានការសួរនាំរញ៉េរញ៉ៃច្រើនទៀត បន្ទាប់មកជីនវូប្រាប់ប្អូនស្រីថាគេត្រូវការឲ្យនាងជួយព្រោះគេចង់ឆាប់សាមជាមួយអ្វីៗគ្រប់យ៉ាងឲ្យបានលឿន ជីនវូសន្យាជាមួយអាជីនថាគេនឹងឲ្យលុយចាយវាយខ្លះទៅនាងនៅពេលក្រោយ ហើយអាជីនមានការភ្ញាក់ផ្អើលដែលជីនវូហ៊ានចិត្តទូលាយបែបនេះទាំងដែលនាងរកលុយបានច្រើនជាងគេទៅទៀតនោះជីនវូនិយាយលេងសើចជាមួយប្អូនស្រីថានាងមើលមិនឃើញពីអនាគតនោះទេព្រោះគេអាចនឹងក្លាយជាអ្នកលេងដ៏អស្ចារ្យបំផុតលើលោកក៏ថាបាន អាជីនបង្វក់មកគេវិញដោយប្រាប់ថាគេបានត្រឹមតែស្រមៃប៉ុណ្ណោះក្នុងការចង់ក្លាយជាអ្នកខ្លាំងដោយទៅនឹងអធិរីទាំង5នោះ អាជីនប្រាប់ជីនវូថាអធិរីទាំង5គឺជាកម្ពុជាមនុស្សពូកែហើយមនុស្សដូចជាពួកគេគឺមិនអាចឈានដល់កម្រិតនោះឡើយ ជីនវូញញញឹមពេលឮបែបនេះហើយគេក៏ប្រាប់ប្អូនស្រីឲ្យនាំផ្លូវទៅកាន់កន្លែងដែលគេចង់ទៅព្រោះគេចង់ឃើញផ្ទាប់ភ្នែកថាតើតំបន់អ្នកលេងនោះមានរូបរាងបែបណានៅតាមផ្លូវទៅតំបន់អ្នកលេងអាជីនសួរគេថាតើគេទទួលបានសត្វកោះហៅប្រភេទអ្វីហើយជីនវូឆ្លើយថាវាគឺជាសត្វទេពអប្សរខ្យល់ឬ Wind Fairy អាជីនមានអារម្មណ៍វង្វេងវង្វាន់ពេលឮបែបនេះព្រោះវាជាលើកទី1ហើយដែលនាងធ្លាប់ឮពីសត្វកោះហៅប្រភេទ Wind Fairy នេះនាងប្រាប់ឲ្យគេកោះហៅវាចេញមកប៉ុន្តែជីនវូបានបដិសេធអាជីនស្រែកវាបហាបងប្រុសថាកំសាកព្រោះពួកគេមិនមែនជាអ្នកដតីឯណាហើយសត្វកោះហៅរបស់គេនោះក៏មិនអាចសឹករីករាលដោយសារតែការសម្លឹងមើលនោះដែរជីនវូយកព្រមតែប្រាប់អាជីនបង្ហាញរបស់នាងមុនសិនអាជីនហៅសត្វរបស់នាងចេញមកយ៉ាងរំភើបព្រមទាំងប្រាប់ជីនវូកុំឲ្យច្រណែនរហូតដល់យ៉ាងបេះដូងពេលបានឃើញសត្វកោះហៅរបស់នាងឲ្យសោះឃើញនាងមានភាពជឿជាក់បែបនេះជីនវូក៏ចាប់អារម្មណ៍ចង់ឃើញថាតើនាងកំពុងលាក់ទុកកំណត់អ្វីឲ្យប្រកបពេលសត្វកោះហៅរបស់នាងចេញមកវាបែរជាសត្វសាដូអែលកម្រិត C ទៅវិញជីនវូមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវាហើយប្អូនស្រីរបស់គេក៏ស្ដីបន្ទោសគេចំពោះប្រតិកម្មដែលគេបានបែកហាចេញមកនេះនាងប្រាប់គេថាសត្វកោះហៅកម្រិត C គឺជាប្រភេទអភិជនជាន់ខ្ពស់ទៅហើយដូច្នេះគេគ្មានហេតុផលអ្វីត្រូវមកមើងងាយសត្វកោះហៅដ៏មានតម្លៃរបស់នាងទេនៅក្នុងចិត្តជីនវូមិននឹកស្មានសោះថាប្អូនស្រីគេចាត់ទុកសាដូអែលនេះជាសត្វកោះហៅកម្រិតខ្ពស់សោះព្រោះកាលពីមុនគេធ្លាប់ប្រើសត្វកោះហៅបែបនេះដើម្បីតែដើរប្រមូល EX នៅឯបន្ទប់ពិសោធន៍ប៉ុណ្ណោះបន្ទាប់មកជីនវូសួរអាចិនថាតើ Shadow Elf នោះចេះនិយាយដែរឬទេប៉ុន្តែសំណួរនេះស្ដាប់ទៅដូចជាល្ងងខ្លាំងណាស់សម្រាប់ទាំង Elf និងអាចិនជីនវូព្យាយាមនិយាយស្វាគមន៍ទៅកាន់ Elf នោះប៉ុន្តែទង្វើនេះធ្វើឲ្យគេមើលទៅកាន់តែឡប់ឡាយទៅវិញអាជីនស្ដីបន្ទោគេដោយប្រាប់ថាសត្វកោះហៅមិនចេះនិយាយនោះទេហើយពេលនោះហើយទើបគេដឹងខ្លួនថាការដែលរ៉ាំបាអាចនិយាយបានគឺមិនមែនជារឿងធម្មតាឡើយជីនវូបង្ខំចិត្តសួរម្ដងទៀតហើយអាជីនប្រាប់ថាពួកសាមញ្ញអត់ចេះនិយាយតតែសោះជីនវូទើបដឹងខ្លួនថាល្ងងដែលគិតថា humanoid សាមញ្ញទាំងអស់ចេះនិយាយគ្រាន់តែព្រោះរ៉ាំបាអាចនិយាយបានបន្ទាប់មកអាជីនប្រាប់ជីនវូថាដល់វៀនគាត់បញ្ចេញសាមញ្ញរបស់គាត់ម្ដងប៉ុន្តែជីនវូបដិសេធដោយប្រាប់ថានឹងបង្ហាញនាងនៅពេលក្រោយអាជីនខឹងយ៉ាងខ្លាំងហើយស្ដីបន្ទោសជីនវូដែលមិនគោរពពាក្យសន្យាតែសម្រាប់ជីនវូគាត់ដឹងច្បាស់ថាការបញ្ចេញសាមញ្ញនៅទីសាធារណៈគឺមានហានិភ័យខ្ពស់ណាស់បន្តែក្រោយមកពួកគេបានទៅដល់ PL Zone ហើយជីនវូពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទស្សនវិជ្ជាទាំងមូលខុសឆ្លាស់ពីអ្វីដែលគាត់ធ្លាប់ចងចាំហើយអាជីនបញ្យល់ថាក្រុមហ៊ុនធំៗបានវាយកំទេចប៉មចាស់ចោលបន្ទាប់ពី Tower of Trials បានលេចឡើងអាជីនងាកមកបន្ទោសបងប្រុសម្ដងទៀតដោយប្រាប់ថាគ្មាននរណាម្នាក់ចង់ចំណាយពេលរបស់ពួកគេនៅកន្លែងដែលមើលទៅគួរឲ្យអបសុកបែបនេះទេអាជីនប្រាប់ជីនវូថាទស្សនវិជ្ជាភ្លឺស្វាងនេះធ្វើឲ្យទីនេះមើលទៅកាន់តែដូចជាទឹកដីនៃដំណាប់ផ្សងព្រេងដ៏រំភើបអញ្ចឹងលើពីនេះដានចិនមួយបានលាបត្បាល់ប៉មនោះទៅហើយដូច្នេះគ្មាននរណាគេចង់មកទីនេះដើម្បីដើរលេងកំសាន្តនោះទេជីនវូបងខំចិត្តទទួលស្គាល់ថាទស្សនវិជ្ជាទាំងមូលពិតជាគួរឲ្យរំភើបមែនជីនវូក៏លេចឃើញកន្លែងដោះដូរទំនិញនៅពីចម្ងាយហើយគាត់ក៏សួរអាជីនអំពីវាអាជីនប្រាប់គាត់ថាពួក player អាចដោះដូររបស់គ្រប់យ៉ាងចាប់ពី scroll រហូតដល់ runes រឿងនេះធ្វើឲ្យជីនវូនឹកឃើញរឿងចាស់ព្រោះកាលពីមុនគាត់តែងតែបើក scroll និង rune ជាមួយមិត្តភ័ក្តិអ្នកមានម្នាក់ឈ្មោះព្រៃឈុនអាជីនបង្ហាញគិតបានដែលមានព័ត៌មានគ្រប់យ៉ាងដែលគាត់ត្រូវការហើយបើចង់បានអ្នកណែនាំគាត់គួរតែទៅមជ្ឈមណ្ឌលព័ត៌មានប៉ុន្តែជីនវូប្រាប់នាងថាគាត់មិនអីទេព្រោះគាត់គ្មានអ្វីត្រូវរៀនសូត្រហើយក៏គ្មានសំណួរអ្វីត្រូវសួរទៀតដែរជីនវូមានគម្រោងប្រើគ្រប់មធ្យោបាយដើម្បីឡើងទៅកាន់កំពូលអាជីនសួរថាតើគាត់ប្រកាសចិត្តទេហើយគាត់ក៏បញ្ជាក់ប្រាប់នាងថាគាត់ពិតជាប្រកាសមែនគាត់ប្រាប់នាងថានាងអាចត្រឡប់ទៅមុនបានព្រោះគាត់ចង់ដើរមើលជុំវិញទីនេះបន្តិចសិនអាជីនយល់ព្រមតែនាងអាចមានអារម្មណ៍ថាបងប្រុសរបស់នាងហាក់ដូចជាមានចរិតប្លែកខ្លាំងដូចជាត្រូវខ្មោចចូលអញ្ចឹងអាជីនសន្និដ្ឋានថាបងប្រុសនាងគ្រាន់តែព្យាយាមសម្របខ្លួនតាមរបៀបរបស់គាត់ដូច្នេះនាងនឹងមិននៅរំខានគាត់ទៀតទេទោះយ៉ាងណានាងបានស្រែកប្រាប់គាត់ថាកុំភ្លេចទេហៅនាងប្រសិនបើត្រូវការជំនួយបន្តិចក្រោយមកជីនវូបានដើរទៅកាន់តំបន់ស្ងាត់ចង្អុលមួយមុនពេលហៅរ៉ាំបាចេញមករ៉ាំបាលេចមុខមកយ៉ាងរំភើបហើយចាប់ផ្ដើមនិយាយមិនឈប់ដោយធម្មតាប៉ុន្តែជីនវូប្រញាប់បំបិទមាត់នាងដោយប្រាប់ឲ្យនិយាយតិចៗបន្ទាប់មករ៉ាំបាសួរគាត់ថាមានរឿងអីហើយជីនវូក៏ប្រាប់ថានាងមិនអាចនិយាយបានទេពេលនៅទីសាធារណៈរ៉ាំបាស្ទើរតែគាំងពេលលើបែបនេះហើយជីនវូក៏បញ្ជាក់ថាគាត់មិនចង់ឲ្យអ្នកផ្សេងចាប់អារម្មណ៍ពីសមត្ថភាពរបស់នាងឡើយគាត់ប្រាប់នាងថាចាប់ពីពេលនេះតទៅនាងត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយគាត់តែពេលនៅក្នុងដានចិនប៉ុណ្ណោះគាត់ប្រាប់ឲ្យនាងងក់ក្បាលបើយល់ពីអ្វីដែលគាត់និយាយហើយនាងក៏ធ្វើតាមពេលដែលយល់ស្របគ្នាហើយជីនវូក៏ស្នើឲ្យពួកគេពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់ពួកគេសិនគាត់ដឹងថាគាត់ត្រូវការដើមទុនដើម្បីចាប់ផ្ដើមជីវិតប៉ុន្តែទឹកប្រាក់ក្នុងគណនីបច្ចុប្បន្នរបស់គាត់គឺមានតិចតួចខ្លាំងណាស់គាត់ងឿងឆ្ងល់ថាមិនបានលុយសល់តែប៉ុណ្ណឹងហើយជំរឿធ្វើការក្រៅម៉ោងក៏មិនអាចឆ្លើយតបនឹងអ្វីដែលគាត់ត្រូវការនោះដែរគាត់ដឹងថាការសុំលុយពីប៉ាម៉ាក់គឺជាជំរឿមួយប៉ុន្តែគាត់មិនចង់ធ្វើអញ្ចឹងទេព្រោះពួកគាត់កំពុងតែធ្វើការហត់នឿយខ្លាំងណាស់ទៅហើយដើម្បីផ្គត់ផ្គង់គ្រួសារទាំងមូល
ជីនវូក៏ថាគាត់ច្បាស់ជាខ្លាចជាបន្ទុកដ៏ធំមួយមិនខានប្រសិនបើគាត់សម្រេចចិត្តសុំលុយពួកគាត់ចាយបន្ទាប់ពីពួកគាត់បានលះបង់គ្រប់យ៉ាងសម្រាប់គាត់មកដោយសារគាត់ធ្លាប់ចាប់ផ្ដើមពីបាតដៃទទេរហូតទទួលបានជោគជ័យម្ដងរួចមកហើយជីនវូមានទំនុកចិត្តថាគាត់អាចធ្វើវាបានម្ដងទៀត មូលហេតុដែលគាត់ខ្លាចជាកំពូលអ្នកខ្លាំងបំផុតគឺដោយសារគាត់ជា ranker ដែល Link មិនធ្លាប់ចំណាយលុយសូម្បីតែ1រៀលគាត់ទទួលបានគ្រប់យ៉ាងទាំងអស់ដោយមិនចាំបាច់ចាយលុយពិតប្រាកដនៅក្នុងហ្គេមនោះឡើយហើយដោយសារគាត់អាចធ្វើវាបាននៅក្នុងហ្គេមគាត់ក៏បានតាំងចិត្តថានឹងធ្វើបែបនេះឲ្យបានដូចគ្នានៅក្នុងពិភពពិតភ្លាមៗនោះគាត់ទទួលបានសារលោចូលថាមានប្រាក់ចំនួន 500,000 គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនចាំថាបានសុំលុយនរណាម្នាក់ឡើយជីនវូចូលពិនិត្យមើលប្រវត្តិផ្ទេរប្រាក់ហើយទើបដឹងថាលុយនោះគឺបានមកពីម្ដាយរបស់គាត់ជីនវូពិតជារំជួលចិត្តយ៉ាងខ្លាំងនៅពេលឃើញបែបនេះព្រោះគាត់ដឹងច្បាស់ថាម្ដាយគាត់បានលះបង់ច្រើនប៉ុណ្ណាសម្រាប់គាត់ជាមួយនឹងសម្លេងអួតដើមមកគាត់បាននិយាយអរគុណទៅកាន់ម្ដាយហើយសន្យាថានឹងលើកស្ទួយគ្រួសារឲ្យបានពេលដែលគាត់ទទួលបានជោគជ័យដោយសារពិភពលោកមានប្រៀបដើមមុនគាត់3ឆ្នាំទៅហើយជីនវូគិតថាគាត់មិនអាចចំណាយពេលចោលសូម្បីតែ1វិនាទីនោះទេជីនវូសន្និដ្ឋានថាផ្លូវចេញតែមួយគត់គឺត្រូវចុះដានចិនដើម្បីប្រមូលសម្ភារៈដែលគាត់ត្រូវការសម្រាប់ការវិវត្តសមត្ថភាពហើយរឿងនេះមានន័យថាជំហានដំបូងបំផុតដែលគាត់ត្រូវធ្វើគឺការបង្កើតក្រុមមួយឡើងមកគាត់ទិញ Summoning Scroll កម្រិតទាបចំនួន3ភ្លាមៗដោយសង្ឃឹមថានឹងចាប់បានរបស់ល្អៗខ្លះប៉ុន្តែការចាប់លើកដំបូងគឺជារបស់អត់បានការហើយចុងក្រោយរបស់ល្អតែមួយគត់ដែលគាត់ទទួលបានគឺជាសត្វជីងចក់ពឹសកម្រិត E rank ដោយសារគាត់អាចចាប់បាន E rank ចំនួន2ដងក្នុងការចាប់5ដងគាត់ជឿថាគាត់ពិតជាយកឈ្នះអត្រាភាគរយ 5% នេះបាន2ដងមែនសត្វជីងចក់ពឹសនោះពិតជាមានប្រយោជន៍ប៉ុន្តែពីទៀតគឺអត់មានអ្វីគួរឲ្យចាប់អារម្មណ៍ទេដូច្នេះគាត់គ្រោងប្រើពួកវាត្រឹមតែជាតួជំនួសបណ្ដោះអាសន្នសិនប៉ុណ្ណោះទោះយ៉ាងណាគាត់អាចប្រមូលក្រុមបានមួយហើយគាត់មានគម្រោងពង្រឹងសមត្ថភាពជាមួយក្រុមបច្ចុប្បន្ននេះផែនការរបស់គាត់គឺសាមញ្ញដោយផ្ដោតលើការប្រមាញ់រករូនចេញប្រយុទ្ធនិង Hide Scroll ដើម្បីកម្រិតបទពិសោធន៍ជីនវូមានជំនឿចិត្តលើខ្លួនឯងយ៉ាងមុតមមព្រោះគាត់បានឆ្លងកាត់រឿងនេះច្រើនដងរួចមកហើយគាត់ដឹងថាបើគាត់អាចប្រមូលកម្រិត X ទាំង10បានអ្វីៗគ្រប់យ៉ាងនឹងក្លាយជារឿងងាយស្រួលបំផុតសម្រាប់គាត់ដូច្នេះគាត់សម្រេចថាគោលដៅធំបំផុតរបស់គាត់គឺការស្វែងរកកម្រិត X ទាំងអស់បន្ទាប់មកជីនវូព្យាយាមស្វែងរកគុកងឹតតាមវិធីចាស់ប៉ុន្តែស្ថានភាពជាក់ស្ដែងគឺមិនដូចនៅក្នុងហ្គេមឡើយគាត់ស្វែងរកទីតាំងគុកងឹតនៅលើទូរស័ព្ទហើយអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ភ្ញាក់ផ្អើលខ្លាំងពេករហូតដល់ស្រែកឡោឡាធ្វើឲ្យមនុស្សម្នានៅទីនោះគិតថាគាត់ប្រហែលជាឈួតបាត់ទៅហើយការពិតគាត់មិនអាចសំបីតែចូលគុកងឹតគ្រាន់តែដោយសារគាត់មានព្រលឹងកោះហៅគាត់បើកមើលការណែនាំលើទូរស័ព្ទទើបដឹងថាទ្វារគុកងឹតលេចឡើងដោយចៃដន្យគ្រប់ទីតាំងគេអាចដឹងពីកម្រិតល្បាតរបស់គុកងឹតតាមធម្មពលដែលបញ្ចេញមកក្រៅប៉ុន្តែច្បាប់បដូរអស់ហើយដូច្នេះទូគុកងឹតនោះស្រួលយ៉ាងណាក៏គាត់អាចចូលបានលុះត្រាតែបានចុះឈ្មោះជាអ្នកលេងពេញសិទ្ធិប៉ុណ្ណោះជីនមូអង្គុយចុះទាំងអស់សង្ឃឹមដោយគិតថាខ្លួនស៊ុយជាងគេបំផុតព្រោះគាត់បែរជាដាស់ធម្មពលចំពេលដែលគេទើបតែផ្លាស់ប្ដូរច្បាប់ទៅវិញដោយឃើញគាត់ពិបាកចិត្តរ៉ាំបាក៏លើកទឹកចិត្តគាត់ហើយគាត់បាននឹងអែលក្បាលនាងព្រមទាំងអរគុណសម្រាប់ការគាំទ្រនេះពេលនោះគាត់ក៏ទទួលបានទូរស័ព្ទពីប្អូនស្រីដែលសួរថាពេលណាគាត់មកផ្ទះវិញព្រោះម្ដាយកំពុងតែសួររកគាត់ជីនមូប្រាប់នាងថាមិនបាច់បារម្ភរឿងបាយល្ងាចរបស់គាត់ទេគាត់នឹងដោះស្រាយដោយខ្លួនឯងយ៉ាងណាមិញមានរឿងមួយដែលគាត់ចង់សួរប្អូនស្រីគាត់សួរថាតើនាងដឹងទេថាគេត្រូវចោះឈ្មោះជាអ្នកលេងជាមុនសិនទើបអាចចូលគុកងងឹតបានអាជីនយីស្តេស្ទ័រប្ររងនឹកចម្លើយមិនឃើញជីនវូសួរថាតើនាងចេតនាលាក់បាំងមែនទេតែនាងប្រាប់វិញថាគ្រាន់តែភ្លេចប៉ុណ្ណោះនាងប្រាប់ថាវាជាច្បាប់ថ្មីព្រោះមានមនុស្សជាច្រើនបានស្លាប់នៅក្នុងគុកងងឹតដូច្នេះរដ្ឋាភិបាលត្រូវតែបង្ខំចិត្តលូកដៃចូលដោះស្រាយរឿងនេះជីនវូភ្ញាក់ផ្អើលពេលឮបែបនេះហើយអាជីនបន្តថាស្ថានភាពគឺអាក្រក់ជាងអ្វីដែលគាត់បានគិតទៅទៀតដោយសារហេតុនេះរដ្ឋាភិបាលបានដាក់ពង្រាយបុគ្គលិកនៅតាមច្រកចូលគុកងងឹតគ្រប់កន្លែងដូច្នេះគ្មាននរណាម្នាក់អាចចូលបានទេបើគ្មានការអនុញ្ញាតពីបុគ្គលិកប្រចាំការនៅទីនោះគ្រាន់តែឮដូច្នេះជីនវូដឹងថាគាត់កំពុងជួបរឿងស្មុគមាញហើយបើធៀបនឹងអ្វីដែលគាត់បានស្រាវជ្រាវអំបញ្ញមិញការចុះឈ្មោះតែមួយមុខក៏គួរឲ្យឈឺក្តារដែរគាត់សង្ស័យថាបំរាមនេះបង្កើតឡើងដើម្បីកាត់បន្ថយចំនួនអ្នកលេងព្រោះបើគ្រប់គ្នាងប់មួយនឹងលុយនោះប្រព័ន្ធសង្គមច្បាស់ជាដួលរលំជាក់ជាមិនខានបន្ទាប់មកអាជីនក៏ប្រាប់គាត់បន្ថែមទៀតថាមានប្រព័ន្ធចំណាត់ថ្នាក់ដែលរៀបអ្នកលេងកម្ពុជា100នាក់ទាំងក្នុងនិងក្រៅស្រុករាល់ឆ្នាំដើម្បីបង្ហាញពីភាពយ៉ាប់យឺននេះកូរ៉េសូម្បីតែក្នុងចំណាត់ថ្នាក់ពិភពលោកក៏មិនមានឈ្មោះដែរហើយអាជីននិយាយថាវាប្រកាសជាល្អបើបងអាចលេចមុខមកដើម្បីផ្លាស់ប្ដូរស្ថានភាពគ្រប់យ៉ាងនេះមុនពេលអាជីនចាប់ផ្ដើមនិយាយរឿងដែលភ្ជាប់គាត់ទៅនឹងជីនគាត់ក៏បញ្ញាប់បិទទូរស័ព្ទភ្លាមដោយសារគាត់បានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយជីនវូគិតថាវាប្រហែលជាល្អជាងប្រសិនបើគាត់សម្រាប់សិនសម្រាប់ថ្ងៃនេះព្រឹកបន្ទាប់ម៉ោង 6 ព្រឹកជីនវូបានរៀបចំខ្លួនរួចរាល់ដើម្បីចាកចេញពីផ្ទះឪពុកម្ដាយរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញគាត់ចេញពីផ្ទះតាំងពីព្រលឹមបែបនេះម្ដាយរបស់គាត់ជំរុញឲ្យគាត់ញ៉ាំអីសិនមុនពេលចេញក្រៅប៉ុន្តែជីនវូបានបដិសេធដោយប្រាប់ថាគាត់ប្រញាប់ទៅក្រោយពីពាក់ស្បែកជើងរួចគាត់ងាកមករកឪពុកម្ដាយដោយសុំទោសដែលកន្លងមកខ្លួនធ្វើជាកូនមិនបានការគាត់ក៏បានអរគុណពួកគាត់សម្រាប់អ្វីៗគ្រប់យ៉ាងហើយនិយាយចប់គាត់ក៏ចេញទៅឪពុកគាត់ស្លាំងកាំងនឹងសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះចំណែកម្ដាយវិញគឺបារម្ភពីគាត់យ៉ាងខ្លាំងឪពុករបស់ជីនវូបានធានាប្រាប់ប្រពន្ធថាជីនវូនឹងមិនអីទេព្រោះសប្តាហ៍ថ្ងៃរដ្ឋាភិបាលតែងតែផ្ដល់ការបណ្ដុះបណ្ដាលសុវត្ថិភាពជានិច្ចបរិះជាឪពុកក៏បបួលញ៉ាំបាយដើម្បីពួកគាត់អាចចេញក្រៅដែរក្នុងពេលនោះម្ដាយរបស់ជីនវូបានត្រឹមតែបួងសួងសូមឲ្យកូនប្រុសត្រឡប់មកវិញដោយសុវត្ថិភាពប៉ុណ្ណោះនៅក្នុងយុគសម័យថ្មីដែលគ្រប់គ្នាអាចក្លាយជាអ្នកលេងកូរ៉េខាងអង្គបានជាតាក់ទាញចំណាប់អារម្មណ៍គេដោយសារត្រាស្លាប់ខ្ពស់បំផុតនៅក្នុងគុកងងឹតនេះក៏ដោយសារតែជំងឺតួឯករបស់ពួកគេវាកើតចេញពីភាពលុបលន់ហើយពួកគេវង្វេងគិតថាខ្លួនឯងគឺជាតួឯកនៅក្នុងពិភពស្រមោលស្រមៃដោយសារតែភាពធ្វេសប្រហែសនេះមនុស្សជាច្រើនបានស្លាប់នៅក្នុងគុកងងឹតដោយសាររឿងនេះសារព័ត៌មានបរទេសសន្និដ្ឋានថាអតីតប្រទេសខ្លាំងខាងហ្គេមមួយនេះនៅតែឈរបាតតារាងដដែលជីនវូមិនគួរឲ្យជឿថាមនុស្សច្រើនម្លេះបានស្លាប់ដោយសារការវង្វេងហើយសូម្បីតែជីនវូខ្លួនឯងក៏ដឹងថាគាត់គ្មានសិទ្ធិវិតម្លៃគេដែរព្រោះគាត់ធ្លាប់ញៀនហ្គេមនេះជាង10ឆ្នាំមកហើយ
លោកដល់ពេលថ្ងៃគាត់បានបណ្ដោះសមាគមដើម្បីដាក់ពាក្យស្នើសុំខ្លាយជាអ្នកលេងជីនវូបានសួរបុគ្គលិកថាតើមានមនុស្សប្រមាណអ្នកដែលអាចទទួលបានលក្ខណៈសម្បត្តិជាអ្នកលេងនារីនោះប្រាប់ថាក្នុងចំណោមមនុស្សជាច្រើនដែលមកចុះឈ្មោះមានតែ50នាក់ដែលប្រឡងជាប់ប៉ុណ្ណោះទើបទទួលបានងារជាអ្នកលេងពេលជីនវូឮបែបនេះគាត់ដឹងភ្លាមថាវាមិនមែនជារឿងងាយស្រួលទេព្រោះបច្ចុប្បន្នមានមនុស្សជាង1000នាក់ដោយគាត់ដែរដែលបានមកដាក់ពាក្យស្នើសុំនេះទោះយ៉ាងណាជីនវូជឿជាក់លើសមត្ថភាពខ្លួនឯងថានឹងជាប់ជាអ្នកដែលមានសមត្ថភាពម្នាក់ព្រោះបើគាត់មិនជាប់ទេវាគ្មានហេតុផលណាដែលគាត់ធ្លាប់ត្រូវគេចាត់ទុកជាស្ដេចហ្គេមឡើយពេលនោះជីនវូក៏អង្គុយនៅឯសាររងចាំដើម្បីឲ្យគេពិនិត្យមើលពាក្យសុំរបស់គាត់បុគ្គលដ៏សំខាន់ម្នាក់ដែលជាសមាជិកសភានិងជាចៅក្រមវាតម្លៃគឺលោកផាកចុងអុកក៏មានវត្តមាននៅក្នុងបន្ទប់នោះដែរចុងអុកកំពុងតែរអ៊ូទាំពីដំណើរការវិតម្លៃនេះស្រាប់តែពេលនោះជញ្ជាំងមួយចំហៀងត្រូវគេវាយកន្តិចខ្ទេចអស់ភាពវឹកវរក៏ចាប់ផ្ដើមឡើងហើយចុងអុកស្ទុះក្រោកឈរភ្លាមៗដើម្បីមើលថាតើមានរឿងអីកើតឡើងពេលនោះបរិសម្នាក់ដើរចូលមកជាមួយសាមុនរបស់គេដែលជាអកពណ៌ក្រហមដ៏គួរឲ្យខ្លាចនិង Monster រំខានផ្សេងៗទៀតមើលទៅគេមកទីនេះដើម្បីសងសឹកចុងអុកដែលបានសម្លាប់បងប្អូនរបស់គេឃើញស្ថានភាពកាន់តែវឹកវរបែបនេះចុងអុកក៏ហៅសាមុនរបស់គាត់ចេញមកដែរហើយពួកវាពិតជាមើលទៅគួរឲ្យខ្លាចមែនទែនការពិតទៅបរិបដែលកំពុងតែវាប្រហារពួកគាត់នោះគឺជាសមាជិកក្រុមបងធំហើយជីនវូមិនបានដឹងថាមានរឿងអីកើតឡើងទេព្រោះគាត់កំពុងតែពាក់កាសស្ដាប់ចម្រៀងជាប់នៅឡើយបន្តិចក្រោយមកគាត់ក៏ងាកក្រោយឃើញចុងអុកនិងបរិសឈួតនោះកំពុងប្រឈមមុខគ្នាដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនិងវង្វេងវង្វាន់យ៉ាងខ្លាំងជនស៊ីវិលនៅក្នុងបន្ទប់ចាប់ផ្ដើមមានភាពស្លន់ស្លោប៉ុន្តែអ្នកខ្លះនៅតែជឿជាក់លើចុងអុកពួកគាត់ត្រូវបានគេស្គាល់ថាជាអ្នកដែលកំទេចពួកក្មេងទំនើងយ៉ាងងាយស្រួលបំផុតជីនវូភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះព្រោះគាត់មិននឹកស្មានថាមានមនុស្សប្រើប្រាស់សាមុនដើម្បីធ្វើខ្លួនជាពួកក្មេងទំនើងនោះទេចាំបញ្ជាភ្លាមៗឲ្យគ្រប់គ្នាបើកខែការពារហើយហៅសាមុនរបស់ពួកគេចេញមកព្រោះនេះជាស្ថានភាពអាសន្នដ៏កក្រើកមួយរ៉ាំបាឆ្លៀតពេលបន្តិចដើម្បីវិតម្លៃស្ថានភាពហើយនៅពេលដែលនាងរៀបនឹងហើបមាត់និយាយភ្លាមជីនវូក៏ខ្ទប់មាត់នាងព្រមទាំងរំលឹកថានាងមិនត្រូវបានអនុញ្ញាតឲ្យនិយាយនៅទីសាធារណៈនោះឡើយសមាជិកបងធំលោកក៏បញ្ចេញអររបស់គេឲ្យឌឺដងដាក់ចុងអុកដោយសួរថាតើគាត់គិតថាអាចទប់ទល់បានប៉ុន្មាននាទីទៅទន្ទឹមនឹងនេះដែរជីនវូកំពុងតែពួននៅពីក្រោយតុហើយគាត់មិនមានចំណាប់អារម្មណ៍ក្នុងការយកខ្លួនទៅពាក់ព័ន្ធនោះទេព្រោះគាត់ដឹងច្បាស់ថាវាច្បាស់ជានាំរឿងឈឺក្បាលដល់គាត់មិនខានបើសិនជាគាត់ហ៊ានលូកដៃជីនវូសម្រេចចិត្តថយក្រោយសិនក្នុងពេលនេះដើម្បីរងចាំមើលថាតើពួកគេប្រយុទ្ធគ្នាយ៉ាងដូចម្តេចពេលដែលអុកស្ទូទៅរកចុងអុកគាត់ក៏បញ្ឈប់ការសម្រុករបស់វាដោយការបាញ់ភ្លើងវាប្រហារទៅលើវាសាមុនរបស់ចុងអុកមួយក្បាលមានសមត្ថភាពខាងភ្លើងប៉ុន្តែពេលដែលភ្លើងរលត់ទៅអុកនោះនៅតែមិនមានរបួសសូម្បីបន្តិចផ្ទុយទៅវិញមើលទៅដូចជាអុកនោះស្រូបយកធម្មពលពីភ្លើងទៅវិញអាបងធំនោះក៏ឌឺដងដាក់ចុងអុកដោយសួរថាតើគាត់មានសមត្ថភាពតែប៉ុណ្្នឹងទេអីមកដល់ចំណុចនេះចុងអុកចាប់ផ្ដើមព្រួយបារម្ភបាត់ទៅហើយប៉ុន្តែទន្ទឹមគ្នានេះជីនវូហាក់ដូចជាបានកត់សម្គាល់ឃើញអ្វីមួយរួចទៅហើយជីនវូដឹងថាជនស៊ីវិលកំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងដោយសារតែចុងអុកកំពុងតែត្រូវគេវាយសម្រុកឲ្យថយក្រោយជីនវូគិតក្នុងចិត្តថាតើគាត់អាចធ្វើអ្វីបានខ្លះព្រោះគាត់បារម្ភថាបើគាត់ចូលទៅជួយគាត់ច្បាស់ជាជាប់ពាក់ព័ន្ធក្នុងចំនួនដ៏មិនចាំបាច់នេះមិនខានខណៈពេលដែលគាត់កំពុងគិតពីរឿងនេះអកកំពុងតែខ្លាចជាការគំរាមកំហែងដល់សាមុនរបស់ចាងព្រោះវាមិនព្រមងាប់ងាយៗទេដល់រាប់ណាវាមិនទាន់សម្រេចគោលដៅជីនវូđãយឺតទៅរកចុងអុកហើយទះស្មាគាត់តិចៗចុងអុកប្រាប់គាត់ភ្លាមឲ្យថយក្រោយវិញព្រោះទីនេះមានគ្រោះថ្នាក់ណាស់យ៉ាងណាមិញជីនវូបដិសេធហើយគាត់ខ្សឹបប្រាប់ទៅជាចុងអុកថាចង្វាក់វាយប្រហាររបស់ទឹកភ្លើងហាក់ដូចជាខុសបច្ចេកទេសបន្តិចហើយគាត់ប្រាប់ឲ្យចុងអុកចាំសង្កេតមើលពួកបាហ្វឺដែលនៅពីក្រោយអុកពណ៌ក្រហមនោះការពិតទៅពួកបាហ្វឺកំពុងតែបញ្ចេញបាសការពារភ្លើងហើយជីនវូប្រាប់ចុងអុកឲ្យដឹងថាការវាយប្រហារដោយភ្លើងគ្មានផ្លូវបានផោទេបើប្រើក្នុងចង្វាក់ពេលវេលាបែបនេះចុងអុកភ្ញាក់ប៉ៅយ៉ាងខ្លាំងពេលឮបែបនេះព្រោះគាត់មិនដែលដឹងសោះថាអុកនេះប្រែជាពណ៌ក្រហមដោយសារតែបាហ្វការពារភ្លើងសោះដោយដឹងបែបនេះហើយចុងអុកក៏បញ្ជាឲ្យអណ្ដើកភ្លើងរបស់គាត់ដុតអាំងសាមុនទាំងអស់នោះរួមទាំងពួកបាហ្វឺផងដែរអ្វីដែលគូឲ្យភ្ញាក់ប្រើផែនការនេះបានផលហើយអុកនោះត្រូវឆេះខ្លោចជាមួយសាមុនសត្រូវផ្សេងទៀតតែម្ដងអាបងធំនោះភ័យលុះព្រលឹងព្រោះគេមិននឹកស្មានថាចុងអុកអាចមើលធ្លុះល្បិចរបស់គេសោះត្រឹមមួយប្រព្រឹត្តភ្នែកគេបាត់បង់សាមុនទាំងអស់ហើយខែការពាររបស់គេក៏ត្រូវបែកខ្ទេចអស់រលីងដែរដោយដឹងតែខ្លួនឯងចប់ហើយគេក៏ចាប់ផ្ដើមអង្វរកដោយប្រាប់ចុងអុកថាគេនឹងព្រមប្រគល់ខ្លួនឲ្យច្បាស់ហើយប៉ុន្តែចុងអុកចាប់គេជាប់ជាមួយសាមុនដើមឈើដោយប្រាប់ឲ្យគេបិទមាត់គាត់រំលឹកថាសមាជិកក្មេងទំនើងត្រូវប្រឈមមុខនឹងការប្រហារជីវិតភ្លាមៗហើយគ្មានការលើកលែងឲ្យនោះទេទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ខណៈដែលជីវិតរបស់គេត្រូវបានបញ្ចប់យ៉ាងសាហាវឈាមខ្ទាតពាសពេញទីនោះហើយអ្នកនៅក្នុងបន្ទប់ក៏ស្រែកអបអរជ័យជំនះរបស់ចុងអុកងាមជីនវូវិញហាមានអារម្មណ៍តក់ស្លុតបន្តិចពីរឿងនេះព្រោះអាមួយនោះអាចជាមនុស្សអាក្រក់មែនតែវារៀងសាហាវពេកដែលត្រូវសម្លាប់គេចោលយ៉ាងព្រៃផ្សៃបែបនេះឃើញបែបនេះជីនវូទាំងសេចក្តីសន្និដ្ឋានថាពិភពលោកនេះលែងដូចមុនទៀតហើយគាត់ដឹងច្បាស់ថាការរស់រានមានជីវិតទាមទារឲ្យមានការតាំងចិត្តដ៏មុតមកបំផុតហើយភ្លាមៗនោះចុងអុកក៏ដើរមករកគាត់ព្រមទាំងនិយាយអរគុណសម្រាប់ការជួយផងដែរជីនវូតបដោយសុភាពថាវាជារឿងតូចតាចទេហើយចុងអុកបញ្ជាក់ថាគាត់ចង់ផ្ដល់រង្វាន់តបស្នងដល់គាត់ដូច្នេះគាត់ក៏សួរថាតើជីនវូនៅហ្គៀលមួយណាជីនវូតបថាគាត់មិនទាន់បានចុះឈ្មោះជា player ពេញសិទ្ធិនៅឡើយទេដូច្នេះគាត់មិនទាន់មានហ្គៀលនោះទេចុងអ៊ូមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮបែបនេះព្រោះជីនវូអាចមើលដឹងពីបាសរបស់សាមុនយ៉ាងងាយស្រួលទាំងដែលគាត់មិនទាន់បានចុះឈ្មោះជាផ្លូវការផងហ្នឹងពេលនោះចាងក៏សួរគាត់ថាតើគាត់មានអត្តសញ្ញាណប័ណ្ណជាប់ខ្លួនដែរឬទេព្រោះនេះជាអ្វីដែលគាត់ចង់បានហើយជីនវូក៏ឆ្លើយយល់ព្រមមុននឹងហុចអត្តសញ្ញាណប័ណ្ណនោះទៅឲ្យចាងប្រាប់គាត់ថាបន្ទាប់ពីពួកគេបានធ្វើការត្រួតពិនិត្យប្រវត្តិរបស់គាត់រួចរាល់ហើយ
រង្វាន់របស់គាត់នឹងត្រូវបានប្រគល់ជូនទៅតាមបទបញ្ញត្តិជាមិនខាន ជីនវូសប្បាយចិត្តពេលឮបែបនេះហើយគាត់ក៏ដើរចេញទៅបាត់ទៅពេលក្រោយមកជុងអុកក៏បានខលទូរស័ព្ទទៅកាន់ជំនួយការរបស់គាត់ម្នាក់ដោយប្រាប់ឲ្យគេឆែកមើលទិន្នន័យរបស់ជីនវូហើយរាយការណ៍ប្រាប់គាត់វិញ លេងនោះជីនវូឲ្យនំដូណាធំមួយទៅរ៉ាំបាព្រោះនាងស្លាប់មកគាត់បានល្អស្របពេលជាមួយគ្នាជីនវូសង្ឃឹមថានឹងគ្មានរឿងធំដុំកើតឡើងទេព្រោះគេពិតជាមិនចង់ចេញមុខឡើយប៉ុន្តែវាត្រូវតែកើតឡើងព្រោះបើគេមិនប្រាប់កលឹះទេអ្នកគ្រប់គ្នាក្នុងបន្ទប់ច្បាស់ជាស្លាប់អស់មិនខានដោយឃើញស្ថានភាពកាន់តែតានតឹងជីនវូគិតថាគេត្រូវតែប្រមូលសម្បត្តិកោះហៅហើយហៅ X-ray បន្តទៀតឲ្យបានលឿនបំផុតគោលដៅសំខាន់ពេលនេះគឺគ្រូមន្តតាគុំអ្នកភ្លើងនិងគ្រូបង្វឹកបញ្យប់តាមពិតទៅពួកគេជាដាងនិងអ៊ីរ៉ាងដែលអាចរកបានពីសម្បត្តិកោះហៅកម្រិតទៀតថ្ងៃបន្ទាប់ចុងគុកដឹងថាជីនវូសម្រាប់នៅពេទ្យ3ឆ្នាំដោយសារគ្រោះថ្នាក់ទើបគេយល់ថាហេតុអ្វីបានជាជីនវូជាអ្នកលេងមិនទាន់ចុះឈ្មោះចាំងអ៊ុកមិនឃើញមានអ្វីចម្លែកទេព្រោះគ្រោះថ្នាក់ជារឿងធម្មតាទៅហើយពេលភាពវឹកវរចាប់ផ្ដើមដំបូងឆាំងអ៊ុកកាន់តែភ្ញាក់ផ្អើលពេលដឹងថាជីនវូដាក់ពាក្យចុះឈ្មោះជាអ្នកលេងភ្លាមក្រោយពេលចេញពីពេទ្យឆាំងទានឯកសាររបស់ជីនវូមកមើលហើយដឹងថាជំនួយការរបស់គេមិនបានកុហកទេចុងអ៊ុករំភើបខ្លាំងពេករហូតដល់ភ្លេចខ្លួនឯងស្រឡះថាកំពុងនៅខាងក្រៅចុងអ៊ុកសម្រេចចិត្តភ្លាមថាគេនឹងចូលធ្វើជាគណៈកម្មការម្នាក់សម្រាប់ការប្រឡងខែនេះចាំងដឹងច្បាស់ថាការដែលជីនវូចុះឈ្មោះជាអ្នកលេងភ្លាមពេលដឹងខ្លួនបង្ហាញពីសមត្ថភាពបន្សំខ្លួនដ៏អស្ចារ្យរបស់គេឆុងគុកអរញ៉ប់ញ័រព្រោះគេអាចនឹងទើបតែរកឃើញគ្រាប់ពេជ្រដ៏កម្រមួយនៅថ្ងៃហ្វឹកហាត់ជីនវូមកដល់មជ្ឈមណ្ឌលហើយឃើញមនុស្សច្រើនកកកដោយការគេមកចុះឈ្មោះលើកមុនដែរជីនវូដឹងខ្លួនថាគេត្រូវតែកំទេចគូប្រកួតទាំងអស់នេះបើចង់មានឱកាសក្លាយជាអ្នកលេងពេញសិទ្ធិ ទោះជាយ៉ាងណាគេមិនខ្វល់សូម្បីបន្តិចព្រោះនេះគ្រាន់តែជារឿងកូនក្មេងហើយគ្មានអ្នកណាស្គាល់ហ្គេមនេះច្បាស់ជាងគេទេបន្តិចក្រោយមកកម្មវិធីចាប់ផ្ដើមហើយជីនវូភាំងស្មារតីពេលឃើញឆាំងងុកមកធ្វើជាគណៈកម្មការវិតម្លៃមិនយូរប៉ុន្មានឆុងគីហៅជីនវូមកជួបឯកជនហើយជីនវូក៏ប្រាប់ពីការភ្ញាក់ផ្អើលដែលបរិះនេះជាគណៈកម្មការព្រោះគីមិននឹកស្មានដល់តតែសោះចុងអ៊ុកនិយាយលេងសើចថាគ្មានអ្នកណាដឹងទេនេះអាចជាព្រំលិខិតក៏ថាបានបន្ទាប់មកចុងអ៊ុកក៏សួរពីចំណាប់អារម្មណ៍របស់គេលើការវឹកហាត់នេះជីនវូស្ងាត់មួយសន្ទុះមុននឹងឆ្លើយព្រោះមេរៀនទាំងអស់ដែលពួកគេបង្រៀនគឺជារឿងដែលគេដឹងរួចអស់ទៅហើយតែប៉ុន្តែយុទ្ធសាស្ត្រមួយក្នុងចំណោមនោះគឺបង្កើតឡើងដោយជីនវូផ្ទាល់តែម្ដងទីបំផុតជីនវូឆ្លើយប្រាប់ចុងអ៊ុកថាការវឹកហាត់នេះមិនសូវអន់ទេតែក្នុងចិត្តគេកំពុងតែខឹងក្តៅងំចុងជុកក៏ប្រាប់ថាដែលហៅមកនេះគឺចង់និយាយពីសំណងដែលគេធ្លាប់សន្យាការជួបគ្នាលើកមុនប៉ុន្តែមុននឹងចូលរឿងចុងគុកសុំសួរមួយសិនគេចង់ដឹងថាតើជីនវូធ្លាប់ជាអ្នកលេងហ្គេមមែនឬអត់ជីនវូឆ្ងល់យ៉ាងខ្លាំងហើយជាងក៏បញ្យល់ថាអ្នកលេងហ្គេមគឺជាអ្នកដែលធ្លាប់លេងហ្គេមនេះមុនពេលវាក្លាយជាការពិតនិយាយចំអ្នកធ្លាប់លេងវាយូរឬឆាប់គឺសិតតែបានងារនេះទាំងអស់ជាក់ស្ដែង 70% នៃ ranker នៅកូរ៉េសិតតែជាអ្នកលេងហ្គេមជីនវូយកភ្លាមថាហេតុអ្វីចាំងគុកសួររឿងនេះព្រោះមនុស្សធម្មតាគ្មានផ្លូវដឹងពីជំនាញបន្ថែមនៃការកោះហៅឡើយជីនវូតបវិញថាគេធ្លាប់លេងហ្គេមនេះបន្តិចបន្តួចដែរហើយឆាំងអ៊ូក៏សរសើរពីញៀនដ៏មុតស្រួចរបស់គេសួរជីនវូថាធ្លាប់លេងប្រហែលឆ្នាំហើយជីនវូស្ងាត់មួយសន្ទុះសិនមុននឹងឆ្លើយតបគេដឹងថាហ្គេមនេះកាក់ណាស់ហើយស្ទើរតែគ្មានអ្នកលេងបើប្រាប់ថាលេង10ឆ្នាំគេច្បាស់ជាដឹងថាខ្លួនជាជីនូកតនឹងខានជីនវូបន្លំឆ្លើយថាគេលេងហ្គេមនេះប្រហែល1ឆ្នាំតែត្រឹមប៉ុណ្នេះឆាំងអ៊ុកនៅតែស្ញាប់ស្ញែងយ៉ាងខ្លាំងជីនវូគិតថាគេនិយាយខុសមាត់រីយ៉ាងណាសត្វតែឆាំងសរសើរថាគេពិតជាអស្ចារ្យណាស់ដែលអាចលេងហ្គេមនេះបានពេញ1ឆ្នាំជីនវូឆ្លើយកាត់ថាវ៉ាយ៉ាងនឹងឯងប៉ុន្តែឆាំងមិនខ្វល់ពីរឿងទាំងនេះសោះឡើយគេដឹងថា ranker កូរ៉េភាគច្រើនលេងមិនបានកន្លះឆ្នាំផងតែជីនវូអាចស៊ូទ្រាំលេងបានពេញ1ឆ្នាំចឹងក្រហែមបន្តិចមុននឹងប្រាប់ថាគេរៀបចំជំរឿសំណង2ហើយគេអាចជ្រើសរើសមួយណាដែលពេញចិត្តបានជំរឿទី1គេនឹងប្រើអំណាចជួយចុះឈ្មោះឲ្យភ្លាមព្រមទាំងផ្ដល់តំណែងនៅទីស្នាក់ការកណ្ដាលផ្ទាល់តែម្ដងឈុកនិយាយរៀបរាប់យ៉ាងរំភើបប៉ុន្តែជីនវូហាក់ដូចជាមិនចាប់អារម្មណ៍សូម្បីបន្តិចជំរឿទី2គឺប្រាក់រង្វាន់ចំនួន5លានជំរឿទាំងពីរស្ដាប់ទៅការណាស់សម្រាប់ជីនវូតែសម្រាប់ឆាំងគេជឿថាបានផ្ដល់ជំរឿល្អបំផុតរួចទៅហើយឆាំងគិតថាជីនវូនឹងរើសការចុះឈ្មោះរហ័សតែជីនវូធ្វើឲ្យគេស្ទើរគាំងពេលប្រាប់ថាចង់បានលុយសោះចាំងស្ទើរតែមិនជឿត្រចៀកខ្លួនឯងគេប្រាប់ថាការចុះឈ្មោះប្រើពេលយូរណាស់ប៉ុន្តែជីនវូបញ្ជាក់ច្បាស់ថាគេសុកចិត្តដើរផ្លូវឆ្ងាយជីនវូក្រោកឈរហើយប្រាប់ឆាំងថាគេអាចចាត់ចែងរឿងចុះឈ្មោះដោយខ្លួនឯងបានម្យ៉ាងទៀតគេក៏គ្មានបំណងចង់ចូលទីស្នាក់ការកណ្ដាលដែរតាមពិតទៅជីនវូចាត់ទុកការងារក្រុមហ៊ុនថាខាតពេលអត់ប្រយោជន៍ព្រោះគេត្រូវតាមរកកោះហៅអេចរ៉េងដូច្នេះគ្មានពេលត្រូវខាតទេបន្ទាប់ពីជួបជាមួយចែងកុករួចមកជីនវូក៏ធ្វើដំណើរទៅប្រឡងយកអាជ្ញាប័ណ្ណជាក់ស្ដែងមន្ត្រីនៅទីនោះប្រាប់គាត់ថាដើម្បីជាប់គាត់គ្រាន់តែត្រូវវាយបំបីគុកងងឹតប្រចាំថ្ងៃប៉ុណ្ណោះគាត់ត្រូវចូលក្នុងគុកងងឹតថ្ងៃអង្គារហើយគោលដៅគឺការប្រណាំងជាមួយពេលវេលាដូច្នេះគាត់ត្រូវបញ្ចប់វាឲ្យបានលឿនបំផុតគួរឲ្យភ្ញាក់ផ្អើលណាស់ឆាំងក៏មានវត្តមាននៅទីនោះដើម្បីមើលជីនវូប្រឡងដែរព្រោះគាត់មិនដែលនឹកស្មានថាក្មេងនេះហ៊ានបដិសេធសំណើរបស់គាត់សោះលើសពីនេះទៅទៀតគាត់ដឹងថាជីនវូយល់ពីរូលនឹងការកោះហៅច្បាស់ជាងគេទាំងអស់ព្រោះការបកស្រាយរបស់គេធ្វើឲ្យសូម្បីតែសាស្ត្រាចារ្យធំអង្គុយស្ដាប់ដោយកុំក្មេងពេលនោះហើយដែលចុងសុកនឹងច្បាស់ថាជីនវូមិនមែនជាគ្រាប់ពេជ្រដែលគេអាចបោះចោលបានឡើយជុងសៅខាមេដៃស្ដាយក្រោយដោយគិតថាគាត់គួរតែផ្ដល់លក្ខខណ្ឌល្អជាងនេះឲ្យជីនវូបន្ទាប់ពីមន្ត្រីនោះបញ្យល់ជីនវូរួចរាល់ពួកគាត់ក៏ប្រាប់ឲ្យក្មេងប្រុសម្នាក់នេះដើរចូលទៅក្នុងគុកងងឹតតែម្ដងបន្ទាប់មកជីនវូក៏ចូលទៅក្នុងគុកងងឹតជាមួយនឹងសិទ្ធិកោះហៅរបស់គេប្រព័ន្ធក៏បានលន់លក្ខខណ្ឌប្រាប់ឲ្យគេសម្លាប់សត្វស្លាមទាំងអស់នៅទីនោះជីនូចាប់ផ្ដើមកោះហៅរំបាមករួចប្រាប់ឲ្យនាងចាត់ការតាមជំនាញនាងក៏ងក់ក្បាលទទួលបញ្ជាពីជីនវូភ្លាមក្រុមបោះក៏បង្កើនធម្មពលវាយប្រហារនិងលបឿនដោះសត្វកូរីឡាការពិតទៅគុកងឹតថ្ងៃអង្គារមានទម្រង់ជាបង្កត់អ្នកប្រមាញ់ត្រូវតែវាយទម្លុះហ្វូងស្លែមជាមុនសិនទើបអាចទៅដល់កន្លែងរបស់មេកំពូលបាន
វាជាកន្លែងដែលអ្នកថ្មីថ្មោងចំណាយពេលដើរវង្វេងច្រើនបំផុតប៉ុន្តែជីនវូមិនមែនជាអ្នកថ្មីថ្មោងឡើយហើយគេដឹងថាគេត្រូវតែរំលងចោលពួកសត្វស្លាមដ៏យឺតយ៉ាវទាំងនោះនេះគឺជាគុកងងឹតមួយដែលគេធ្លាប់វាយបំបីក្របដងមិនអស់រហូតដល់ថ្នាក់ធន់ទ្រាំទៅហើយជីនវូដើរត្រង់ចូលទៅកាន់ផ្នែកដ៏ជ្រៅបំផុតនៃគុកងងឹតនោះទីនោះហើយដែលគេបានប្រទះឃើញស្ដេចស្លាមដ៏ធំសម្បើមជីនវូបញ្ជាឲ្យ Gorilla ស្ទុះទៅវាយស្ដេចស្លាមនោះវាកលុតទៅដាល់ស្លាមមួយទំហឹងដោយដៃទាំងពីរកិនបំបែកស្ដេចស្លាមនោះខ្ទេចខ្ទីគ្មានសល់ជីនវូឈរមើលពីក្រោយយ៉ាងមោទនភាពនេះហើយជាមូលហេតុដែលគេចូលចិត្តសមត្ថភាពរបស់រ៉ាំបាស់ខ្លាំងការបង្កើនធម៌ពលរបស់នាងគឺខ្លាំងហួសហេតុវាអាចក្រាយខ្លាយសូម្បីតែកម្រិត F ឲ្យខ្លាយជាខ្លាំងគ្មានគូប្រៀបជីនវូមើល Gorilla ដាល់ស្ដេចស្លាមឡើងរលាយជាទឹកគេឆ្ងល់ថានឹងទៅជាយ៉ាងណាបើជំនាញរបស់រ៉ាំបាត្រូវបានប្រើលើសត្វក៏ហៅផ្សេងទៀតនោះពេលស្ដេចស្លាមត្រូវបានកំចាត់គេក៏ទទួលបានសារអបអរសាទរថាគេបានសម្លាប់មេកំពូលរបស់គុកងងឹតនេះហើយប្រព័ន្ធប្រាប់ថាគេចំណាយពេល5នាទីប៉ុន្តែជីនវូមិនភ្ញាក់ផ្អើលនោះទេព្រោះកាលពីមុនគេធ្លាប់ប្រើពេលត្រឹមតែ1នាទីប៉ុណ្ណោះស្រាប់តែគេទទួលបានសារថាគេបានបំបីកំណត់ត្រាប្រទេសកូរ៉េខាងត្បូងហើយលុតនៅសមិទ្ធផលពិសេសមួយទៀតផងជារង្វាន់គេទទួលបានរមូរក៏ហៅកម្រិតខ្ពស់ចំនួន3និងសម្ភារៈពង្រឹងអាវុធកម្រិតទាបចំនួន2ថែមទៀតផងជីនវូភ័យបាក់ភ្នែកធំៗព្រោះគេទើបតែបំបីកំណត់ត្រាមួយដែលគេមិនដែលដឹងថាវាមានផងពួកមន្ត្រីដែលកំពុងតាមដានមើលពីខាងក្រៅក៏នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថាកំណត់ត្រាចាស់ត្រូវបានបំបែកមន្ត្រីគ្រប់គ្នាឈរគាំងព្រោះនេះគឺជាការកាត់បន្ថយពេលវេលាដ៏សម្បើមមួយពួកគេរត់តែហ៊ូចិត្តខ្លាំងជាងមុននៅពេលដឹងថាអ្នកដែលបំបីកំណត់ត្រានេះគឺជីនវូដែលពួកគេមិនដែលស្គាល់ឈ្មោះសោះការដែលក្មេងៗចំណាក់ថ្នាក់ម្នាក់អាចធ្វើបានធ្វើឲ្យរឿងនេះរត់តែក៏ក្រៅហើយដំណឹងនេះក៏បានទៅដល់ទៅជាឆាងពេលនេះហើយដែលឆេងសន្និដ្ឋានថាជីនវូគឺជាកំពូលអ្នកមានទេពកោសល្យថ្នាក់ជាតិពួកគេត្រូវតែធ្វើគ្រប់យ៉ាងដើម្បីទាញយកគេឲ្យបានឆាងនឹងច្បាស់ថាពួកគេមិនត្រូវបណ្ដោយឲ្យជីនវូធ្លាក់ទៅក្នុងដៃប្រទេសក្រៅដែលខាប់ព្រោះមុខមាត់ប្រទេសរបស់គេគឺអាស្រ័យលើក្មេងនេះហើយឆាងក៏បញ្ជាកូនចៅរបស់គាត់ឲ្យចុះឈ្មោះជីនវូភ្លាមតែម្ដងគាត់បញ្យល់ថាកំណត់ត្រាពេលវេលាត្រូវបានបែងចែកជាថ្នាក់ជាតិនិងពិភពលោកចំណាត់ថ្នាក់លេខ1នៅកូរ៉េគឺបុរសម្នាក់ឈ្មោះខាងដែលកាន់កាប់កំណត់ត្រា6នាទីចំណែកលេខ1ពិភពលោកគឺ Rachel ដែលមានកំណត់ត្រា2នាទីវត្តមានរបស់ជីនវូពេលនេះគឺបានយកឈ្នះកំណត់ត្រារបស់កាំងវត្តទៅហើយចាំងប្រាប់កូនចៅថាទោះបីជាយ៉ាងណាក៏ដោយជីនវូត្រូវតែទទួលបានសិទ្ធិពិសេសបំផុតពេលជីនវូដើរចេញពីគុកងងឹតគេមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដែលដឹងថារយៈពេល5នាទីត្រូវបានគេចាត់ទុកថាលឿនបំផុតក្នុងយុគសម័យនេះភ្លាមនោះឆាំងអកក៏រត់ត្រង់មករកគេហើយនិយាយថាគាត់ចង់ជួបគេតាំងពីយូរមកហើយឆាំងសរសើរពីកំណត់ត្រាដ៏អស្ចារ្យរបស់ជីនវូព្រមទាំងសួរថាតើគេអាចបំបីកំណត់ត្រាក្នុងការប្រឡងលើកដំបូងនេះបានដោយរបៀបណាជីនវូមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចក៏ឆ្លើយទាំងភ័យព្រោះនេះមិនមែនជាកំណត់ត្រាល្អបំផុតរបស់គេផងចឹងក៏បុគ្គលអាជ្ញាប័ណ្ណឲ្យគេឲ្យប្រាប់ថាគេត្រូវបានចុះឈ្មោះយ៉ាងពិសេសព្រោះតែសមត្ថភាពរបស់គេជីនវូកំពុងតែសម្លឹងមើលអាជ្ញាប័ណ្ណស្រាប់តែឆាំងកុកស៊ូបញ្ជាក់ម្ដងទៀតថាតើគេបំបីកំណត់ត្រានេះបានដោយរបៀបណាជីនវូចាប់ផ្ដើមគិតពីស្ថានភាពនេះគេដឹងថាបើគេទម្លាយរឿងនេះកម្រិតប្រទេសកូរ៉េខាងត្បូងនឹងកើនឡើងខ្លាំងភ្លាមមិនខានប៉ុន្តែបញ្ហាគឺរឿងបន្តពីនេះវាអាចមានពីរជម្រើសកើតឡើងគេអាចសំណាងបានទាំងគេឈ្មោះនិងទ្រព្យសម្បត្តិហូរហៀប៉ុន្តែម្យ៉ាងវិញទៀតគេអាចនឹងត្រូវពួកមនុស្សអាក្រក់ចាប់យកទៅធ្វើទីរណកម្មដើម្បីកោះកកាយកព័ត៌មានទាំងអស់ក៏ថាបានជីនវូតបទៅចង់អ៊ូថាសំណួររបស់គាត់គឺឆ្លើយណាស់ជុងអុកបានសារភាពប្រាប់ថារាល់យុទ្ធសាស្ត្ររបស់អ្នកលេងគឺត្រូវបានលាក់កំបាំងនិងចែករំលែកតែក្នុងចំណោមក្រុមពួកគេផ្ទាល់ប៉ុណ្ណោះព្រោះវាជាព័ត៌មានសម្ងាត់បំផុតប៉ុន្តែគាត់បានប្រាប់ឲ្យដឹងថាប្រទេសកូរ៉េខាងត្បូងកំពុងតែត្រដរត្រូវការមនុស្សដែលមានសមត្ថភាពដូចជាគាត់ខ្លាំងមែនទែនតាមការសង្កេតមើលរបស់គាត់ជីនវូអាចមើលដឹងយ៉ាងច្បាស់ថាបុរសម្នាក់នេះពិតជាមិនមែនជាមនុស្សអាក្រក់នោះឡើយព្រោះគាត់បានទូទាត់ប្រាក់ឲ្យភ្លាមដោយមិនស្ទាក់ស្ទើរហើយអត្តចរិតនិងការនិយាយស្ដីរបស់គាត់ក៏មើលទៅសមរម្យនិងអាចទទួលយកបានដែរលើពីនេះទៅទៀតបុរសម្នាក់នេះមានភាពឆ្លាតវៃនិងរហ័សរហួនហើយជីនវូក៏បានគិតថាគាត់ប្រហែលជាអាចប្រើប្រាស់ប្រទេសជាតិដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនវិញក៏ថាបានគាត់ដឹងច្បាស់ថាគាត់នឹងទទួលបានឱកាសក្នុងការអភិវឌ្ឍខ្លួនបានកាន់តែលឿនរហ័សប្រសិនបើគាត់ជ្រើសរើសធ្វើបែបនេះជាជាងការខិតខំតស៊ូប្រយុទ្ធលេងតែម្នាក់ឯងបន្ទាប់មកជីនវូក៏បាននិយាយប្រាប់ចេងថាគាត់ចង់បដូរទីតាំងទៅនិយាយគ្នានៅកន្លែងផ្សេងវិញអ្នកទាំងពីរក៏បានធ្វើដំណើរទៅកាន់ហាងកាហ្វេមួយហើយនៅទីនោះចេងក៏បានប្រាប់ឲ្យគាត់ដឹងថាប្រទេសជាតិកំពុងតែត្រូវការជំនួយពីគាត់យ៉ាងខ្លាំងបំផុតគាត់បានទម្លាយថាពួកគេដឹងរឿងអ្នកគាត់ដេកឈឺនៅលើគ្រែអស់រយៈពេល3ឆ្នាំហើយពីនោះជីនវូក៏បានសួរដោយការខឹងសម្បាព្រាមថាតើពួកគេបានលួចស៊ើបអង្កេតពីប្រវត្តិរបស់គាត់មែនទេឆេងបាននិយាយសុំទោសចំពោះទង្វើនេះដោយបញ្ជាក់ថាអ្នកលេងកម្រិតខ្ពស់ដែលមិនទាន់ចុះឈ្មោះអាចនឹងបង្កជាគ្រោះថ្នាក់ផ្សេងដែលជាហេតុធ្វើឲ្យពួកគេត្រូវតែបង្ខំចិត្តធ្វើកិច្ចការទាំងនេះបន្ទាប់មកជីនវូក៏បានសួរបញ្ជាក់ទៅគាត់ថាតើពួកគេនឹងនៅតែបន្តស៊ើបអង្កេតគាត់ទៀតឬយ៉ាងណាដោយសារតែពេលនេះគាត់បានចុះឈ្មោះជាផ្លូវការរួចរាល់ហើយប៉ុន្តែគាត់ក៏បានប្រមានប្រាប់ឆាំងអុកឲ្យដឹងច្បាស់ផងដែរថាគាត់ពិតជាមិនចង់ឲ្យពួកគេធ្វើរឿងបែបនេះម្ដងទៀតនោះឡើយឈៀងក៏បានយល់ព្រមតាមសំណើនេះហើយនៅក្នុងជំរឿចិត្តរបស់គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញជីនវូនៅតែរក្សាជំហរដ៏រឹងមាំរបស់គេព្រោះថាមនុស្សភាគច្រើនច្បាស់ជាភ័យស្លន់ស្លោបាត់ទៅហើយពេលឮឈ្មោះប្រទេសជាតិបែបនេះចំនួននេះបានបញ្ជាក់ប្រាប់ឆេងថាជីនវូដឹងពីតម្លៃរបស់ខ្លួនឯងយ៉ាងច្បាស់បន្ទាប់មកជីនវូក៏បានសួរទៅឆេងថាតើគាត់នឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីការជួយរូបគេហើយឆេងក៏បានតបវិញថាគាត់នឹងទទួលបានកិច្ចសហប្រតិបត្តិការដ៏ល្អពីគេជីនវូសួរគាត់ថាតើគាត់មានន័យយ៉ាងម៉េចចំពោះរឿងនេះហើយឆាងក៏ចាប់ផ្ដើមនិយាយអំពីតំណែងរបស់គាត់នៅឯទីស្នាក់ការកណ្ដាលដោយប្រាប់ថាកាលណាគាត់ទទួលបានសម្លេងឆ្នោតកាន់តែច្រើនគាត់ក៏នឹងមានអំណាចកាន់តែធំដែរជីនវូយល់ភ្លាមថាឆេងគ្រាន់តែជាអ្នកនយោបាយធម្មតាម្នាក់ប៉ុណ្ណោះ
ចាងនៅតែបន្តនិយាយថាគាត់នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងតាមអំណាចដែលគាត់មានប៉ុន្តែជីនវូហាក់ដូចជាមិនមានចំណាប់អារម្មណ៍នឹងរឿងនេះទាល់តែសោះ បន្ទាប់មកជីនវូក៏សម្រេចចិត្តធ្វើកិច្ចព្រមព្រៀងមួយជាមួយឆាងតែម្ដងទៅក៏បានប្រាប់ឆាងថាដោយសារតែគាត់ទើបតែបានចុះឈ្មោះថ្មីៗដូច្នេះគាត់នឹងបដោតទៅលើការអភិវឌ្ឍសមត្ថភាពពេញមួយខែសិនដោយប្រើប្រាស់ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឆាងជីនវូបាននិយាយបញ្ជាក់ថាពួកគេនឹងបន្តផែនការនេះទៅមុខទៀតប្រសិនបើគាត់មានការពេញចិត្តនឹងភាពរីកចម្រើនរបស់គាត់ ប៉ុន្តែប្រសិនបើគាត់មិនពេញចិត្តទេគាត់នឹងប្រគល់អ្វីៗគ្រប់យ៉ាងដែលគាត់ទទួលបានត្រឡប់ទៅវិញឬក៏សងវិញជាព័ត៌មានដែលមានតម្លៃស្មើគ្នានឹងរបស់ទាំងនោះ ឆាងឲ្យមើលដឹងថាជីនវូកំពុងតែព្យាយាមប្រើប្រាស់គាត់ក្នុងនាមជាលេខាផ្ទាល់ខ្លួនអស់រយៈពេល1ខែប៉ុន្តែគាត់បែរជាមិនមានការព្រួយបារម្ភអំពីរឿងនេះសូម្បីតែបន្តិចសោះ ចេងបានយល់ព្រមតាមកិច្ចព្រមព្រៀងនេះព្រោះគាត់គិតឃើញថាគាត់នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនជាងមុនដោយការនៅក្បែរនឹងធ្វើការជាមួយជីនវូ បន្ទាប់ពីយល់ព្រមលើកិច្ចសន្យារួចរាល់ជីនវូក៏ប្រាប់ជុងអុកកំអូននិយាយប្រាប់នរណាម្នាក់អំពីរឿងដែលគាត់បានបំបីកំណត់ត្រាព្រោះគាត់កំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ចុងអ៊ុករៀមនឹងប្រាប់គាត់ហើយថាទីស្នាក់ការកណ្ដាលអាចជួយការពារសុវត្ថិភាពគាត់បានប៉ុន្តែគាត់ក៏ជប់និយាយកណ្ដាលទីទៅវិញនៅពេលដែលគាត់ដឹងខ្លួនថាគាត់ប្រហែលជាកំពុងតែផ្ដល់តម្លៃឲ្យទីស្នាក់ការកណ្ដាលខ្លាំងហួសហេតុពេកហើយ នេះក៏ដោយសារតែទីស្នាក់ការកណ្ដាលកំពុងតែជួបការលំបាកក្នុងការដោះស្រាយជាមួយក្រុមក្មេងដំណឹងធម្មតាទៅហើយកុំថាឡើយឲ្យរំពឹងទៅលើការការពារបុគ្គលសំខាន់ដូចជាគាត់នោះ ឆេងអាចមើលដឹងថាជីនវូក៏ដឹងពីរឿងនេះដែរដូច្នេះហើយគាត់ក៏បានសន្យាជាមួយជីនវូថាគាត់នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងរឿងរ៉ាវទាំងនេះជារឿងសម្ងាត់ ទោះជាយ៉ាងណាក៏ដោយគាត់ប្រងានថាគាត់ប្រហែលជាមិនអាចទប់ស្កាត់ព័ត៌មាននេះមិនឲ្យបែកឃ្លីបានទាំងស្រុងនោះទេប៉ុន្តែជីនវូក៏មិនមានបញ្ហាអ្វីនឹងរឿងនេះដែរបន្ទាប់ពីនោះមកជីនវូក៏ចាក់ចេញទៅដោយក្តីពេញចិត្តដែលគាត់អាចទទួលបានអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បានរួមទាំងការការពារភាពឯកជនរបស់គាត់ផងដែរនៅតាមផ្លូវត្រឡប់ទៅវិញគាត់សម្រេចចិត្តឆែកមើលរង្វាន់ដែលគាត់ទទួលបានហើយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញថាគាត់ទទួលបានក្រាំងកោះហៅកម្រិតខ្ពស់ចំនួន3និងវត្ថុដុសខាត់កម្រិតទាបចំនួន2 ជីនវូមិនមានការភ្ញាក់ផ្អើលអ្វីនោះទេដែលគាត់នៅតែទទួលបានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនេះទោះបីជាមាននរណាម្នាក់បានបំបីកំណត់ត្រានេះមុនគាត់រួចទៅហើយក៏ដោយនេះក៏ព្រោះតែរង្វាន់សមិទ្ធផលគឺអាចផ្ដល់ជូនបានតែម្ដងប៉ុណ្ណោះសម្រាប់អ្នកលេងម្នាក់ៗគាត់បានពិចារណាចង់បើកក្រាំងវេទមន្តកម្រិតខ្ពស់ទាំងនេះមើលប៉ុន្តែក៏បានបដូរចិត្តវិញភ្លាមៗព្រោះការលក់ពួកវាដើម្បីបដូរយកលុយមើលទៅហាក់ដូចជាជម្រើសល្អជាងឆ្ងាយណាស់គាត់នឹកឃើញភ្លាមថាជុងអុកធ្លាប់បានប្រាប់គាត់អំពីគេហទំព័ររបស់អ្នកលេងដែលអាចអនុញ្ញាតឲ្យចូលប្រើប្រាស់បានតែសម្រាប់អ្នកលេងដែលបានចុះឈ្មោះរួចប៉ុណ្ណោះវាគឺជាទីផ្សារអនឡាញដ៏ធំមួយដែលការជួញដូរវត្ថុទាំងអស់ត្រូវបានធ្វើឡើងនៅទីនោះហើយឆាំងក៏បានជួយរៀបចំវាជូនជីនវូរួចរាល់ដែរបន្ទាប់មកជីនវូក៏បានឆែកមើលតម្លៃដែលគាត់អាចលក់ក្រាំងកោះហៅកម្រិតខ្ពស់ទាំងនោះបានគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតនៅពេលដែលដឹងថាក្រាំងទាំងនោះអាចលក់បានក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ទៅ3លានវ៉ុនឯណោះ ជីនវូស្ទើរតែមិនគួរជឿតតែសោះថាគាត់អាចរកប្រាក់បានច្រើនសន្ធឹកសន្ធាប់បែបនេះបន្ទាប់ពីចំណាយពេលត្រឹមតែ5នាទីនៅក្នុងគុកងងឹតនោះឡើយ ដោយសារតែការរកលុយចូលកាបូបវាមានភាពងាយស្រួលយ៉ាងនេះជីនវូពិតជាអន្ទះសារចង់នាំគ្រួសាររបស់គាត់ឲ្យស្គាល់ជីវិតដ៏រុងរឿងក្នុងពេលឆាប់ៗនេះខ្លាំងណាស់ បន្ទាប់មកគាត់ក៏សម្រេចចិត្តលក់ក្រាំងវេទមន្តកម្រិតខ្ពស់នោះហើយយកលុយដែលបានមកទៅទិញក្រាំងកក់ហៅកម្រិតទាបវិញព្រោះការកក់ហៅចំណាត់ថ្នាក់ X គឺជាការកក់ហៅកម្រិតកំពូលដែលយើងអាចទទួលបានពីក្រាំងកម្រិតទាបទាំងនោះ លើពីនេះទៅទៀតពួកវាមានថាមពលខ្លាំងជាចំណាត់ថ្នាក់ B ដែលគាត់អាចទទួលបានពីក្រាំងកោះហៅកម្រិតខ្ពស់ទាំងនេះទៅទៀត ជីនវូក៏សម្គាល់ឃើញថាក្រាំងកម្រិតទាបមានតម្លៃដល់ទៅ 51001 ទោះបីជាពួកវាជាវត្ថុទូទៅដែលងាយស្រួលរកក៏ដោយគាត់ពិតជាងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាគ្មាននរណាម្នាក់ព្រមទម្លាក់តម្លៃលក់សោះក្នុងពេលដែលចំនួនអ្នកលក់មានការកើនឡើងច្រើនជាងអ្នកទិញទៅទៀតនោះដោយសារតែគិតមិនយល់គាត់ក៏ទៅកាន់អាជីនដើម្បីសួរនាំពីរឿងនេះអាជីនក៏បានបញ្យល់ថាទីស្នាក់ការកណ្ដាលគឺជាអ្នកប្រមូលទិញក្រាំងកម្រិតទាបទាំងនោះពីអ្នកលក់ដោយផ្ទាល់តែម្ដង នៅពេលដែលជីនវូសួរពីមូលហេតុនាងក៏បានប្រាប់គាត់ថាពួកគេបានអះអាងថាការធ្វើបែបនេះគឺដើម្បីជួយគ្រប់គ្រងដល់អ្នកលេងហ្គេមកម្រិតកម្ពុជា តាមមើលទៅរដ្ឋាភិបាលបានប្រមូលទិញពួកវាក្នុងបរិមាណយ៉ាងច្រើនដោយប្រើប្រាស់មូលនិធិជាតិហើយកំណត់តម្លៃលក់ត្រឹមតម្លៃ 51001 ជាមួយនឹងការកំណត់ចំនួនទិញប្រចាំថ្ងៃផងដែរព្រោះអ្នកគ្រប់គ្នាអាចយកទៅលក់ដោយផ្ទាល់ទៅឲ្យរដ្ឋាភិបាល គ្មាននរណាម្នាក់ចង់ទម្លាក់តម្លៃរបស់ពួកគេឡើយអាជីនបានប្រាប់ជីនវូថារដ្ឋាភិបាលប្រហែលជានឹងលុបចោលគោលការណ៍នេះក្នុងពេលឆាប់ៗខាងមុខព្រោះវាជាគោលការណ៍ចាស់ហួសសម័យទៅហើយម្យ៉ាងទៀតទីស្នាក់ការកណ្ដាលក៏មានទំនិញស្តុកទុកច្រើនហួសហេតុពេកដែលលើសពីសមត្ថភាពពួកគេអាចគ្រប់គ្រងបានពេលដឹងថាត្រូវធ្វើអ្វីបន្តជីនវូញញឹមហើយអរគុណអាជីនសម្រាប់ព័ត៌មាននេះមុននឹងដាក់ទូរស័ព្ទចុះដោយសារតែមានសម្បត្តិក៏ហៅកម្រិតទាបសល់យ៉ាងច្រើននៅក្នុងដៃក្រុមអ្នកដែលចង់ធ្វើការជាមួយគេជីនវូក៏សម្រេចចិត្តទៅជួបឆាងងប់ ដោយធម្មតាឆេងសប្បាយចិត្តខ្លាំងហើយស្វាគមន៍ជីនវូយ៉ាងកក់ក្ដៅធ្វើឲ្យគេចង់អៀន បន្ទាប់មកគាត់សួរថាតើមានអ្វីឲ្យជួយទេហើយជីនវូក៏ប្រាប់ថានាយត្រូវការសម្បត្តិក៏ហៅកម្រិតទាប ឆាងពិតជាភ្ញាក់ផ្អើលដែលគេសុំត្រឹមរបស់កម្រិតទាបជំនួសឲ្យកម្រិតមធ្យមឬកម្រិតខ្ពស់គាត់ក៏សួរជីនវូថាត្រូវការប្រមាណហើយជីនវូឆ្លើយថាត្រូវការឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចង្គុកខំធ្វើចិត្តឲ្យស្ងប់ទោះបីជាសំណើនេះធ្វើឲ្យគាត់ពិបាកចិត្តក៏ដោយទូយ៉ាងណាក៏សម្រេចចិត្តយល់ព្រមព្រោះទីស្នាក់ការទទួលបានវាប្រហែល 50000 សន្លឹករាល់ថ្ងៃជុងអ៊ុកថាគាត់អាចលក់ឲ្យបានតែចាប់ផ្ដើមព្រមានជីនវូរឿងយកទៅលក់បន្តប៉ុន្តែជីនវូបញ្យល់ថាគេមិនចង់យកទៅលក់បន្តទេព្រោះគេមានគម្រោងទុកប្រើប្រាស់ដោយខ្លួនឯង ជុងសុកសង្ស័យថាជីនវូប្រកាសជាកំពុងរៀបចំផែនការអស្ចារ្យអ្វីមួយដូចសពដងព្រោះគេមិនមែនជាអ្នកលេងហ្គេមធម្មតានោះទេគាត់គិតថាដើម្បីឲ្យជីនវូប្រមូលសម្បត្តិកម្រិតទាបច្រើនយ៉ាងនេះគេច្បាស់ជាមានគម្រោងធំអ្វីមួយមិនខាន
ទោះយ៉ាងណាគាត់ប្រាប់ជីនវូថាមានលក្ខខណ្ឌមួយគឺគេត្រូវតែផ្ដល់ព័ត៌មានដែលមានប្រយោជន៍មួយមកឲ្យពួកគេវិញឆេងប្រាប់ថាព្រោះការងាររបស់គាត់គឺបម្រើប្រជាជនដូច្នេះការប្រើប្រាស់ធនធានរដ្ឋដោយគ្មានហេតុផលច្បាស់លាស់អាចធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តពីពួកគេបានគាត់ប្រាប់ជីនវូថាការដោះដូរសម្បត្តិកម្រិតទាបជាមួយព័ត៌មានគឺជាជំរើសចំណេញទាំងសងខាងដែលជួយការពារសុវត្ថិភាពគាត់ផងដែរជីនវូមិនមានការភ្ញាក់ផ្អើលទេដែលឈុងសេកបដិសេធមិនព្រមប្រកល់សម្បត្តិទាំងនោះឲ្យដោយមិនគិតថ្លៃនោះតែគេមិនបានខ្វល់ពីរឿងនេះទេព្រោះវាមានន័យថាព័ត៌មានរបស់គេពិតជាមានតម្លៃខ្លាំងបើប្រៀបធៀបនឹងសម្បត្តិទាំងនោះបន្ទាប់មកជីនវូក៏យល់ព្រមតាមការព្រមព្រៀងហើយប្រាប់ឆេងហុកអំពីរង្វាន់នៃការបំបែកកំណត់ត្រាគេប្រាប់ឆាងអុកថារង្វាន់សមិទ្ធផលជាតិគឺសម្បត្តិកោះហៅកម្រិតខ្ពស់ចំនួន3សន្លឹកក្នុងមួយគុកងងឹតជីនវូបន្ថែមថាអ្នកលេងម្នាក់ទៀតនៅតែអាចទទួលបានរង្វាន់ដដែលនេះម្ដងទៀតបន្ទាប់ពីបំបែកកំណត់ត្រាពេលវេលារបស់អ្នកលេងមុនដូច្នេះបើអ្នកលេងផ្លាស់ប្ដូរគ្នាវាយលុកជារៀងរាល់វិនាទីដោយរត់បណ្ដាក់ពួកគេនឹងអាចយករង្វាន់បានច្រើនបំផុតដោយគ្រាន់តែបញ្ចប់គុកងងឹតក្នុងពេលដ៏ខ្លីហើយការធ្វើបែបនេះក៏នឹងជួយបង្កើនចំណាត់ថ្នាក់ប្រទេសផងដែរឆេងប្រាប់ជីនវូថាអ្នកលេងលំដាប់កម្ពស់របស់ពួកគេធ្លាប់ប្រើវិធីនេះរួចមកហើយទោះយ៉ាងណាគាត់គិតថាវាអាចធ្វើបានច្រើនដងទៀតដោយសារតែនៅមានអ្នកលេងជាច្រើនផ្សេងទៀតដែលមិនទាន់ទទួលបានរង្វាន់សមិទ្ធផលនេះពេលជីនវូបង្ហាត់ថាវាជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់គុកងឹតថ្ងៃអង្គារឆុងសក៏ភ្លឺភ្នែកឡើងដោយដឹងថាវាច្បាស់ជារបៀបដែលជីនវូធ្លាប់ប្រើដើម្បីបំបែកកំណត់ត្រាដំបូងរបស់គេមិនខានទោះជាយ៉ាងណាក៏ដោយជីនវូដឹងច្បាស់ថាវាមិនមែនជាអ្វីដែលគេបានប្រើនោះទេតែគេគ្មានបំណងបដិសេធឡើយព្រោះវិធីនេះនឹងអាចជួយការពារកុំឲ្យឆាងអុកសង្ស័យលើខ្លួនឯងបានជីនវូប្រាប់ឆាងថាវាជាយុទ្ធសាស្ត្រដូចគ្នាដែលគេធ្លាប់ប្រើហើយនរណាក៏ដោយដែលប្រើវាអាចបញ្ចប់គុកងងឹតថ្ងៃអង្គារក្នុងពេលតិចជាង3នាទីចាំងពិតជាភ្ញាក់ផ្អើលពីលឺបែបនេះប៉ុន្តែមុនពេលគាត់អាចសួរសំណួរបន្ថែមជីនវូប្រាប់ឲ្យគាត់រៀបចំការទូទាត់សម្រាប់ព័ត៌មាននេះជាមុនសិនសម្រាប់សំណួរបន្ថែមណាមួយគេទាមទារសម្បត្តិកោះហៅកម្រិតខ្ពស់ចំនួន50សន្លឹកទៀតព្រលឹងចាំងស្ទើរតែហត់ជាងពីខ្លួនពេលលឺបែបនេះព្រោះសម្បត្តិកម្រិតខ្ពស់50សន្លឹកមានតម្លៃប្រហែល150លានវ៉ុនដោយដឹងពីភាពស្ទាក់ស្ទើររបស់គាត់ជីនវូក៏សម្រេចចិត្តផ្ដល់ព័ត៌មានបន្ថែមបន្តិចបន្តួចទៀតគេប្រាប់ឆុងសុកថាវិធីសាស្ត្រដែលគេណែនាំនេះអាចប្រើបានសម្រាប់ទាំងគុកងងឹតកម្រិតទាបនិងកម្រិតខ្ពស់បំផុតគេបន្ថែមទៀតថារង្វាន់សមិទ្ធផលពីគុកងងឹតទាំងនោះមានតម្លៃរាប់ម៉ឺនលានចុងអុកគិតមួយសន្ទុះហើយដឹងថាជីនវូនិយាយត្រូវបើប្រៀបធៀបនឹងអ្វីដែលគេទាមទារតម្លៃនៃអ្វីដែលពួកគេអាចទទួលបានពីយុទ្ធសាស្ត្រនេះគឺវាមានចំនួនច្រើនជាងឆ្ងាយណាស់ដូច្នេះគាត់ក៏យកព្រមផ្ទេរលុយឲ្យជីនវូភ្លាមនៅពេលដែលពួកគេផ្ទៀងផ្ទាត់ព័ត៌មាននេះរួចរាល់ចុងអុកក៏សន្យាថានឹងផ្ដល់សម្បត្តិកម្រិតទាប10000សន្លឹកឲ្យគេជារៀងរាល់ថ្ងៃបន្ទាប់មកជីនវូបានធានាប្រាប់ចុងអុកថាគាត់នឹងមិនស្ដាយក្រោយឡើយចំពោះការសម្រេចចិត្តនេះរសៀលថ្ងៃនោះចុងអុកបានប្រមូលក្រុមការងារដើម្បីសាកល្បងយុទ្ធសាស្ត្ររបស់ជីនវូដែលធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ថាហេតុអីបានជាគាត់ហៅពួកគេមកក្រៅម៉ោងធ្វើការបែបនេះឆាងប្រាប់ទៅកាន់ក្រុមការងារថាគាត់មានរឿងសំខាន់មួយដែលចង់ឲ្យពួកគេសាកល្បងនេះធ្វើឲ្យពួកគេរំភើបយ៉ាងខ្លាំងព្រោះឆេងមិនដែលហៅពួកគេមកដោយគ្មានហេតុផលនោះទេបន្ទាប់មកគាត់ក៏ចាប់ផ្ដើមនិយាយថាកំណត់ត្រាគុកងងឹតថ្ងៃអង្គារត្រូវបានបំបែកហើយគាត់ប្រាប់ពួកគេថាកំណត់ត្រានោះត្រូវបានបំបែកដោយប្រើមេរៀនយុទ្ធសាស្ត្រដែលគាត់ទើបតែទទួលបានពីបរទេសគាត់អះអាងថាគាត់បានសាកល្បងយុទ្ធសាស្ត្រនេះលើជីនវូហើយលទ្ធផលគឺពិតជាល្អទើបគាត់ចង់ឲ្យអ្នកផ្សេងទៀតមកសាកល្បងវាដែរឆុងអុកធ្វើបែបនេះគឺគ្រាន់តែដើម្បីការពារឯកជនភាពរបស់ជីនវូដោយដែលគាត់បានសន្យាពីមុនតែប៉ុណ្ណោះក្រុមដែលងាយជឿក៏ជឿចុងហុកភ្លាមហើយក៏ថានេះហើយជាមូលហេតុដែលគាត់ប្រាប់ពួកគេមិនឲ្យផ្សព្វផ្សាយរឿងរបស់ជីនវូបន្ទាប់មកឆុងអ៊ូក៏ប្រកាសថាគ្រប់គ្នានឹងត្រូវវាយលុកគុកងងឹតថ្ងៃអង្គារដើម្បីសាកល្បងយុទ្ធសាស្ត្រមួយនេះប៉ុន្តែពេលគាត់បង្ហើបថាកម្លាំងស្នូលសម្រាប់បោះសម្អាតគុកងងឹតគឺជាសត្វកូម៉ូដូគ្រប់គ្នាក៏មានការសង្ស័យភ្លាមៗតែម្ដងនេះក៏ព្រោះតែសត្វកូម៉ូដូនោះគ្រាន់តែជាប្រភេទសត្វល្មូនទន់ខ្សោយដែលមានទំហំប៉ុនមនុស្សប្រុសពេញវ័យម្នាក់តែប៉ុណ្ណោះកូម៉ូដូនេះមានភាពរឹងមាំនិងមានកម្លាំងវាយប្រហារគួរសមហើយវាជាសត្វកោះហៅកម្រិត B ដែលមានសមត្ថភាពអាចវាយប្រហារនិងទប់ទល់ការខូចខាតបានតែនេះគ្រាន់តែជាសម្បកក្រៅដ៏អស្ចារ្យប៉ុណ្ណោះព្រោះវាមិនងាយស្រួលចិញ្ចឹមឡើយសត្វកោះហៅកូម៉ូដូនេះគឺដូចជាសម្រាមអញ្ចឹងបើធៀបនឹងសត្វកម្រិត B ផ្សេងទៀតទើបគេតែងតែចាត់ទុកវាថាជាការកោះហៅដ៏បរាជ័យមួយប៉ុន្តែអ្វីដែលអ្នកលេងមិនដឹងនោះគឺកូម៉ូដូចូលចិត្តស៊ីស្លាមយក្សខ្លាំងណាស់ហើយការប្រឡែងវាក្នុងដានចុនអាចជួយបោសសម្អាតទីនោះបានយ៉ាងលឿនដោយពេលវាប្រមាញ់ស្លាមយក្សអញ្ចឹងក្រោយពេលជុំកប់ពយល់យុទ្ធសាស្ត្រដល់ក្រុមរួចរាល់ពួកគេក៏ផ្លាស់ប្ដូរវេនគ្នាដើម្បីជួយទៅបោសសម្អាតដានចុនតែម្ដងពួកគេរំភើបចិត្តយ៉ាងខ្លាំងដែលអាចទៅដល់បន្ទប់មេគយក្នុងពេលមិនដល់4នាទីផងដោយសារតែចំណងអាហារដ៏ធំរបស់កូម៉ូដូនេះឯងជាមួយយុទ្ធសាស្ត្រថ្មីនេះគ្រប់គ្នាជឿជាក់ថាកូរ៉េខាងត្បូងមានឱកាសបំបែកកំណត់ត្រាពិភពលោកជាមិនខានដរាបណាពួកគេអាចបង្កើនល្បឿនចលនាដោយប្រើរូនបានល្អបំផុតពេលនេះសត្វកោះហៅដែលគ្រប់គ្នាធ្លាប់តែមើលងាយបែរជាខ្លាចជាសត្វសម្លាញ់ចិត្តរបស់ពួកគេទៅវិញពីប្រទេសក្រោយមកកូរ៉េខាងត្បូងបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ហើយការជោគជ័យនេះគឺត្រូវផ្ដល់កិត្តិយសដោយចុងអុកតែម្ដងក្រោយអានព័ត៌មាននេះរួចឈុងគូកសម្រាប់ចាត់តាមស្អិតជាប់ជីនវូតែម្ដងព្រោះគេគឺជាកូនសោនៃភាពជោគជ័យទោះបីគេទើបតែជាអ្នកលេងឆ្នាំទី1ក៏ដោយសារហេតុនេះគាត់សម្រេចចិត្តបង្កើតក្រុមគ្រប់គ្រងទេពកោសល្យផ្ទាល់ខ្លួនសម្រាប់ចាត់ចែងរឿងគ្រប់យ៉ាងរបស់ជីនវូសម្រាប់សមាជិកក្នុងក្រុមនេះគាត់បានជ្រើសរើសយកចានិងប៊ីយ៉ុងជីនព្រមទាំងតាសុបមិនយូរប៉ុន្មានគេក៏ទទួលបានប្រាក់150លានវ៉ុនដោយការសន្យាហើយជីនវូភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលការរកលុយគឺងាយស្រួលបែបនេះស្របពេលជាមួយគ្នានោះរ៉ាំបាសម្លឹងមើលលុយទាំងនោះហើយឆ្ងល់ថាតើនាងអាចទិញនំប៉័ងក្រែមបានប៉ុន្មានទៅជាមួយលុយដ៏ច្រើនសន្ធឹកនេះបន្ទាប់មកជីនវូក៏ឆែកមើលកាបូបរបស់គេដែលក្នុងនោះមានក្រដាសកោះហៅកម្រិតទាបចំនួន10000សន្លឹកដោយការសន្យាដោយសារចង់សល់បានរក្សាសន្យាក្នុងការជួយគាំទ្រគេជីនវូក៏សម្រេចចិត្តប្រឹងប្រែងបំពេញតួនាទីដើម្បីក្លាយជាអ្នកលេងដ៏ជោគជ័យម្នាក់
ដំបងគេចាក់ទឹកទៅលើដីខណៈដែលរ៉ាំបាប៉ុនសនដល់ទីវតាគ្រប់ទិសទីដោយសុំឲ្យជីនវូអាចទីងបានសត្វកោះហៅកម្រិត X នេះគឺជាវិធីកោះហៅដែលគេធ្លាប់ធ្វើជាមួយនាងកាលពីចំនួនដែលគេនៅជាកំពូលអ្នកលេងហ្គេមក្រោយចប់ពិធីបួងសួងជីនវូមានអារម្មណ៍ពុះកញ្ជ្រោលយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមហែកក្រដាសកោះហៅទាំងនោះយ៉ាងសន្ធាប់ជាអកុសលក្រោយចំណាយពេលយ៉ាងយូរជីនវូនិងរ៉ាំបាក៏ដួលសន្លប់ដោយសារភាពនឿយហត់ពួកគេបានបើកអស់ជាង 3000 សន្លឹកក្នុង1ម៉ោងតែគ្មានបានផលអ្វីសោះ ជីនវូត្អូញត្អែយ៉ាងខ្លាំងហើយឆ្ងល់ថាក្រដាសកោះហៅច្រើនយ៉ាងនេះមិនដេចក៏បានត្រឹមតែសត្វកម្រិត F ដកគ្មានបានការទៅវិញ រ៉ូម៉ាក៏ទីងទីជាគេហើយគេថាមនុស្សល្ងងដែលគិតថាសត្វកម្រិត X អាចលេចចេញមកបានយ៉ាងងាយស្រួលនោះ តែជីនវូជឿថាវាអាចទៅរួចហើយរំលឹកថានាងក៏ចាញ់មកតាំងពីការសាកល្បងលើកដំបូងដែរតែរ៉ាំបាប្រាប់គេវិញថាករណីរបស់នាងគ្រាន់តែជាសំណាងប៉ុណ្ណោះវាមិនមែនជារឿងប្រាកដប្រជានោះទេនាងពន្យល់ថាក្រដាសកម្រិតទី 10000 ឬ 100,000 សន្លឹកគឺប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទាញយកសត្វកោះហៅកម្រិត X ឡើយ ជីនវូមានអារម្មណ៍ងឿងឆ្ងល់ពីលឺបែបនេះហើយក៏សួរថាតើនាងចង់មានន័យយ៉ាងម៉េច ពេលដឹងថាម្ចាស់របស់ខ្លួនមិនដឹងអីសោះពីប្រព័ន្ធកោះហៅនេះរ៉ាំបាក៏សម្រេចចិត្តពន្យល់គេឲ្យបានច្បាស់តែម្ដងនាងពន្យល់ថាសត្វកោះហៅមានចំនួនច្រើនណាស់ជាឧទាហរណ៍មនុស្ស 8000 លាននាក់អាចទាញបានដង្កូវមានស្នែងប្រហែល 800 លានក្បាលឯណោះរ៉ាំបាបន្ថែមទៀតថាទោះបីសត្វកោះហៅផ្សេងទៀតមានរាប់មិនអស់ក៏ដោយតែសត្វកម្រិត X ត្រូវបានចាត់ទុកជាប្រភេទឯកោដូច្នេះវាមានតែមួយគត់សម្រាប់ប្រភេទនីមួយៗ ជីនវូភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរនាងពីមូលហេតុប៉ុន្តែរ៉ាំបាក៏មិនដឹងពីហេតុផលដែលសត្វកម្រិត X ពិសេសបែបនេះដែរទោះជាយ៉ាងណានាងនិយាយថានាងច្បាស់ក្នុងចិត្តថាមានតែជីនវូម្នាក់គត់ដែលអាចកោះហៅសត្វកម្រិត X ដ៏ឯកោនេះបានពេលជីនវូបានយល់ពីទម្ងន់នៃមេរៀនគណិតវិទ្យាដែលគេទើបតែរៀនពីរ៉ាំបាគេក៏ចាប់ផ្ដើមស្លន់ស្លោក្នុងចិត្តបន្តិចម្ដងដោយសារមានប្រភេទសត្វកោះហៅរាប់ម៉ឺនប្រភេទហើយមួយប្រភេទមានដល់ទៅ 800 លានក្បាលដូច្នេះភាគរយដែលគេអាចទិញបានសត្វកម្រិត X គឺពិតជាតូចមែនទែនជីនវូទួនជាងដួលគ្រឿបពេលដឹងថាឱកាសនៃការត្រូវឆ្នោតច្រើនដងជាប់គ្នានៅតែមានខ្ពស់ជាងការទិញបានសត្វកម្រិត X ក្នុងពេលឆាប់ៗនេះទៅទៀតតែរ៉ាំបានៅតែលួងលោមគេដោយបញ្យល់ថាសត្វកោះហៅដែលត្រូវគេទិញយកហើយនឹងមិនលេចចេញមកម្ដងទៀតឡើយលុះត្រាតែវាត្រូវបានគេលក់ចេញនិយាយឲ្យងាយយល់បើដង្កូវមានស្នែងទាំង 800 លានក្បាលត្រូវបានគេកោះហៅអស់ហើយនោះដង្កូវប្រភេទនេះនឹងលែងលេចចេញមកក្នុងការកោះហៅលើកក្រោយៗទៀតហើយទោះយ៉ាងណាជីនវូនៅតែមានអារម្មណ៍ថាវាមិនបានជួយកាត់បន្ថយកម្រិតលំបាកដែលគេរៀបនឹងប្រឈមមុខនោះសោះឡើយគេឆ្ងល់ថាការបើកក្រដាសកម្រិតមធ្យមអាចជួយបានឬអត់ប៉ុន្តែគេក៏ដូចចិត្តវិញភ្លាមព្រោះប្រសិទ្ធភាពរបស់វាគឺទាបណាស់យ៉ាងទៀតពួកវាមានតម្លៃថ្លៃគួរសមដូច្នេះទើបមានស្តុកតិចតួចណាស់នៅលើទីផ្សារជីនវូក៏សម្រេចចិត្តបន្តប្រើក្រដាសកម្រិតទាបហើយខំប្រឹងតទៅទៀតទោះបីជាដឹងថាឱកាសគឺមានតិចតួចក៏ដោយបដិញ្ញាចិត្តស្វែងរកឱកាសមួយក្នុងចំណោម 800 លានជីនវូចាប់ផ្ដើមហែកក្រដាសទាំងនោះបន្តហើយអង្វរដល់ទេវតាសំណាងឲ្យជួយខណៈដែលរ៉ាំបាដើរតួជាអ្នកលើកទឹកចិត្តយ៉ាងសកម្មជាអកុសលក្រោយចំណាយពេល2សប្តាហ៍ក្នុងការហែកក្រដាសកោះហៅទាំងនេះរួចមកជីនវូនិងរ៉ាំបាគឺហត់នឿយសឹងតែដាច់ខ្យល់ទៅហើយប៉ុន្តែនៅតែមិនទាន់ឃើញមានដំណើរការអ្វីសោះពួកគេបានបើកក្រដាសកោះហៅអស់ប្រហែល 140,000 សន្លឹកទៅហើយតែនៅតែមិនឃើញសត្វកម្រិត X ទាល់តែសោះពួកគេថែមទាំងត្រូវជួលបន្ទប់មួយនៅជិតតំបន់អ្នកលេងដើម្បីគ្រាន់តែយកកន្លែងសម្រាប់សំយកសត្វកោះហៅប៉ុណ្ណោះពេលនេះអ្វីដែលរ៉ាំបាគិតគឺគ្រាន់តែចង់ញ៉ាំនំប៉័ងក្រែមប៉ុណ្ណោះប៉ុន្តែជីនវូមិនចង់បោះបង់នោះទេព្រោះគេមិនអាចបន្តរស់ពឹងផ្អែកលើឪពុកម្ដាយរហូតឡើយបន្តិចក្រោយមកគេក៏ដាស់រ៉ាំបាយ៉ាងប្រញាប់ដើម្បីឲ្យពួកគេអាចបន្តសំយកសត្វកោះហៅដ៏គ្មានបានការរាប់តោនដែលពួកគេទិញបានមិនយូរប៉ុន្មានពួកគេក៏បានមកដល់មជ្ឈមណ្ឌលសំយកដែលកាលពីមុនកន្លែងនេះគឺជាសន្តាគារមួយដោយទៅនឹងអគារជាច្រើនផ្សេងទៀតដែលបានផ្លាស់ប្ដូរក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះសន្តាគារមួយនេះក៏ត្រូវបានបំផ្លាញទៅជាមជ្ឈមណ្ឌលសំយកផងដែរជីនវូដាក់ទៅយកលេខរៀងរបស់គេខណៈពេលដែលរ៉ាំបាឆែកមើលម្ដងទៀតដើម្បីឲ្យច្បាស់ថាគេចាំលំដាប់លំដោយនៃការសំយកបានត្រឹមត្រូវមិនយូរប៉ុន្មានក៏ដល់វេនរបស់ពួកគេពេលចូលដល់ក្នុងបន្ទប់សំយករ៉ាំបាបានស្រែកលើកទឹកចិត្តជីនវូយ៉ាងរំភើបព្រោះភាពជោគជ័យរបស់នាងគឺពឹងផ្អែកទាំងស្រុងទៅលើការអនុវត្តតាមផែនការរបស់គេដំបូងជីនវូចុះឈ្មោះឲ្យរ៉ាំបាហើយគេក៏បញ្ជាក់ការសំយកភ្លាមតែម្ដងកូនចៅដែលគ្មានប្រយោជន៍ជាច្រើនត្រូវបានបូជាដើម្បីបង្កើនធម៌ពលដល់នាងទោះបីជាពួកវាជាកូនចៅដែលគ្មានប្រយោជន៍ក៏ពិតមែនតែវានៅតែធ្វើឲ្យជីនវូខាត់លុយដដែលទើបគេអត់ទ្រាំមិនខូចចិត្តមិនបានពេលការសំយកបញ្ចប់រ៉ាំបាឡើងដល់កម្រិត21ហើយកម្រិតបញ្ញារបស់នាងក៏កើនឡើងបាន2ផងដែរជីនវូខកចិត្តយ៉ាងខ្លាំងដែលការបូជាកូនចៅដល់ទៅ 140,000 ក្បាលបែរជាជួយឲ្យនាងឡើងបានត្រឹមកម្រិត21សោះចំណែកឯរ៉ាំបាវិញកំពុងតែបញ្ចេញសាច់ដុំដែលគ្មានសោះរបស់នាងដើម្បីតាក់ទាញការសរសើរពីជីនវូទោះបីជាគេកំពុងខកចិត្តក៏ដោយក៏ជីនវូមិនបញ្ចេញអាការៈឲ្យរ៉ាំបាឃើញឡើយថែមទាំងនៅឆ្លៀតសរសើរនាងទៀតផងដោយសារកម្រិតខ្ពស់បំផុតគឺ100គេគិតថាវាអាចនឹងប្រើពេលមួយជីវិតដើម្បីទាញកម្រិតរបស់រ៉ាំបាឲ្យឡើងខ្ពស់បានប្រហែលថ្ងៃក្រោយមកចុងហុកមានភាពស្និទ្ធស្នាលខុសពីធម្មតាបន្ទាប់ពីបានបង្កើតក្រុមគ្រប់គ្រងពិសេសមួយសម្រាប់មើលថែជីនវូសមាជិកក្រុមម្នាក់ឈ្មោះប៊ីយ៉ុងជីនឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជាមេរបស់ខ្លួនមើលទៅរំភើបម្ល៉េះតែរឿងទាំងអស់នេះគឺដោយសារការរំពឹងទុកដែលឆេងមានទៅលើជីនវូហើយគេក្រុងនឹងលះបង់កម្លាំងកាយចិត្តទាំងអស់ទៅលើមនុស្សម្នាក់ដែលគេចាត់ទុកថាមានទេពកោសល្យដ៏អស្ចារ្យនេះបន្តមកពីក៏សួរប៊ីយ៉ុងជីនពីដំណឹងរបស់ជីនវូហើយប៊ីយ៉ុងជីនប្រាប់ថាពេលនេះជីនវូកំពុងតែបើកក្រាំងកោះហៅកូនចៅជុំក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮថាជីនវូបានមកប្រមូលក្រាំងកោះហៅបន្ថែមទៀតនោះបងជីនប្រាប់គេថាជីនវូក៏បានសុំទិញក្រាំងកោះហៅកម្រិតទាបបន្ថែមទៀតដោយប្រើលុយ150 លានដែលគេទទួលបានកាលពីមុននោះផងដែរមើលទៅជីនវូចង់ឲ្យពួកគេលក់ក្រាំងទាំងនោះឲ្យគេក្នុងតម្លៃថោកជាងទីផ្សារប៊ីយ៉ុងជីនប្រាប់ជុងអ៊ុកថាវាមិនអាចទៅរួចនោះទេព្រោះខាងគ្រប់គ្រងកំពុងតែរករឿងពួកគេរួចទៅហើយដោយសារតែទាញយកក្រាំងច្រើនពេកក្នុងពេលតែមួយ
Chúng cốc chừng tha hết với bàn chỉ chín vụ bần tỏ dục lối từ tình căng cầm rớt tiếp tiếng nu, tụ bấy chỉ bộ kê bàn bắt đo ỏi kê dạng trao chỉ riêng rọt ngay từ hồi cái đấy. គេសង្ស័យថាច្បាស់ជាមានមូលហេតុច្បាស់លាស់ណាមួយពីក្រោយរឿងនេះដូច្នេះគេក៏ប្រាប់ឲ្យប៊ីយ៉ងជៀនលក់វាទៅឲ្យជីនវូក្នុងតម្លៃកន្លះថ្លៃទៅ បាយជិនភ្ញាក់ផ្លៅយ៉ាងខ្លាំងហើយប្រមានគេថាគេអាចនឹងត្រូវពិន័យប្រសិនបើនៅតែផ្ដល់សិទ្ធិពិសេសបែបនេះទៅឲ្យជីនវូទៀត ប៉ុន្តែឆាងប្រាប់គេថាកុំបារម្ភអីព្រោះគេជឿជាក់ថាជីនវូអាចនឹងក្លាយជាវីរុសបរោះជាតិនាពេលអនាគតក៏ថាបាន ចាំងរំភើបហួសប្រមាណពេលគិតដល់ពេលដែលជាតិទាំងមូលនឹងសរសើរគេនៅពេលដែលថ្ងៃនេះមកដល់ហើយវាបញ្ជាក់ថាគេព្រមលះបង់ឆ្លងកាត់រឿងលំបាកជាច្រើនគ្រាន់តែដើម្បីជួយគ្រប់គ្រងដល់វីរបុរសម្នាក់ប៉ុណ្ណោះ ដោយសារតែបែបនេះជុងអ៊ូក៏សម្រេចចិត្តដាច់អហង្ការឲ្យប្រាប់ប៊ីយ៉ងជៀនឲ្យធ្វើតាមការណែនាំរបស់ខ្លួន យ៉ាងណាមិញគេបានប្រមានឲ្យលាក់រឿងនេះជាការសម្ងាត់ត្រឹមតែរវាងពួកគេនិងសមាជិកក្រុមដែលមាននារីម្នាក់ឈ្មោះចានិងបុរសម្នាក់ទៀតឈ្មោះតៃយុបប៉ុណ្ណោះ នៅកន្លែងផ្សេងទៀតជីនវូនិងរ៉ាំបានៅតែបន្តហែកក្រាំងកោះហៅហាក់ដូចជាក្តាស់អត់ប្រយោជន៍ចឹង រ៉ាំបារអ៊ូតមប្រាប់ជីនវូដោយឆ្ងល់ថាតើពួកគេត្រូវបន្តធ្វើរឿងនេះដល់ពេលណាទៀតតែគេប្រាប់នាងវិញថាពួកគេអាចឈប់បានលុះត្រាតែពួកគេដួលស្លាប់តែប៉ុណ្ណោះ ពេលនោះដែរជីអាក៏ដើរមកចិត្តពួកគេហើយរីមបាក៏បញ្ញាប់យកដៃបិទមាត់របស់នាងជាប់ដើម្បីកុំឲ្យជីអាដឹងថានាងអាចនិយាយបាន ជាក៏ណែនាំខ្លួនហើយប្រាប់គេថានាងមកនេះគឺចង់និយាយតាក់ទងនឹងរឿងទិញក្រាំងកោះហៅនោះ ជីនវូសួរថាតើពួកគេព្រមចោះតម្លៃឲ្យគេឬនៅតែជំនួសឲ្យការនិយាយចូលសាច់រឿងត្រង់ៗចេះបែរជាចាប់ដើមនិយាយអូសបន្លាយវិញឆ្ងាយទៅវិញ ទោះជានាងព្យាយាមនិយាយបញ្ឆិតបញ្ឈៀងក៏ដោយក៏ជីនប៊ូដឹងថានាងគ្រាន់តែចង់ឲ្យគេដឹងពីទំហំនៃការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបំពេញតាមតម្រូវការរបស់គេតែប៉ុណ្ណោះ បន្ទាប់ពីអូក្លាអស់ពេលយ៉ាងយូរ GR ក៏ប្រាប់គេថាពួកគេបានសម្រេចចិត្តលក់ក្រាំងទាំងនោះឲ្យគេក្នុងតម្លៃកន្លះថ្លៃ នាងបង្ការរឿងនេះយ៉ាងរំភើបហាក់ដូចជានាងកំពុងផ្ដល់ការចោទតម្លៃលើការជួយសង្គ្រោះជីវិតគេអញ្ចឹងទោះជាយ៉ាងណាជីនប៊ូពិតជាភ្ញាក់ផ្អើលនឹងការចោទតម្លៃនេះណាតែជាស្រាប់តែទម្លាក់ដំណឹងដ៏រន្ធត់មួយទៀតនាងបានថែមថាពួកគេថែមទាំងផ្ដល់ប្រាប់បន្ថែមចំនួន100លានទៀតសម្រាប់រូបគេផងដែរជីនប៊ូស្រឡងកាំងនឹងដំណឹងនេះយ៉ាងខ្លាំងហើយចាក៏ប្រាប់គេថាគេត្រូវតែលាក់រឿងនេះជាការសម្ងាត់ បន្ទាប់មកនាងក៏ប្រាប់គេឲ្យដឹងថាអត្ថប្រយោជន៍ពិសេសទាំងអស់នេះគឺដោយសារតែពួកគេចង់កសាងទំនាក់ទំនងដ៏ល្អជាមួយនឹងរូបគេ ជីនវូយកព្រមលាក់រឿងគ្រប់យ៉ាងជាសម្ងាត់ហើយបញ្ជាក់ប្រាប់នាងថាគេពិតជាយល់ច្បាស់ពីការលះបង់របស់ពួកគេណាស់ ពេលជីអាចាក់ចេញទៅជីនវូក៏នឹកទៅដល់ការគ្រប់គ្រងជាច្រើនដែលជុងស៊ុនបានផ្ដល់ឲ្យគេកន្លងមករឿងនេះធ្វើឲ្យគេតាំងចិត្តថាត្រូវតែសងគុណគេវិញហើយដើម្បីធ្វើបែបនេះបានគេត្រូវតែកោះហៅគុណចៅកម្រិត X ឲ្យបានឆាប់ៗ គួរឲ្យស្ដាយការនិយាយវាស្រួលជាងការធ្វើព្រោះមួយសន្ទុះក្រោយមកពួកគេនៅតែមិនឃើញមានការវិវត្តអ្វីសោះ ដោយការហត់នឿយរ៉ាំបាក៏រអ៊ូតំដាក់ជីនវូប៉ុន្តែគេគ្មានបំណងឈប់នោះទេរហូតទាល់តែគេអាចកោះហៅ Blast Dragon Mage និងគ្រូបង្វឹកហ៊ុនខៀវបាន យ៉ាងណាមិញរ៉ាំបាធុញទ្រាន់នឹងសម្លេងហែកក្រាំងនេះណាស់ទៅហើយតែជីនវូនៅតែបន្តសកម្មភាពនេះព្រោះការបោះបង់នៅពេលនេះវាជារឿងគួរឲ្យសោកស្ដាយបំផុតបន្ទាប់ពីប្រឹងប្រែងមកដល់ចំណុចនេះ បន្ទាប់ពីកោះហៅកូនចៅអត់ប្រយោជន៍ច្រើនដងមកជីងវូក៏ចាប់ផ្ដើមបួងសួងដល់វត្ថុស័ក្តិសិទ្ធិគ្រប់ទិសទីហើយភ្លាមៗនោះវាក៏បានផលមែន ពេលគេហែកក្រាំងមួយទៀតពលឺពណ៌មាសដ៏ភ្លឺចែងចាំងក៏លេចឡើងដែលរំលឹកគេថាវាដូចគ្នាបែបទៅនឹងពេលដែលរ៉ាំបាបានលេចចេញមកលើកដំបូងអញ្ចឹង គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រាំងកោះហៅកម្រិតទាបមួយនេះបែរជាអាចហៅបាន Blast Dragon Mage កម្រិត X ដ៏មានឥទ្ធិពលដែលជីនវូទន្ទឹងរង់ចាំយ៉ាងយូរទៅវិញ ជីនវូនិងរ៉ាំបាសម្រាប់ទឹកភ្នែកដោយក្តីរំភើបព្រោះការខិតខំរបស់ពួកគេទីបំផុតបានទទួលផលហើយដំបូងពួកគេចាប់ផ្ដើមអបអរតែភ្លាមៗនោះជីនវូដឹងថាគេត្រូវបន្តឆក់យកឱកាសសំណាងនេះដែលអាចនាំមកនៅលទ្ធផលកាន់តែល្អសម្រាប់គេគេប្រាប់រ៉ាំបាថាពួកគេត្រូវតែបន្តទៀតព្រោះនេះអាចជាពេលកំពុងឡើងដៃប៉ុន្តែរ៉ាំបាបែរជាងឿងឆ្ងល់ទៅវិញដូច្នេះជីនវូបញ្យល់ពីអត្ថន័យនៃការកំពុងឡើងដៃនេះដោយបដិញ្ញាថាមិនបោះបង់គេក៏ហែករមូរមួយទៀត ដោយដែលសង្ឃឹមវាប្រតិទិញបានហាង KO ដែលជាគ្រូបង្វឹកកម្រិត X ដ៏កម្រជាអ្វីដែលជីនវូតែងតែចង់បានបំផុត រ៉ាំបាស្រឡំកាំងហើយចាប់ផ្ដើមជឿថារឿងកំពុងឡើងដៃនេះប្រហែលជារឿងពិតមែនហើយ ជីនវូរំភើបខ្លាំងពេលឃើញការកោះហៅទាំងពីរព្រោះការខិតខំទីបំផុតទទួលបានផល ភ្លាមៗពេលត្រូវបានកោះហៅហួងយោដែលត្រូវឃុំខ្លួនយ៉ាងយូរនោះក៏សួរថាគេកំពុងនៅទីណាហ៊ូនីអូគ្រាន់តែជាអ្នកចម្បាំងកម្រិត E ដ៏ខ្សោយម្នាក់តែជីនវូដឹងថាតម្លៃពិតរបស់គេគឺការងប់ងល់នឹងការបង្វឹកយ៉ាងខ្លាំងក្លាជំនាញរបស់គេជួយបង្វឹកអ្នកផ្សេងឲ្យលូតលាស់ហើយឥទ្ធិពលគេអាចគៀបសង្កត់កម្លាំងកោះហៅដទៃបាន ទោះបីជំនាញទាំងនេះមិនសូវខ្លាំងតែឯងក្តីប៉ុន្តែហ៊ុងយោមិនចេះនឿយហត់ឡើយ ទោះយ៉ាងណាប្រសិនបើគេទទួលបានជំនាញគ្រូបង្វឹកគេអាចដាស់សក្តានុពលរបស់ការកោះហៅផ្សេងទៀតនិងបង្កើនអត្រាលូតលាស់របស់ពួកគេឲ្យកាន់តែលឿន នេះមានន័យថាគេអាចធ្វើឲ្យការកោះហៅផ្សេងទៀតកាន់តែខ្លាំងហើយនេះគ្រាន់តែជាហេតុផលដែលជីនវូធ្លាប់ឈរលំដាប់កំពូល ទោះបីជីនវូទន្ទឹងរង់ចាំធ្វើឲ្យកម្លាំងខ្លួនកាន់តែខ្លាំងតែរ៉ាំបាមិនចង់ត្រូវបានគេបង្វឹកឲ្យខ្លាយជាមនុស្សសាច់ដុំធំៗឡើយ ពេលជីនវូស្វាគមន៍គ្រូបង្វឹកនោះភ្លាមហ៊ុងវូក៏ចាំគេថាជាជីណាហ្គតព្រោះគេជាអ្នកដាក់ឈ្មោះឲ្យហ៊ុងវូ ពេលហ៊ុងវូដឹងថាជីនវូជាចវាយចាស់គេក៏អន់គោរពដោយនិយាយថានឹកស្មានមិនដល់ថាអាចជួបគ្នាវិញក្រោយត្រូវឃុំខ្លួនអស់ពីយ៉ាងយូរជីនវូសម្លឹងមើលគេដោយមោទនភាពព្រោះអ្នកទាំងពីរពិតជាដូចអ្វីដែលគេបានបណ្ដុះបណ្ដាគ្មានខុសឡើយបន្ទាប់មក Blast Dragon សួរជីនវូថាតើគេពិតជាជីនូហ្គតមែនទេហើយជីនវូក៏ភ្ញាក់ផ្អើលព្រោះនេះជាលើកទី1ហើយដែលគេបានឮសំឡេងរបស់នាង Blast Dragon គឺជាគ្រូវេទមន្តកម្រិតទាបដើមកំណើតជាមនុស្សដែលត្រូវគេបណ្ដេញចោលតែមាននាគបុរាណសំងំក្នុងបេះដូងនាងដែលធ្វើឲ្យនាងមានធម៌ពលភ្លើងវាយប្រហារដល់កាយសាហាវជំនាញនាងគឺរលកនាគភ្លើងដែលបាញ់ចេញជាអណ្ដាតភ្លើងរាងសត្វនាគទោះបីដើមឡើយវាធម្មតាតែពេលត្រូវដាស់ដោយជំនាញហ៊ូនីអូនាងនឹងបានជំនាញថ្មីមួយហៅថាការប្រមាញ់ជំនាញប្រមាញ់នេះនឹងបង្កើនការខូចខាតនៃរលកនាគភ្លើងនេះជាអចិន្ត្រៃយ៍រាល់ពេលដែលវាកម្ចាត់សត្រូវកម្រិតមេកយម្ដង
โดยសារគ្មាននរណាក្រៅពីហ៊ុនគៀវអាចដាស់ជំនាញរបស់ Blast Dragon នេះបានទើបជីនវូជាអ្នកលេងតែម្នាក់គត់ដែលអាចទាញយកសក្តានុពលនាងបានពេញលេញ Blast Dragon រំភើបហោពេលនាងដឹងច្បាស់ថាជីនវូពិតជាចៅហ្វាយរបស់នាងឈ្មោះថាជីណុកកតពិតមែន នាងប្រាប់ថានឹកគេខ្លាំងណាស់ហើយជីនវូក៏តបថាគេក៏នឹកនាងដែរតែគេចង់ស្រក់ទឹកមាត់ទៅហើយព្រោះប្រហែលជានឹកក្នុងគោលបំណងសង្ស័យអ្វីផ្សេងទៀតដឹងបន្ទាប់មកជីនវូប្រមានថាពួកគេអាចនិយាយបានតែពេលគ្មានមនុស្សហើយហាប់ដាច់ខាតមិនអោយហៅគេថាជីនូកូតឡើយ ហ៊ូញ៉ូនិង Blast Dragon យល់ព្រមហើយដោយសារយកងងឹតជីនវូក៏សម្រេចចិត្តទៅផ្ទះដើម្បីសម្រាកយកកម្លាំងគ្រាន់តែដាក់ក្នុងដកគ្រែភ្លាមជីនវូក៏លងលក់យ៉ាងលឿនចំណែកការកោះហៅរបស់គេក៏នាំគ្នាប្រជុំដោយសារ Hankyo និង Blast Dragon ធ្លាប់ស្គាល់គ្នាយូរពួកគេក៏ជជែកគ្នាលេងបន្ទាប់មក Blast Dragon ក៏ចាប់ផ្ដើមធ្វើការស្គាល់គ្នាជាមួយ Ramba បន្ទាប់មក Ramba ក៏ស្វាគមន៍ហ៊ូញ៉ូនិងរំលឹកថាពួកគេធ្លាប់ធ្វើការជាមួយគ្នាតែបែកគ្នាក្រោយបានមួយខែនាងចង់បង្ហាញអំណាចសើច្បងព្រោះនាងបានធ្វើការតាំងពីមុនពេលមានហ៊ូញ៉ូត្រូវជ្រើសរើសមកម្លេះតែហ៊ូញ៉ូបដិសេធភ្លាមព្រមទាំងសម្លងយ៉ាកែសាហាវហើយប្រាប់ថាពួកគេនឹកសោយណាស់ដូច្នេះរឿងសើច្បងអីនេះគឺសុទ្ធតែសម្រាមទេសម្ដីនេះធ្វើឲ្យ Ramba និង Blast Dragon ញ័រខ្លួនពេលត្រូវគេសម្លឹងបែបនេះបន្ទាប់មកគេក្តាប់ដៃយ៉ាងណែនហើយប្រាប់ថាពួកគេត្រូវតែហ្វឹកហាត់ឲ្យខ្លាំងបើចង់ជួយការងារចៅហ្វាយរបស់ពួកគេបានល្អហុងវូប្រកាសថាពួកគេត្រូវតែបន្តហ្វឹកហាត់ពេលជីនវូកំពុងដេកលក់បន្ទាប់មកគេងាកទៅរក Blast Dragon ហើយបញ្ជាឲ្យនាងចាប់ផ្ដើមតាំងសមាធិដើម្បីដឹងពីម៉ាណាខ្លួនឯងព្រមទាំងសន្យាដាស់ជំនាញប្រមាញ់ឲ្យនាងនៅពេលក្រោយដោយតែហ៊ានត្រៀមច្បាំង Blast Dragon ងក់ក្បាលយកព្រមពេលហ៊ូញ៉ូងាកមុខទៅរក Ramba នាងក៏ក្រាបនៅជ្រុងមួយដោយក្តីភ័យខ្លាចយ៉ាងខ្លាំងហេងយូប្រាប់ថានាងត្រូវបង្វឹកកម្លាំងជាមួយគេដើម្បីបង្កើនល្បឿនវាយប្រហាររបស់នាងឲ្យកាន់តែខ្លាំងទោះយ៉ាងណា Ramba តវ៉ាព្រោះទេពធីតាមិនគួរណាមានសាច់ដុំធំទេតែហ៊ូណូស៊ូបកវិញថាតើនាងមិនចង់ជួយការងារជីនវូទេអី Ramba ព្យាយាមបញ្យល់ថានាងមិនមានន័យបែបនេះទេប៉ុន្តែគេកាត់កងសម្ដីនាងហើយប្រាប់ឲ្យនាងចាប់ផ្ដើមវឹកហាត់ដោយវាយខ្ទះឆាទៅវិញតែពេលគេឲ្យវាយ 5000 ដង Ramba ស្ទើរតែឈួតទៅហើយនាងព្យាយាមស្រែកហៅជីនវូឲ្យជួយតែហ៊ុនយូបានទាញនាងចេញក្រៅដោយថងសម្រាមខណៈដែលជីនវូគេងស្រមុកយ៉ាងស្កប់ស្កល់ត្រឡប់ទៅទីស្នាក់ការរបស់អ្នកលេងវិញជីយ៉ាប្រាប់ឆុងសក់ថាពួកគេលេងអាចប្រើរមូរកោះហៅកម្រិតទៀតហើយដោយសារតែបំរាមផ្លូវការពីនាយុឆុងសក់ភ្ញាក់យ៉ាងខ្លាំងហើយឆ្ងល់ថាហេតុអីបានជានាយុស្រាប់តែងាកមកចាប់អារម្មណ៍លើរឿងកំពេចកំប៉ុកបែបនេះទៅវិញជាក៏ប្រាប់បន្ថែមថានាយុក៏ទាមទាររបាយការណ៍លម្អិតពីរបៀបដែលពួកគេបានប្រើប្រាស់រមូរមុនដែលពួកគេបានយកទៅផងដែររឿងនេះធ្វើឲ្យចុងសុកមានអារម្មណ៍មិនស្រួលចិត្តសោះហើយជាបាននិយាយថាគូប្រជែងរបស់គេសមាជិកសភាហ៊ីស៊ូច្បាស់ជាអ្នកនៅពីក្រោយខ្នងនៃបញ្ហាទាំងអស់នេះចុងគុកពិតជាធន់ថប់នឹងរឿងនេះណាពូហ៊ីស៊ូតែងតែតាមរារាំងគាត់គ្រប់ជំហានជានិច្ចជាប្រាប់ជុងគុកថានាងបានរៀបចំឯកសាររបាយការណ៍រួចរាល់ហើយប៉ុន្តែពួកគេគ្មានអ្វីត្រូវប្រគល់ឲ្យជីនវូនោះទេជុងគុកចាប់ផ្ដើមភ័យស្លន់ស្លោព្រោះវាចិត្តដល់ម៉ោងប្រគល់រមូរវេទមន្តទៅហើយប៉ុន្តែភ្នែករបស់គេស្រាប់តែភីវព្រាតឡើងពេលទទួលបានសារមួយពីជីនវូចាំងបានប្រាប់ជាថាពួកគេលែងត្រូវការរមូរវេទមន្តទៀតហើយព្រោះជីនវូទើបតែប្រាប់ថាគេទទួលបានអ្វីដែលគេចង់បានរួចរាល់ហើយដោយហេតុនេះចុងគុកក៏សម្រេចចិត្តថាវាដល់ពេលដែលត្រូវទូទាត់បញ្ជីជាមួយគូប្រជែងរបស់គេគឺហ៊ីស៊ូហើយចំណែកជីនវូវិញគេបានធ្វើដំណើរទៅកាន់តំបន់ភ្នំមួយដើម្បីស្វែងរកគុកងងឹតកម្រិតធម្មតាជាទូទៅនៅក្នុងហ្គេមគឺមានគុកងងឹតចំនួន4ប្រភេទផ្សេងគ្នាដូចជាប៉មនៃការសាក់លបងគុកងងឹតធម្មតាគុកងងឹតប្រចាំថ្ងៃនិងគុកងងឹតងាកចលាចលដ៏សាហាវគុកងងឹតប្រចាំថ្ងៃគឺជាកន្លែងសម្រាប់ប្រមូលវត្ថុធាតុដើមរាល់ថ្ងៃខណៈដែលប៉មនៃការសាក់លបងមានកម្រិតលំបាកខ្លាំងបំផុតធៀបនឹងកន្លែងផ្សេងហើយវាអនុញ្ញាតឲ្យអ្នកលេងរុញច្រានដែនកំណត់របស់ពួកគេបានទោះបីរង្វាន់ក្នុងប៉មនៃការសាក់លបងមានច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏អត្រាស្លាប់នៅទីនោះមានកម្រិតខ្ពស់ខ្លាំងដូចគ្នាបន្ទាប់មកគឺនាកចលាចលដែលជាគុកងងឹតវាយឆ្មក់មួយតម្រូវឲ្យអ្នកលេងចុងក្រងជាក្រុមដើម្បីចូលទៅប្រកួតប្រជែងប្រភេទចុងក្រោយគឺគុកងងឹតធម្មតាដែលជាកន្លែងជីនវូកំពុងរកវិធីចូលទៅពួកវាត្រូវបានគេហៅថាគុកងងឹតតាមវគ្គផងដែរហើយនៅក្នុងពិភពពិតពួកវាលេចឡើងដោយចៃដន្យអ្នកលេងអាចបញ្ចប់ពួកវាបានដោយការបង្កើតក្រុមប៉ុន្តែជីនវូមិនត្រូវការធ្វើបែបនោះទេព្រោះគេជាអ្នកលេងជើងចាស់ទៅហើយប៉ុន្មាននាទីក្រោយមកជីនវូក៏បានមកដល់ច្រកចូលនៃគុកងងឹតធម្មតានោះបន្ទាប់ពីគុកងងឹតលេចរូបរាងឡើងការបែកធ្លាយគុកងងឹតដែលសត្វចម្លែកសម្រុកចេញមកអាចនឹងកើតឡើងប្រសិនបើគេបណ្ដោយទុកវាចោលមួយរយៈដោយមិនខ្វល់ដូច្នេះជីនវូបដិញ្ញាចិត្តថានឹងបញ្ចប់គុកងងឹតមួយនេះឲ្យបានលឿនបំផុតភ្នាក់ងារសន្តិសុខនៅទីនោះបានសុំមើលអាជ្ញាប័ណ្ណរបស់ជីនវូរួចអនុញ្ញាតឲ្យគេចូលក្រោយពីពិនិត្យមើលរួចខណៈពេលជីនវូដើរចូលទៅក្នុងគុកងងឹតភ្នាក់ងារសន្តិសុខក៏បានព្រមានឲ្យគេប្រុងប្រយ័ត្នខ្លួនផងដែរពេលចូលទៅដល់ភ្លាមជីនវូឮសំឡេងអាវុធប៉ះទង្គិចគ្នានៅជុំវិញខ្លួនដែលធ្វើឲ្យគេដឹងថាវាគឺជាគុកងងឹតប្រភេទបង្ក្រាបជីនវូបានឈរមើលកងទ័ពប៉ែអោក្រោះកំពុងតែព្យាយាមទប់ទល់នឹងហ្វូងសត្វអុកមិនឲ្យវាទម្លូខ្សែការពាររបស់ពួកគេបានទស្សនវិជ្ជាទាំងមូលនេះមើលទៅពិតៗខ្លាំងណាស់សម្រាប់ជីនវូព្រោះគេធ្លាប់តែឃើញវានៅពេលកំពុងលេងហ្គេមតែប៉ុណ្ណោះគេឈរមើលទាំងភ្ញាក់ផ្អើលព្រៃសត្វអុកវាបង្ករបួសដល់ទាហានមួយចំនួនហើយទាហានទាំងនោះភ័យស្លន់ស្លោស្រែកហៅរកអ្នកព្យាបាលពេលដឹងថានេះគឺជាសង្គ្រាមពិតប្រាកដជីនវូក៏សម្រេចចិត្តប្រមូលអារម្មណ៍ផ្ដោតហើយចាប់ផ្ដើមធ្វើរឿងដែលគេពូកែបំផុតបន្ទាប់មកគេបានបើករបាំងការពារជុំវិញខ្លួនហើយកោះហៅក្រុមរបស់គេដែលប្រាប់ពួកគេឲ្យត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក្រៅពី Ramba, Hankyo និង Blast Dragon គេក៏បានកោះហៅទេពអប្សរមាសកម្រិត D និងមីណុងកម្រិត D ដែលគេបានលះបង់សត្វ Gorilla ដើម្បីដោះដូរយកមកជីនវូចំណាំថាអ្នកព្យាបាលកម្រិត D ល្អបំផុតគឺទេពអប្សរមាសចំណែកឯមីណុងគឺជាអ្នកទប់ការខូចខាតកម្រិត D ដ៏ល្អជាងគេជីនវូប្រាប់ Ramba ឲ្យបង្កើនល្បឿនវាប្រហារដល់ Hankyo ហើយប្រាប់ Blast Dragon ឲ្យជួយបាញ់គាំទ្រ Hankyo ពីក្រោយបន្តមកគេប្រាប់មីណុងឲ្យសម្ដៅទៅរកមេកន្ទ្រីសត្វអកព្រោះការប្រយុទ្ធនឹងបញ្ចប់ពេលដែលមេកន្ទ្រីអកយៈនៅខាងក្រៅត្រូវបានព្រួតរលំចំណុចនេះហើយដែលធ្វើឲ្យគុកងងឹតបង្ក្រាបសត្វអកមួយនេះមានភាពងាយស្រួលខ្លាំងមីណុងធ្វើតាមបញ្ជារបស់ជីនវូហើយភ្លាមៗពីគេលោតទៅដល់មុខអយៈវាក៏វាយប្រហារគេភ្លាមប៉ុន្តែមីណុងបានរារាំងការវាយប្រហារនោះជាប់
ក្នុងពេលជាមួយគ្នានោះរ៉ាំបាបានផ្ដោះធម្មពលដល់ហានឃ្យូខណៈដែលគេកាប់ទម្លុះហ្វូងសត្វអកយ៉ាងលឿនស្លេវក្នុងមួយប៉ព្រិចភ្នែក ជីនវូភ្ញាក់ឲ្យយ៉ាងខ្លាំងព្រោះហានឃ្យូមើលទៅខ្លាំងជាងអ្វីដែលគេចងចាំក្នុងហ្គេមទៅទៀតជីនវូឆ្ងល់ថាតើវាមកពីគេត្រូវបានចាត់ទុកជាកោះហៅកម្រិត X មែនទេប៉ុន្តែជីនវូពិតជាពេញចិត្តព្រោះហានឃ្យូធ្វើបានល្អលើសពីការរំពឹងទុកដែលមានន័យថាការបញ្ចប់គុកងងឹតនេះអាចនឹងកាន់តែងាយស្រួលជាងអ្វីដែលគេបានគិត ក្រោយពេលអ្នកកោះហៅផ្សេងទៀតកំពុងអនុវត្តតាមការណែនាំរបស់គេ ទេពអប្សរមាសបានផ្ដល់ការព្យាបាលជួយដល់មីណុងខណៈពេលគេកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងមេកន្ទ្រីអកយៈនោះ ស្របពេលជាមួយគ្នានោះពួកទាហានមានអារម្មណ៍ធូរស្រាលដោយនៅទីបំផុតពួកគេមានឱកាសប្រយុទ្ធតបតដោយមានសម្ព័ន្ធមិត្តដ៏ខ្លាំងពូកែកំពុងតែជួយពួកគេ ខណៈអ្នកគ្រប់គ្នាផ្ដោតលើតួនាទីរបស់ខ្លួនរ៉ាំបាដូចសពដងមិនធ្វើអ្វីជាដងកពួនទេដោយនាងចេះតែរត់លេងពេញសមរភូមិបដើកិច្ចពីអាវុធបដើ មិនយូរមុនបានជីនវូក៏បានឃើញបែបនេះហើយស្រែកកំហុសឲ្យនាងឈប់លេងសើចភ្លាមទៅ រ៉ាំបាប្រញាប់សុំទោសយ៉ាងលឿនគណៈហានជូវាយបំបាក់សត្វអកមួយក្បាលដែលហ៊ានគប់ពូថៅសម្ដៅរកជីនវូ ចំណែកផ្លាត្រាកិនចាប់ដើមសូត្រមន្តវិជារបស់នាងខណៈនាងត្រៀមកោះហៅអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់នាង បន្ទាប់មកនាងបាញ់រលកនាគភ្លើងហើយអណ្ដាតភ្លើងរៀងជានាគដ៏ធំផ្ទុះឆ្ពោះទៅមុខដុតចំអិនពួកសត្វអាកឆ្អិនស្ទើរឆៅភ្លាមៗតែម្ដង មេកន្ទ្រីអកយៈបានឈរមើលកូនចៅរបស់វាឆេះខ្លាយជាភ័យហើយគឺនៅពេលនេះឯងដែលវាបានដឹងខ្លួនថាវាកំពុងជួបបញ្ហាធំជាងអ្វីដែលវាអាចដោះស្រាយបានទៅហើយប៉ុន្តែមុនពេលវាអាចធ្វើអ្វីបានហាន់ឃ្យូបានហោះចូលមកកាប់ដាច់ក្បាលវាខ្ទាតទៅវិមាត្រផ្សេងដោយការវាយប្រហារតែមួយកណ្ដៀតបញ្ចប់គុកងងឹតនេះភ្លាមៗខណៈដែលក្រុមនេះអបអរជាចំណេះជាក្រុមលើកដំបូងរបស់ពួកគេ Plus Dragon បានឡើងកម្រិតដល់កម្រិត 5 ហើយបញ្ញារបស់នាងក៏កើនឡើងពីបន្ទុកផងដែរ ហានឃ្យូក៏ទទួលបានកម្រិតនេះដូចគ្នាតែបញ្ញារបស់គេកើនឡើងមួយជីនវូទទួលបានរង្វាន់ជារមូរកោះហៅកម្រិតមធ្យមដែលមានតម្លៃ 500,000 វ៉ុន ដោយសារតែគេអាចរកប្រាក់ចំនួននោះបានក្នុងរយៈពេលត្រឹមតែ 2 នាទីជីនវូក៏បានសម្រេចចិត្តស្វែងរកគុកងងឹតបន្តឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ពេលរ៉ាំបាកំពុងអបអរគ្រប់គ្នាពេលឡើងកម្រិតជីនវូគិតក្នុងចិត្តថាវាពិតជាងាយស្រួលណាស់ក្នុងការរកលុយបានច្រើនដោយគ្រាន់តែធ្វើរឿងដែលគាត់មានជំនាញបំផុតដូច្នេះគាត់សម្រេចចិត្តកែប្រែជីវិតរបស់គាត់ដោយការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតត្រឡប់មកទីស្នាក់ការកណ្ដាលវិញឆាំងកំពុងតែស្ដាយក្រោយនៅរាល់ការសម្រេចចិត្តដែលធ្វើឲ្យគាត់ជួបបញ្ហាដ៏លំបាកនេះជាបានស្ដីបន្ទោសគាត់ដែលលេងភ្នាល់ល្ងងបែបនេះហើយឆ្ងល់ថាតើគាត់បានភាពជឿជាក់មកពីណាទើបហ៊ានស្នើរឿងឈួតបែបនេះ ឆាំងគុកបានតវ៉ាដោយបញ្យល់ថាហ៊ីស៊ូជាអ្នកចាប់ផ្ដើមមុនដូច្នេះគាត់ទប់អារម្មណ៍មិនបានឡើយត្រឹមតែប៉ុន្មាននាទីមុននេះគាត់បានចូលរួមការប្រជុំមួយដោយបដិញ្ញាថានឹងទូទាត់បញ្ជីជាមួយហ៊ីស៊ូប៉ុន្តែត្រូវបាក់មុខមុនពេលគាត់អាចធ្វើអ្វីមួយបានទៅទៀតគេបានចោទប្រកាន់ចុងអុកទាំងក្រអឺកតូមថាខ្ជិះខ្ជីលុយដែលមិនបានបង្កើតធនធានមនុស្សដែលមានប្រយោជន៍តតែសោះគេក៏បានបញ្ជាក់បន្ថែមថាកីឡាករដែលជុំកុកបានណែនាំកន្លងមកគឺមិនដែលបានចូលក្រុមជម្រើសជាតិម្ដងណាឡើយពាក្យសម្ដីប្រមាថនេះស្ទើរតែធ្វើឲ្យជុំអុកកាំងបេះដូងទៅហើយប៉ុន្តែគាត់មិនអាចតបតវិញបានឡើយ ហើយរឿងនេះនឹងមិនតបមកឈប់ហ៊ីស៊ូនោះទេដោយគេនិយាយថាឆុងសុកកំពុងតែវាយសម្បើមណាស់គ្រាន់តែកំណត់ត្រាគុកងងឹតថ្ងៃអង្គារត្រូវបានគេបំបែកបានសោះទោះបីជាចុងសុកចង់តបតវិញខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់ធ្វើមិនបានដែរព្រោះតែកីឡាករដែលហ៊ីស៊ូបណ្ដុះបណ្ដាលតែងតែជាប់ក្រុមជម្រើសជាតិជារៀងរាល់ឆ្នាំគេអាចជាក្មេងគួរឲ្យធុញម្នាក់ប៉ុន្តែចុងគុកដឹងថាគេពិតជាមានសមត្ថភាពសមនឹងការអួតអាងរបស់គេមែនទោះជាយ៉ាងណាក្ដីចុងសុកធុញទ្រាន់នឹងការមើលងាយបែបនេះណាស់ដូច្នេះគាត់ក៏បានអះអាងយ៉ាងក្លាហានថាគាត់នឹងបណ្ដុះបណ្ដាលកីឡាករម្នាក់ឲ្យជាប់ក្នុងក្រុមជម្រើសជាតិហើយគាត់ក៏បានយកការអះអាងនេះទៅស្នើជាការភ្នាល់មួយផងដែរ ដោយសារតែកូតាកីឡាករជម្រើសជាតិមានត្រឹម 10 នាក់ប៉ុណ្ណោះដូច្នេះហ៊ីវបានស្នើឲ្យពួកគេភ្នាល់គ្នាថាតើកីឡាកររបស់នរណាអាចឡើងចំណាត់ថ្នាក់បានខ្ពស់ជាងគេជូអុកយល់ព្រមប៉ុន្តែហ៊ីស៊ូក៏បានស្នើបន្ថែមថាអ្នកចាញ់ត្រូវតែសារភាពជាសាធារណៈថាខ្លួនអន់ជាងរួចហើយត្រូវលីលែងពីតំណែងទៀតផង នៅក្នុងពេលដែលកំពុងឆៃឈួននោះឈុងហុកក៏យល់ព្រមហើយថែមទាំងសុំឲ្យហ៊ីស៊ូចុះកិច្ចសន្យាទៀតផងប៉ុន្តែពេលនេះគាត់បានស្វាងឲ្យស្រាប់តែចុងអុកស្ដាយក្រោយដែលបានយល់ព្រមតាមលក្ខខណ្ឌឈួតបែបនេះចំណែកជាឆ្ងល់ថាតើគាត់ទទួលយកការភ្នាល់នេះដោយសារតែជីនវូមែនទេ តួនាងឃើញភាពអស្ចារ្យរបស់ជីនវូក៏ដោយក៏គេនៅតែជាអ្នកលេងហ្គេមធម្មតាម្នាក់ដែរហើយបើប្រៀបជាមួយកីឡាករលំដាប់ខ្ពស់បច្ចុប្បន្នជាគិតថាជីនវូគឺគ្រាន់តែជាសម្រាមប៉ុណ្ណោះចុងហុកប្រាប់នាងថាគាត់យល់យ៉ាងច្បាស់ពីក្តីបារម្ភរបស់នាងប៉ុន្តែគាត់នៅតែជឿជាក់យ៉ាងមុតមាំថាជីនវូគឺជាជំរឿនដ៏ត្រឹមត្រូវដរាបណាពួកគេផ្ដល់ការគាំទ្រឲ្យបានគ្រប់គ្រាន់គាត់ក៏បានលើកឡើងដែរថាជីនវូអាចផ្ដល់ព័ត៌មានល្អៗដល់ពួកគេប្រសិនបើពួកគេវិនិយោគលើគាត់ទោះជាយ៉ាងណាជាអននៅតែមានអារម្មណ៍ថាចុងអុកអាចនឹងវាយតម្លៃគេខ្ពស់ពេកហើយស្រាប់តែភ្លាមនោះថៃសបក៏បានរត់សម្រុកជួបមកក្នុងបន្ទប់ទាំងស្រែកឡៅឡាធ្វើឲ្យពួកគេភ្ញាក់ព្រឹត ពីមុននេះឈុងយកបានប្រាប់ឲ្យគេទៅស៊ើបអង្កេតពីកីឡាករម្នាក់ដែលបានសម្អាតគុកងងឹតរាប់សិបកន្លែងហើយពេលនេះគេចង់មករាយការណ៍ពីលទ្ធផលដែលគេរកឃើញអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះគឺតាកុបបានប្រកាសថាកីឡាករដែលពួកគេកំពុងតាមរកនោះតាមពិតជាជីនវូសោះសូម្បីតែជាដែលទើបតែមានការសង្ស័យកាលពីប៉ុន្មាននាទីមុននេះក៏ដោយនាងក៏បានជឿជាក់ភ្លាមៗដោយនាងឆ្ងល់ថាតើមនុស្សម្នាក់ដែលទើបតែចោះឈ្មោះកាលពី1ខែមុនអាចសម្អាតគុកងងឹតកម្រិតឌីច្រើនកន្លែងក្នុងពេលមិនដល់5នាទីបានយ៉ាងដូចម្ដេចឆាងសុងញញឹមបាត់មាត់មិនចិត្តទេពេលដែលការកណនារបស់គាត់ទីបំផុតបានខ្លាយជាការពិត គាត់បានអួតប្រាប់ទៅជីអាដោយរំលឹកនាងថាការគិតរបស់គាត់គឺត្រឹមត្រូវតាំងពីដើមមកហើយជីនវូពិតជាកីឡាករដ៏ស័ក្តិសមបំផុតសម្រាប់ការភ្នាល់មួយនេះត្រឡប់មកផ្ទះវិញជីនវូសប្បាយចិត្តហាក់ដូចជាហោះទៅហើយនៅពេលដែលគាត់ពិនិត្យមើលគណនីធនាគាររបស់គាត់ដែលមានលេខ0ច្រើនជាងអាយុរបស់គាត់ទៅទៀតគាត់ស្ទើរតែមិនជឿថាគាត់រកប្រាក់បានដល់ទៅ16លានវ៉ុនត្រឹមតែរយៈពេល4ថ្ងៃប៉ុណ្ណោះក្នុងពេល4ថ្ងៃនោះជីនវូនិងក្រុមរបស់គាត់បានសម្អាតគុកងងឹតកម្រិត D ដល់ទៅ160កន្លែងហើយនេះគឺជាលុយដែលគាត់រកបានមកពីការលក់ក្រដាសកោះហៅកម្រិតមធ្យមពីការចូលគុកងងឹតនោះឯង ជីនវូអបអសាទរ
ព្រោះការកាត់កំរបស់គាត់ទីបំផុតទទួលបានផ្លែផ្កាហើយ ទោះបីជារំបាននឹងអ្នកផ្សេងទៀតជាអ្នកបញ្ចេញញើសឈាមភាគច្រើនក៏ដោយក៏គាត់សម្គាល់ថាពិភពលោកថ្មីនេះគឺកើតមកសម្រាប់គាត់តែម្នាក់ឯងហើយការចំណាយពេលលេងហ្គេមចោលអស់ជាច្រើនឆ្នាំកន្លងមកនេះទីបំផុតក៏បានហុចផលមកវិញយ៉ាងស័ក្តិសម គាត់បានសម្រេចចិត្តបែងចែកលុយនេះទៅក្នុងគណនីធនាគារផ្សេងៗគ្នា មួយសម្រាប់ការចំណាយប្រចាំថ្ងៃរបស់ក្រុមមួយទៀតទុកសន្សំសម្រាប់គ្រួសារគាត់និងគណនីទី3គឺទុកសន្សំសម្រាប់ខ្លួនគាត់ផ្ទាល់ គាត់មានគម្រោងសន្សំយ៉ាងហោចណាស់ចំនួន10លានវ៉ុនក្នុងមួយខែនៅទីនោះដើម្បីចំណាយសម្រាប់តែការកំសាន្តសប្បាយរបស់គាត់ប៉ុណ្ណោះ ជីនវូពិតជានឹកស្មានមិនដល់ឡើយថាគាត់អាចប្រែក្លាយពីអ្នកអត់ការងារធ្វើមករកប្រាក់បាន10លានវ៉ុនក្នុងមួយខែយ៉ាងងាយស្រួលបែបនេះគាត់ក៏បានសម្រេចចិត្តបង្កើតគណនីដាច់ដោយឡែកមួយសម្រាប់ចំណាយទៅលើកងទ័ពកោះហៅរបស់គាត់ផងដែរ ទោះបីជាលុយជារឿងសំខាន់ក៏ពិតមែនប៉ុន្តែជីនវូដឹងថាអ្វីដែលសំខាន់បំផុតនៅពេលនេះគឺតម្លៃរបស់គាត់ក្នុងនាមជាកីឡាករអាជីពម្នាក់ជីនវូគិតថាវាដល់ពេលត្រូវបំពាក់រូននឹងការពង្រឹងធម៌ពលដល់កងទ័ពរបស់គាត់ហើយដោយសារតែពួកគេសុទ្ធតែបានឡើងលើកម្រិត30អំឡុងពេលចុះគុកងងឹតកន្លងមក ហើយវិធីល្អបំផុតដើម្បីធ្វើរឿងនេះគឺការសម្អាតគុកងងឹតប្រចាំថ្ងៃទើបជីនវូដឹងថាគាត់ត្រូវការកងទ័ពកោះហៅស្នូដើម្បីធ្វើកិច្ចការនេះបានលឿន បន្ទាប់មកគាត់ក៏បានចូលមើលទីផ្សារ website របស់កីឡាករដើម្បីមើលថាតើគាត់អាចទិញកងទ័ព Snow បានដែរឬទេប៉ុន្តែតម្លៃដ៏កប់ពពកនៅទីនោះស្ទើរតែធ្វើឲ្យគាត់ប្រលឹងចាក់ចេញពីខ្លួនទៅហើយ ជីនវូស្ទើរតែមិនជឿថាតម្លៃកងទ័ពកម្រិត C ធម្មតាវាថ្លៃដល់ថ្នាក់នេះសោះហើយចំណែកកម្រិត B វិញគឺមានតម្លៃយ៉ាងហោចណាស់200លានវ៉ុនឯណោះ គាត់ក៏កត់សម្គាល់ឃើញថាមិនមានការដាក់លក់កម្រិត A ឬកម្រិត S នៅទីផ្សារឡើយដែលនេះជារឿងធម្មតាទេព្រោះឱកាសទទួលបានពួកវាគឺមានត្រឹមតែ 1% ប៉ុណ្ណោះ ដោយដឹងថាគាត់មិនអាចរករបស់ដែលចង់បានដោយងាយស្រួលនោះទេជីនវូក៏សម្រេចចិត្តទូរស័ព្ទសុំជំនួយពីទីស្នាក់ការកណ្ដាលតែម្ដង ត្រឡប់មកទីស្នាក់ការកណ្ដាលវិញប្រយ៉ងជីនបានរត់សម្រុកចូលមកក្នុងការិយាល័យរបស់ឆុងសុកដោយប្រកាសថាជីនវូបានផ្ញើសំណើថ្មីមួយមកហើយដំបូងឡើយជុងសុកមានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលគិតដល់ការបំពេញសំណើរបស់កូនជាងដ៏ចំណានបំផុតរបស់គាត់ ប៉ុន្តែក្តីរំភើបរបស់គាត់បានរលាយបាត់ភ្លាមៗពេលប្រយ៉ងជីនបង្ហាញបញ្ជីនោះ ជុងសុកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជីនវូបានស្នើសុំឲ្យពួកគេទិញសត្វកោះហៅក្នុងចំនួនដ៏ច្រើនលើសលប់ដែលមានតម្លៃជាង1 billion វ៉ុន ដោយមិនចោះជាភ្នែកខ្លួនឯងជូសុកក៏សួរប្រយ៉ងជីនម្ដងទៀតដើម្បីបញ្ជាក់ថាគាត់មិនបានមើលច្រឡំនោះទេ គាត់មិនអាចយល់ពីសំណើនេះទេព្រោះទីស្នាក់ការកណ្ដាលមិនទាំងផ្ដល់សិទ្ធិពិសេសបែបនេះដល់បុគ្គលិក Snow ផងនោះហើយជាមូលហេតុដែលឆាងអ៊ុកត្រូវជាប់គាំងត្រឹមសត្វកោះហៅកម្រិត C ប៉ុណ្ណោះបន្ទាប់មកគាត់សួរប្រយ៉ងជីនថាតើជីនវូនឹងផ្ដល់ព័ត៌មានអ្វីខ្លះដើម្បីដោះដូរជាមួយរបស់របរនៅក្នុងបញ្ជីនេះប្រយ៉ងជីនប្រាប់គាត់ថាវាជាវិធីសាស្ត្រសម្ងាត់សម្រាប់វ័យលោកលឿនបំផុតនៅក្នុងគុកងងឹតប្រចាំថ្ងៃទាំងអស់ ចាងអ៊ុកគិតថាវាជាការដោះដូរដ៏ហ៊ានបំផុតព្រោះជីនវូផ្ដល់ឲ្យពួកគេយ៉ាងច្រើនមិនមែនត្រឹមតែព័ត៌មានបន្តិចបន្តួចនោះទេ ទោះបីជាសំណានេះហួសហេតុយ៉ាងណាក្តីគាត់ជឿថាវាពិតជាសមរម្យហើយប្រាប់យ៉ងជីនយ៉ាងជឿជាក់ថាគាត់នឹងព្យាយាមបញ្ចុះបញ្ចូលនាយក ជាអកុសលភាពជឿជាក់របស់ឆាងអ៊ុកគ្មានន័យនោះទេព្រោះលោកនាយកបានច្រានចោលសំណើនេះភ្លាមៗតែម្ដង ដែលក្តីខកចិត្តយ៉ាងខ្លាំងឆាងអ៊ុកក៏ផ្ទុះកំហឹងដោយបញ្ជាក់ថាប្រទេសរបស់ពួកគេតែងតែនៅខាងចុងគេព្រោះគ្មាននរណាម្នាក់ហ៊ានប្រថុយដូចគាត់ ថេអូមានការភ័ន្តច្រឡំពេលឃើញគាត់ថឹងសម្បាបែបនេះហើយជាអាក៏បានបញ្យល់គ្រប់យ៉ាងដល់គាត់ GR មិនភ្ញាក់ផ្អើលទេដែលសំណើនេះមិនត្រូវបានអនុម័តព្រោះបញ្ជីរបស់ជីនវូរៀងហួសហេតុពេក នេះសង្ឃឹមថាមានមនុស្សច្រើនដែលមានឆន្ទៈដូចជាឆាងអ៊ុក ទេអូសួរចាំងអ៊ុកថាតើនាយកបានប្រាប់អ្វីខ្លះហើយចាំងអ៊ុកបញ្យល់ថានាយកចង់បានភស្តុតាងបញ្ជាក់ថាជីនវូអាចបោសសម្អាតគុកងងឹតបានមែន ប៉ុន្តែបញ្ហាគឺជីនវូត្រូវការសត្វកោះហៅកម្រិតខ្ពស់ទាំងនេះដើម្បីអនុវត្តផែនការរបស់គាត់បានល្អ GR ជឿជាក់ថាវានឹងក្លាយជារឿងដ៏អស្ចារ្យបំផុតប្រសិនបើព័ត៌មានរបស់ជីនវូអំពីការបោសសម្អាតគុកងងឹតប្រចាំថ្ងៃជាការពិត ជុងសុកក៏គិតថាវាជាកិច្ចព្រមព្រៀងដ៏ល្អដែរប៉ុន្តែពួកថ្នាក់លើក្នុងទីស្នាក់ការកណ្ដាលលងងពេកមិនអាចមើលឃើញពីភាពអស្ចារ្យរបស់ជីនវូឡើយ GR ប្រាប់ជុងសុកថាតម្លៃដែលជីនវូកំពុងទាមទារគឺតិចតួចបំផុតបើប្រៀបធៀបនឹងអត្ថប្រយោជន៍ដែលគេផ្ដល់ឲ្យ ជុងសុកស្ទើរតែមិនចង់ជឿទៅជាខ្លួនឯងទេព្រោះលុយជា1 billion វ៉ុនពិតជាមិនមែនលុយតិចតួចឡើយ ស្រាប់តែ GR ស្នើជាអ្នកចេញលុយជំនួសវិញធ្វើឲ្យពួកគេភ្ញាក់ផ្អើលរឿងនេះរំលឹកជុងសុកថាប្រវត្តិរបស់ GR មិនមែនធម្មតានោះទេ តាមពិត GR គឺជាចៅស្រីទី4របស់ក្រុមហ៊ុនដាអ៊ុងដែលជាក្រុមហ៊ុនធំបំផុតលេខ1របស់កូរ៉េខាងត្បូង និយាយរួមនាងកើតមកលើគំនោមាសប្រាក់និងទទួលបានការអប់រំល្អបំផុតដែលលុយនិងឋានៈអាចទិញបាន ទោះយ៉ាងណានាងបានបោះបង់សិទ្ធិគ្រប់គ្រងព្រោះនាងចាប់អារម្មណ៍លើអ្នកលេងជំនាញជាង ហើយបច្ចុប្បន្នអ្នកលេងដែលនាងចាប់អារម្មណ៍បំផុតគឺគ្មាននរណាក្រៅពីជីនវូឡើយព្រោះគេដឹងរឿងច្រើនពេកការដែលជីនវូហ៊ានចរចាដោយគ្មានភាពភ័យខ្លាចជាមួយថ្នាក់ជាតិគឺជាចំណុចលេចធ្លោមួយទៀតសម្រាប់ GR រឿងរ៉ាវទាំងនេះហើយដែលជំរុញឲ្យ GR បែកគំនិតបង្កើតទីភ្នាក់ងារឯករាជ្យផ្លាច់មុខមួយសម្រាប់ជីនវូតែម្នាក់ឯង នាងចង់វិនិយោគលើគាត់នឹងទទួលបានប្រាក់ចំណេញពីព័ត៌មានដែលគាត់ផ្ដល់ឲ្យទីភ្នាក់ងារថ្មីនេះនឹងឯករាជ្យពីទីស្នាក់ការកណ្ដាលនិងមានរបៀបដំណើរការថ្មីស្រឡាង នៅពេលឆាងអ៊ុកសួរនាងម្ដងទៀតថាតើនាងពិតជាចង់ចំណាយលុយច្រើនបែបនេះមែនទេ GR មានការឆ្លើយយ៉ាងខ្លាំងនាងរំលឹកគាត់ថាគណនីធនាគាររបស់នាងមិនមែនជារឿងត្រូវបារម្ភទេហើយឆាងអ៊ុកគិតថាខ្លួនឯងលងលួងដែលសួរសំណួរបែបនេះទៅកូនសេដ្ឋីឈីប៊ុល GR បញ្ជាក់ប្រាប់គាត់ថាលុយនេះគ្មានបញ្ហាសម្រាប់នាងទេប៉ុន្តែនាងសម្រេចចិត្តជួបជីនវូសិនមុននឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅថ្ងៃបន្ទាប់ GR បានរៀបចំការជួបជុំជាមួយជីនវូនៅក្នុងភោជនីយដ្ឋានដ៏ទំនើបនិងស៊ីវិល័យមួយ ជីនវូទទួលបានការស្វាគមន៍កម្រិតកែ5ពេលដើរចូលមកដែលធ្វើឲ្យគេមានអារម្មណ៍ថាទីស្នាក់ការកណ្ដាលផ្ដល់ការមើលថែកម្រិតរីកចម្រើនដល់គេ នៅពេល GR ភ្ញាក់សារមកគេពីមុនសូមជួបដើម្បីផ្ដល់ចម្លើយចំពោះសំណើរបស់គេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គេមិននឹកស្មានថាពួកគេអាចសម្រេចចិត្តលឿនយ៉ាងនេះសោះទៅលើអ្វីដែលគេគិតថាគ្រាន់តែជាព័ត៌មានដ៏តូចតាចមួយនោះ យ៉ាងណាក្តីគេមានអារម្មណ៍មិនស្រួលទេព្រោះ GR មិនមែនជាមនុស្សងាយស្រួលចរចាជាមួយឡើយ ប៉ុ
ប៉ុន្តែដោយសារនាងជីនវូអាចមកកាន់ភោជនីយដ្ឋានមួយដែលមានភាពលុយឆាយអស្ចារ្យជាងសន្តាគារផ្កាយ5ទៅទៀតរបៀបស្វាគមន៍ដែលគេទទួលបានពីដៃចូលធ្វើឲ្យគេមានអារម្មណ៍ដូចជាមនុស្សចម្លែកក្នុងទីនេះទូយ៉ាងណាវាធ្វើឲ្យគេសប្បាយចិត្តនិងមានចិត្តទូលាយចង់ផ្ដល់ព័ត៌មានបន្ថែមដល់ពួកគេពេលជីនវូជួបមុខ GR ម្ដងទៀតគេមានអារម្មណ៍តានតឹងបន្តិចព្រោះគេបានស៊ើបអំពីនាងហើយព័ត៌មានដែលគេទទួលបានស្ទើរតែធ្វើឲ្យគេលួសព្រលឹងទៅហើយរូបរាងប្រវត្តិគ្រួសារនិងសមត្ថភាពរបស់នាងគឺល្អឥតខ្ចោះទោះនាងចូលទីស្នាក់ការអ្នកលេងដោយបន្ទុកកម្ពុជាក៏ដោយជីនវូមិននឹកស្មានថាសេដ្ឋីចំនួនទី3មកធ្វើការងារការិយាល័យធម្មតានៅទីស្នាក់ការកណ្ដាលសោះ GR អរគុណដែលគេបានមកប៉ុន្តែជីនវូភ្ញាក់ផ្អើលដែលឃើញនាងមកតែម្នាក់ឯង GR ប្រាប់គេថាការងាររបស់គេថ្ងៃនេះគឺជាមួយនាងមិនមែនជាមួយទីស្នាក់ការកណ្ដាលទេពេលកំពុងអង្គុយញ៉ាំអាហារ GR ក៏ប្រាប់ដំណឹងដល់ជីនវូដោយពន្យល់ថាទីស្នាក់ការកណ្ដាលអាចនឹងលែងផ្ដល់ការគាំទ្រណាមួយទៀតហើយដោយធម្មតានាងព្យាយាមប្រើមនោសញ្ចេតនាដើម្បីឲ្យជីនវូដឹងថាពួកគេបានខិតខំខ្លាំងប៉ុណ្ណាក្នុងការជួយគេកន្លងមកប៉ុន្តែជីនវូមិនចាញ់បោកគ្រឿងទឹកភ្នែករបស់នាងឡើយគាត់នៅតែធ្វើមុខស្ងួតហើយទទួលយកការបដិសេធយ៉ាងកលិចជីនវូដឹងថាខ្លួនគ្មានអ្វីត្រូវខាត់បងទេព្រោះគាត់អាចឡើងកំពូលតារាងដោយខ្លួនឯងបានសម្រាប់ពួកគេវិញវាជារឿងផ្សេងព្រោះគាត់នឹងឈប់ផ្ដល់ព័ត៌មានសំខាន់ៗឲ្យពួកគេទៀតហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះចាបានផ្ដល់ឱកាសថ្មីមួយទៀតនាងប្រាប់ថាមានគម្រោងបង្កើតទីភ្នាក់ងារមួយសម្រាប់គាត់ផ្ទាល់តែម្ដងជីនវូពិចារណាលើសំណាងនេះបន្តិចព្រោះមិនដូចទីស្នាក់ការកណ្ដាលដែលមានច្បាប់ទម្លាប់ច្រើនទេក្រុមហ៊ុន Daesung ដែលគិតតែពីប្រាក់ចំណេញអាចជាជំរើសល្អជាងជីនវូដឹងថាគាត់អាចរកចំណេញឲ្យពួកគេបានខណៈពួកគេផ្ដល់អ្វីដែលគាត់ត្រូវការហើយអ្វីដែលជីនវូត្រូវការគឺអ្នកដែលហ៊ានទិញព័ត៌មានគាត់ក្នុងតម្លៃខ្ពស់បំផុតព្រមទាំងផ្ដល់ធនធានឲ្យគាត់ដោយគ្មានទីបញ្ចប់ពេលឃើញគាត់ស្ទាក់ស្ទើរ GR ក៏ប្រាប់ពីអត្ថប្រយោជន៍ពេលសហការជាមួយនាងធានាថាក្រុមហ៊ុន Daesung គ្រប់នឹងផ្ដល់ការថែទាំយ៉ាងជំនាញនិងការគ្រប់គ្រងតាមដែលគាត់ត្រូវការដោយគ្មានដែនកំណត់ឡើយជីនវូភ្ញាក់ផ្អើលពេលលើបែបនេះប៉ុន្តែគាត់ជឿជាក់ថាការសហការជាមួយ GR គឺល្អបំផុតព្រោះលុយមិនដែលកុហកទេជីនវូចាប់ផ្ដើមនិយាយបញ្ចូលនឹងសរសើរនាងខណៈ GR កំពុងតែពេញចិត្តនឹងពាក្យសរសើរទាំងនោះយ៉ាងខ្លាំងដោយសារពួកគេមានគំនិតដូចគ្នានាងក៏សម្រេចចិត្តពន្យល់ពីលំអិតនៃសំណើនេះហើយសន្យាថានឹងមកជួបគាត់នៅថ្ងៃស្អែកដើម្បីបញ្ចប់កិច្ចព្រមព្រៀងបន្ទាប់មកជាប្រាប់ឲ្យគាត់ឆែកមើលសត្វកោះហៅដែលគាត់ចង់បានធ្វើឲ្យជីនវូភ្ញាក់ផ្អើលព្រោះពួកគេមិនទាន់ទាំងចុះហត្ថលេខាផងប៉ុន្តែជានិយាយថានាងបានរៀបចំរួចរាល់ទោះគាត់ព្រមសញ្ញេឬអត់ក៏ដោយហើយប្រាប់ឲ្យចាត់ទុកវាជាកាដូចោះជីនវូស្ងាច់សរសើរយ៉ាងខ្លាំងដែលកូនអ្នកមានត្រកូលឆេលីអាចឲ្យកាដូតម្លៃជាង 1000 លានវ៉ុនដោយមិនញញើតដៃសូម្បីបន្តិចថ្ងៃបន្ទាប់អាជីនបានតាមរកជីនវូប្រកាសបាត់មុខមិនតាក់ទងមកមួយរយៈមកហើយនាងលើថាគាត់រត់ទៅនៅផ្ទះផ្សេងហើយឆ្ងល់ថាគាត់កំពុងធ្វើអ្វីពេលនោះជាក៏ដើរកាត់ធ្វើឲ្យអាជីនឈោផ្លឹកតែម្ដងពេលមើលឲ្យច្បាស់នាងដឹងថាចែអេមើលទៅដូចមនុស្សដែលនាងធ្លាប់ឃើញនៅលើ Gram ខួរក្បាលរបស់អាជីនគិតមួយសន្ទុះខណៈនាងព្យាយាមនឹកថាធ្លាប់ឃើញមុខនេះនៅឯណាមួយសន្ទុះក្រោយមុខនាងក៏ហើបមាត់ភ្លុងពេលនឹកឃើញអត្តសញ្ញាណរបស់ជាស្របពេលជាមួយគ្នានោះឈិនវូកំពុងហាត់ប្រាណចំណែកហ៊ុនគោកំពុងបង្វឹកសัตว์ក៏ហៅដើម្បីបង្កើតក្រុមដ៏អស្ចារ្យមួយស្រាប់តែគាត់ឮសំឡេងមនុស្សដើរមកហើយក៏ប្រាប់អ្នកផ្សេងឲ្យស្ងាត់ពេលជាម្ដងគ្រប់គ្នាក៏បានសម្រាកនាងសង្កេតឃើញថាជីនវូបានហាត់ប្រាណតាំងពីព្រឹកហើយសัตว์ក៏ហៅរបស់គាត់ឈរស្ងៀមដូចមនុស្សកអញ្ចឹងប៉ុន្តែនាងក៏ចាប់អារម្មណ៍ថាមានខ្លះនាងមិនដែលឃើញពីមុនមកទេជីនវូប្រាប់ថាពួកគេជាក្រុមគោរបស់គាត់ហើយគាត់នឹងណែនាំពួកវាពេលក្រោយរួចក៏ប្រញាប់ឲ្យសញ្ញាពួកវាទៅបន្តហ្វឹកហាត់នៅកន្លែងផ្សេងពេលពួកគេចេញទៅជាអេក៏ឲ្យកាដូដែលធ្លាប់សន្យាទៅជីនវូដែលគាត់ទទួលតាមរយៈការដោះដូរជីនវូដឹងថាការដោះដូរនេះដំណើរការដូចក្នុងហ្គេមដែរដែលអាចឲ្យអ្នកលេងដោះដូរគ្នាបានក្នុងហ្គេមអ្នកលេងអាចទិញលក់ឬដោះដូរវត្ថុនានានិងតថ្លៃគ្នាបានពេលត្រូវរើគ្នាអ្នកលេងអាចធ្វើការដោះដូរបានយ៉ាងជោគជ័យតែប្រព័ន្ធនេះនឹងតាមប្រមាញ់នឹងដាក់បណ្ដាសាឲ្យស្លាប់ដល់អ្នកដែលបោកប្រាស់គេជីនវូពិនិត្យមើលសัตว์ក៏ហៅពីចាហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងអាចរកគ្រប់យ៉ាងក្នុងបញ្ជីរបស់គាត់បានគាត់ទទួលយកការដោះដូរភ្លាមៗហើយអរគុណជាសម្រាប់កាដូដ៏មានតម្លៃនេះដែលនាងគិតថាជារឿងតូចតាចធម្មតាបន្ទាប់មកនាងក៏បង្ហាញកុងត្រាទៅជីនវូដោយសួរថាពួកគេអាចពិភាក្សាពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានឬអត់ជាប្រាប់គាត់ថាឈ្មោះទីភ្នាក់ងារថ្មីនេះគឺ EU Back ដែលជាការបញ្ចូលគ្នានៃនាមត្រកូលរបស់ពួកគេទាំងពីរនាងផ្ដល់គេហ៊ុនឲ្យគាត់ជា 10% ហើយនាងយក 25% ចំណាយ 5% ទៀតទុកឲ្យចុងគូកនាងប្រាប់ថាចុងគូកនៅទីស្នាក់ការកណ្ដាលបន្តជួយគ្រប់គ្រងពួកគេចំណែកតាស៊ីអូនិងយ៉ងជីននឹងត្រូវបានជ្រើសរើសឲ្យចូលទីភ្នាក់ងារថ្មីនេះជីនវូឆ្ងល់ថាទៅរួចបានយ៉ាងម៉េចបើថៃអបនិងបងជីនសុទ្ធតែធ្វើការនៅទីស្នាក់ការកណ្ដាលស្រាប់នោះតែជាប្រាប់ថាពួកគេបានលាជួបយ៉ាងរីករាយបាត់ទៅហើយក្រោយនាងឲ្យប្រាក់ខែគុណនឹង3ដងទោះយ៉ាងណាជីនវូនៅតែស្ទាក់ស្ទើរព្រោះគាត់គិតថាការយកភាគហ៊ុន 70% អាចនឹងមិនយុត្តិធម៌សម្រាប់ GR ឡើយតែកាយាបញ្ជាក់ថានាងច្បាស់លាស់នៅសំណើនេះព្រោះនាងមានគម្រោងបង្កើនតម្លៃភាគហ៊ុន 25% របស់នាងឲ្យកប់តែម្ដងម្យ៉ាងទៀតនាងមិនបារម្ភពីសិទ្ធិបោះឆ្នោតឡើយព្រោះនេះជាក្រុមហ៊ុនឯកតជនជាឲ្យភាគហ៊ុនច្រើនបែបនេះព្រោះនាងចង់កសាងទំនាក់ទំនងជាមួយគាត់ដែលវាជារឿងសំខាន់បំផុតនៅក្នុងគ្រប់អាជីវកម្មទាំងអស់ទីបំផុតជីនវូក៏យកព្រមតាមលក្ខខណ្ឌហើយចុះកងត្រាធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំងត្រឹមនេះពួកគេក៏បានបិទកិច្ចព្រមព្រៀងហើយរំពឹងថានឹងបង្កើតអ្វីដ៏អស្ចារ្យជាមួយគ្នាស្រាប់តែហ៊ុងហ្គោលោចូលកំពូលព្រៃពីដឹងថាមានចលនាប៉ុន្មានវិនាទីក្រោយមកគេក៏ចេញមកវិញដោយអូសជើងអាជីននិងស្រមោក៏ហើយរបស់នាងដូចអូសសាច់សត្វអញ្ចឹងជីនវូភាំងពីឃើញប្អូនស្រីហើយក៏សួរភ្លាមថានាងមកធ្វើអ្វីក្រោយកំពូលព្រៃនេះតែអាជីនកំពុងតែភ័យរន្ធត់ពីការចាប់ខ្លួនដ៏ស្ងាត់កំបាំងរបស់ហុងនៅឡើយទេក្រោយជាអាចចេញទៅជីនវូបានសួរអាជីនពីហេតុផលដែលនាងមកលបមើលនៅទីនេះគាត់ដឹងថាប្អូនស្រីជាអ្នកគ្រប់គ្រងរបស់ចាហើយក៏លួចដើរតាមនាងក្រោយពេលចំណាំមុខបានមុននេះអាជីនខំបញ្យល់ថានាងមិនមែនជាអ្នកគ្រប់គ្រងងប់ងូលរបស់ស៊ីអងទេគ្រាន់តែចង់ដឹងក៏ដើរតាមក្រោយជាប៉ុណ្ណោះប៉ុន្តែជីនវូខំប្រាប់នាងថាទង្វើរបស់នាងគឺជាសកម្មភាពតាមដានយ៉ាងពិតប្រាកដ
ជីនវូសួរថាហេតុអ្វីបានជាលួចតាមដានជាបង្ហាញខ្លួនឲ្យគេឃើញត្រង់ៗ ដល់ឃើញថាអាជីនមិនព្រមនិយាយការពិតគេក៏ប្រើអធិពលបង្ខំឲ្យនិយាយត្រង់ទៅលើនាងដើម្បីទាញយកចម្លើយ ទប់លែងបានអាជីនក៏សារភាពថានាងពិតជាលួចតាមដានពួកគេមែនដើម្បីចង់ដឹងពីអត្តកម្បាំងរបស់គេ បន្ទាប់មកនាងលោតទៅរកគេភ្លាមដោយទាមទារចង់ដឹងថាតើបងប្រុសនាងស្គាល់មនុស្សសំខាន់ដូចជាបានយ៉ាងម៉េចនាងបាញ់សំណួរ1000ក្នុងពេលតែមួយដោយមិនទុកពេលឲ្យជីនវូដកដង្ហើមសោះឡើយមុនពេលចាក់ចេញជាអាបានស្វាគមន៍អាជីនេដែលធ្វើឲ្យនាងមានអារម្មណ៍ថាបានបំពេញបំណងប្រាថ្នាក្នុងជីវិតរួចរាល់ហើយតែជាមិនបាននៅយូរទេព្រោះនាងសង្ឃឹមថានឹងជួបគ្រួសារជីនវូនៅពេលក្រោយដោយសារកិច្ចសន្យាអនុញ្ញាតឲ្យពួកគេដឹងពីកិច្ចព្រមព្រៀងនេះអាជីននៅតែបន្តទាមទារឲ្យជីនវូប្រាប់ថាហេតុអ្វីបានជាគេជួបជាយ៉ាហើយនាងថែមទាំងធ្វើជាសម្រក់ទឹកភ្នែកខ្លាំងខ្លាយដើម្បីឲ្យកាន់តែមើលទៅកំសត់ទៀតផងជីនវូទីបំផុតក៏យល់ព្រមប្រាប់នាងគ្រប់យ៉ាងរួមទាំងរឿងដែលគេជាអ្នកលេងហ្គេមដ៏ល្បីផងដែរគេថែមទាំងប្រាប់ពីកំណត់ត្រាលេងគុកងងឹតរបស់គេហើយពន្យល់ពីការជួបជានៅទីស្នាក់ការកណ្ដាល ជានិយាយថាជីនវូនាងហ្គេមខ្លាំងណាស់ហើយសួរថាតើវាដូចគ្នានឹងហ្គេម Battle of the Summoner ដែរឬអត់ ប៉ុន្តែជីនវូបដិសេធភ្លាមៗដោយនិយាយថាវាជាហ្គេមផ្សេងទេបន្ទាប់មកគេក៏ហៅអាជីនថាគេលេខ Battle of the Summoner ត្រឹមតែមួយឆ្នាំប៉ុណ្ណោះព្រោះគេមិនចង់ទម្លាយថាគេគឺជាព្រះជីនូដ៏ជើងចាស់នោះឡើយទោះជាយ៉ាងណាក៏អាជីននៅតែភ្ញាក់ផ្អើលដែលគេអាចលេងហ្គេមកាកនេះបានយូររហូតដល់ទៅមួយឆ្នាំពេញ នាងចាក់គេដោយមោទនភាពប្រាប់ថាការងប់នូលហ្គេមរបស់គេទីបំផុតបានផលហើយជីនវូចង់ប្រាប់ប្អូនស្រីពីការពិតតែគេលាក់ទុកសិនព្រោះខ្លាចថាការដឹងច្រើនពេកអាចធ្វើឲ្យនាងជួបគ្រោះថ្នាក់គ្រួសាររបស់គេបានលះបង់ច្រើនណាស់សម្រាប់គេក្នុងរយៈពេល3ឆ្នាំដែលគេសន្លប់បាត់ស្មារតីដូច្នេះជីនវូមិនចង់ទីពួកគេជួបក្នុងបញ្ហាស្មុគស្មាញឡើយគេគិតថាការការពារពួកគេជាអាទិភាពទី1ជាជាងការស្ដារឈ្មោះវិញហើយគេត្រូវតែខ្លាចជាខ្លាំងដើម្បីធ្វើវាអាជីនសួរថាហេតុអ្វីទើបតែប្រាប់នាងពីការពិតនៅពេលនេះហើយជីនវូអះអាងថាគេពិតជាមានគម្រោងប្រាប់នាងនៅពេលណាមួយច្បាស់ណាស់គេប្រាប់នាងឲ្យរក្សាវាជាការសម្ងាត់ពីឪពុកម្ដាយសិនព្រោះគេមានគម្រោងបញ្យកគ្រប់យ៉ាងប្រាប់ពួកគាត់នៅពេលក្រោយ ព្រាមនោះជីនវូឃើញសត្វកោះហៅរបស់អាជីនរញ៉េរញ៉ៃដូចរុយខណៈអ្នកផ្សេងទៀតខំប្រឹងរក្សាភាពស្ងៀមស្ងាត់ ដោយទ្រាំលេងបានហ៊ុនគោព្យាយាមចាប់វាហើយជីនវូសួរអាជីនថាហេតុអីបានជាដាកអែវនោះធ្វើខ្លួនចម្លែកម្ល៉េះគេណែនាំឲ្យនាងរកជញ្ជាក់ស្រមោលមួយមកពូគង់ជាមួយអែលហ្វនោះព្រោះបើគ្មានវាទេដាកអែលហ្វនឹងនៅតែជាសម្រាមគ្មានខួរក្បាលបន្តទៀត អាជីនភ្ញាក់ផ្លយពេលឮបែបនេះព្រោះនាងមិនដែលធ្លាប់ឮពីសត្វកោះហៅឈ្មោះចចកស្រមោលនេះសោះឡើយ ជីនវូប្រាប់ថាវាជាសត្វកោះហៅកម្រិត B ហើយអាជីនឆ្ងល់យ៉ាងខ្លាំងថាតើត្រូវទៅរកសត្វកម្រនេះពីណាមកបន្ទាប់មកនាងក៏ស្វែងរកវានៅលើទីផ្សារហើយស្ទើរតែចង់ក្អួតពេលឃើញតម្លៃដ៏មហាសាលដែលត្រូវចំណាយដើម្បីទិញវា អាជីនសួរជីនវូថាតើគេរំពឹងឲ្យនាងរកលុយឈួត500លានវ៉ុនយ៉ាងម៉េចបើវាអាចនឹងត្រូវចំណាយពេល20ឆ្នាំទើបរកបាន តែជីនវូនៅស្ងប់ស្ងាត់ហើយធានាថាគេនឹងជួយនាងឲ្យបានវាក្នុងពេលមួយខែប៉ុណ្ណោះអាជីនផ្ទុះសំណាយហើយបដិសេធមិនជឿសម្ដីរបស់គេឡើយថែមទាំងប្រាប់ឲ្យគេបន្ថយការអួតក្អេងក្អាងខ្លះផងនាងប្រាប់គេដោយញញឹមឌឺដងថាកុំធ្វើខ្លួនសង្ហាពេកគ្រាន់តែខ្លួនជាអ្នកលេងហ្គេមមួយឆ្នាំមុនពេលភ្ញាក់ដឹងខ្លួននោះ អាជីនប្រាប់ថានាងនឹងសន្សំលុយទិញចចកស្រមោលខ្លួនឯងតែជីនវូនៅតែប្រកាន់ជំហរដើមដោយប្រាប់នាងកុំឲ្យគាំងពេលគេយកវាមកឲ្យនៅពេលក្រោយ និយាយចប់គេក៏ដើរចេញជាមួយសត្វកោះហៅមុនពេលអាជីនទាន់និយាយអ្វីពេលសម្លឹងមើលបងប្រុសចាក់ចេញទៅអាជីនក៏សម្គាល់ថាគេពិតជាមានអ្វីមួយយ៉ាងខុសប្លែកពីមុន តែនាងហាក់មិនយល់ថាវាជាអ្វីឲ្យប្រកាសទេហើយ Shadow F ដែលធ្លាប់តែគួរឲ្យខ្លាចពេលនេះមើលទៅប្រៀបដូចជាសត្វមុខដ៏ទន់ខ្សោយក្នុងភ្នែករបស់នាងអញ្ចឹងតែអ្វីដែលអាជីនអាចប្រកាសក្នុងចិត្តគឺថាបងប្រុសនាងបានខ្លាចជាមនុស្សថ្មីម្នាក់ទៅហើយមួយសប្តាហ៍ក្រោយក្រុមថ្មីរបស់ជីនវូរៀបចំបញ្ជូនគេចូលគុកងងឹតម្ដងទៀតពួកគេឲ្យឱកាសថ្មីមួយទៅគេដែលជាពន្យល់ថាគេត្រូវតែពាក់វារាល់ពេលចូលគុកងងឹតប្រចាំថ្ងៃនាងបានថែមថាផលិតផលទី1របស់ក្រុមហ៊ុន UBC គឺព័ត៌មានដូច្នេះពួកគេនឹងលក់វីដេអូច្បាស់ក្នុងតម្លៃយ៉ាងខ្ពស់ នាងបញ្យល់ថាឱកាសបច្ចេកទេសខ្ពស់នេះមានបំពាក់កាមេរ៉ាដែលអាចថតទុកគ្រប់សកម្មភាពយ៉ាងច្បាស់ត្រដែតគេប្រាប់ជីនវូថាឱកាសនេះស្រាលណាស់ដូច្នេះវានឹងមិនរំខានដល់ការបំពេញបេសកកម្មរបស់គេឡើយ ក្រោយជួយពាក់ឱកាសរួចពួកគេចាប់ផ្ដើមរៀបចំនេះរៀបចំនោះដោយញញឹមដាក់ជីនវូដែលធ្វើឲ្យគេព្រឺសម្បូរជាងចូលគុកងងឹតទៅទៀតពេលរៀបចំខ្លួនចូលទៅទីនោះជីនវូក៏ប្រាប់ឲ្យ GR ដឹងថានេះជាលើកទី1របស់គេក្នុងគុកងងឹតថ្ងៃច័ន្ទគេសួរនាងថាតើមានបញ្ហាទេបើលេងមិនសូវស្អាតជាធានាថាមិនអីទេព្រោះពួកគេនឹងកាត់តយកតែផ្នែកដ៏ល្អបំផុតពីការថតនោះប៉ុណ្ណោះមុនពេលចូលគេសួរនាងយ៉ាងស្ងប់ស្ងាត់ថាតើមានបញ្ហាទេបើគេបំបីកំណត់ត្រាជាតិទោះបីជាភ្ញាក់ផ្អើលនឹងសំណួរនេះក៏ជាប្រាប់ថាគេអាចធ្វើបានតែនាងស្ងល់ខ្លាំងព្រោះគេទើបតែប្រាប់ថាការលេងគុកងងឹតនេះអាចនឹងមិនរលូនសោះនាងឆ្ងល់ថាតើគេកំពុងនិយាយលេងឬមានអារម្មណ៍តានតឹងដោយសារការវិនិយោគរបស់នាងឬអត់តែទោះជាយ៉ាងណានាងប្រាប់គេឲ្យសម្រួលអារម្មណ៍ធ្វើតាមសម្រួលកុំបារម្ភច្រើនពេកអីជីនវូយល់ព្រមរួចដែរចូលទៅយ៉ាងជឿជាក់គេដឹងច្បាស់ថាអាចបំបីកំណត់ត្រាជាតិក្នុងគុកងងឹតថ្ងៃច័ន្ទបានយ៉ាងងាយតែកំណត់ត្រាចាស់គឺប្រហែល7នាទី គុកងងឹតថ្ងៃច័ន្ទគឺជាកន្លែងតែមួយគត់ដែលទម្លាក់រួមវាយប្រហារហើយរយៈពេលបញ្ចប់វគ្គនឹងកំណត់ចំណាត់ថ្នាក់ និយាយឲ្យចំទៅរូនវាប្រហារគឺសំខាន់ណាស់ក្នុងហ្គេមនេះព្រោះអ្នកលេងមិនអាចទៅមុខរួចទេបើគ្មានវាទើបគេហៅវាថារូនប្រើបានគ្រប់យ៉ាងជីនវូក៏សម្គាល់ថាវាជាគុកងងឹតប្រភេទការពារដែលតម្រូវឲ្យទប់ទល់នឹងហ្វូងបិសាចអានដែតរយៈពេល30នាទី ប៉ុន្តែដោយសារថេរវេលាមានឥទ្ធិពលលើចំណាត់ថ្នាក់អ្នកលេងអាចបញ្ចប់វាឲ្យលឿនបានដោយគ្រាន់តែកម្ចាត់បោះចុងក្រោយគឺ Leech ហើយនេះហើយការសម្រុកវាយទេបោះចុងក្រោយខ្លាយជាយុទ្ធសាស្ត្រទូទៅទៅហើយបន្ទាប់មកជីនវូក៏ពិនិត្យអាវុធថ្មីរបស់គេដើម្បីឲ្យប្រកាសថាវាដំណើរការល្អមុននឹងរៀបចំក្រុមគេបានរៀបចំកូនចៅកោះហៅរបស់គេជាក្រុមមាន3នាក់និងកំណត់តួនាទីខុសៗគ្នាជីនវូជ្រើសរើសក្រុម B ដែលមាន Hango កម្រិត X សេរីហ្វាក់ប្រយុទ្ធមីណុងបូជាចាពន្លឺដែលសុទ្ធតែជាកម្រិត C និង Golden Fairy ដែលជាកម្រិត D តែមួយគត់
มันอยู่ประมาณប្រព័ន្ធហ្គេមលោតសារប្រាប់ថាកងទ័ពអាន់ដេតកំពុងសម្រុកមកហើយព្រមទាំងបញ្ជាឲ្យគីទប់ទល់រហូតដល់ជំនួយមកដល់ពីការរាប់ថយក្រោយ30នាទីចាប់ផ្ដើមក្រុមរបស់ជីនវូក៏ចាប់ផ្ដើមវាយលុកដោយមានមីនងជាអ្នកនាំមុខ បន្ទាប់ពីមីនងបោះសម្អាតវគ្គដំបូងខ្ទេចជីនវូនិងកូនចៅកោះហៅរបស់គេបន្តឆ្ពោះទៅមុខទៀតដើម្បីត្រៀមវាយវគ្គបន្ទាប់ជីនវូបញ្ជាឲ្យពួកគេឡើងទៅទីខ្ពស់ឲ្យហានគូក៏ងក់ក្បាលយល់ព្រមដែលនេះបញ្ជាក់ពីភាពវៃឆ្លាតរបស់វាព្រោះវាដឹងថាជីនវូកំពុងតែថតវីដេអូទុកការប្រយុទ្ធដ៏ស៊ីសាច់ហូតឈាមក៏ផ្ទុះឡើងហើយជីនវូព្រមទាំងក្រុមរបស់គេអាចឡើងដល់កំពូលត្រឹម2នាទីហានគូកាប់ពួកអាន់ដេតដាច់ដោយភុយចំណែកមីនងប្រើកម្លាំងបាយវាយកំទេចពួកវាយចិត្តតែម្ដងជីនវូស្ងើសរសើរនឹងសមត្ថភាពរបស់ពួកវាខ្លាំងណាស់ថែមទាំងលួចគិតថាសំណាងហើយដែលពួកវាមិនមែនជាសត្រូវរបស់គេជីនវូបន្ទាប់មកក៏ប្រាប់សេវីវយុទ្ធឲ្យត្រៀមខ្លួនសម្រាប់រៀងដេរីតនឹងកាត់ឡើងតាមពិតទៅសេរីហ្វប្រយុទ្ធពូកែខាងវាយបហាពីចម្ងាយតែអ្នកលេងទូទៅមិនសូវប្រើគេទេព្រោះធម្មពលវាយបហារបស់គេរៀងខ្សោយបន្តិចប៉ុន្តែជីនវូចង់ប្រើគេព្រោះបូស្លីកមិនសូវមានឈាមច្រើនទេជីនវូប្រាប់សេរីហ្វកុំទាន់អាល់បាញ់ហើយគេបញ្ជាឲ្យប៊ូជីចាស់ពន្លឺប្រើ skill ប្រទានពររបស់នាងសិនអត្តពលនៃ skill ប្រទានពរនេះគឺដើម្បីបំបត្តិ skill ការពារការវាយប្រហារពីចម្ងាយរបស់ Leech ដែលហៅថាខែលងងឹតបន្ទាប់ពីជីនវូឃើញច្បាស់ថាខែលនៅបាត់ទៅហើយគេក៏បញ្ជាឲ្យសេរីបាញ់ភ្លាមងាកមកម្ខាងទៀតមីនងកំពុងរវល់ហែកសាកសពអាន់ដេតហើយពេលវាត្រូវសត្រូវឡំពាត់ប៊ូជីចាស់ពន្លឺក៏បញ្ចេញ skill ជួយភ្លាមសេរីហ្វបាញ់មួយបាញ់គ្រាប់ផ្ទួនទៅលើលីតែបិសាចមួយនេះបែរជាអាចទប់ការវាយប្រហារនោះបានជីនវូមិនភ្ញាក់ផ្អើលទេព្រោះគេបានគិតទុករួចទៅហើយប៉ុន្តែឈាមរបស់លីកពិតជាធ្លាក់ចុះមែនរាល់ពេលដែលត្រូវគ្រាប់កំភ្លើងដោយសារអ្នកលេងទូទៅមានរូងខ្សោយពួកគេតែងគិតថាវិធីនេះមិនមានប្រសិទ្ធភាពទើបពួកគេជៀសវាងមិនធ្វើតាមប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់មនុស្សពូកែដូចជីនវូនោះទេអាន់ដេតមួយក្បាលស្ទុះមករកជីនវូបំរុងនឹងវាយផ្ដួលគេប៉ុន្តែគ្រូបង្វឹកដកគួរឲ្យទុកចិត្តរបស់គេនៅទីនោះចាំកាប់កំទេចបិសាចនោះរួចជាស្រេចដោយសារការផ្សំស្គៀត្រូវគ្នានឹងក្បួនវាយដ៏មានប្រសិទ្ធភាពទីបំផុតជីនវូនិងកូនចៅរបស់គេអាចកម្ចាត់បោះបិសាចនោះបានសម្រេចគេបញ្ចប់គង់ងឹតនេះត្រឹមតែ4នាទីប៉ុណ្ណោះហើយក៏បានបំបីកំណត់ត្រាជាទៀតផងស្របពេលនោះដែរជានឹងក្រុមការងារកំពុងតាមដានមើលពីខាងក្រៅជាមិននឹកស្មានថាជីនវូអាចធ្វើរឿងអស្ចារ្យបែបនេះសោះព្រោះពួកគេទើបតែឲ្យកូនចៅកោះហៅទៅគេត្រឹមមួយសប្តាហ៍ប៉ុណ្ណោះទោះជាយ៉ាងណាជាប្រាប់ក្រុមការងារថាពួកគេនៅតែបន្តគ្រប់គ្រងជីនវូទោះមានរឿងអ្វីកើតឡើងក៏ដោយបើយុគជីនមកតមកក៏សួរនាងថាតើនេះក៏ថាជីនវូអាចបំបីកំណត់ត្រាគង់ងឹតប្រចាំថ្ងៃទាំងអស់បានដែរឬទេជារៀងចាំងនឹងសំណួរនេះបន្តិចឯផ្យងជីនិយាយថាគ្រាន់តែគេបំបីកំណត់ត្រាថ្ងៃអង្គារបានវាអស្ចារ្យណាស់ទៅហើយតែគេបារម្ភព្រោះជីនវូមិនទាន់ប្រាប់ពីផែនការវគ្គបន្ទាប់នៅឡើយទេគេនៅតែបន្តអ៊ូមិនឈប់រហូតជាដឹងច្បាស់ថាពួកគេកំពុងតែបារម្ភពិតមែនជារំលឹកពួកគេថានាងចាប់ផ្ដើមអាជីវកម្មនេះដោយលុយខ្លួនឯងបើសិនជាក្តីបារម្ភរបស់ពួកគេខ្លាចជាការពិតមែននាងធានាប្រាប់អ្នកទាំងពីរថានាងនឹងមិនឲ្យរឿងនេះប៉ះពាល់ដល់ការងារពួកគេទេព្រោះពួកគេបានទុកចិត្តនឹងដើរតាមនាងនិយាយឲ្យចំទៅប្រាក់ខែពួកគេមិនប្រែប្រួលទេហើយពេលដែលនាងនិយាយបែបនេះនាងមើលទៅប្រៀបដូចជាទេវតាចុះពីឋានសួគ៌អញ្ចឹងអ្នកទាំងពីរអោបគ្នាទាំងរំភើបដោយគិតក្នុងចិត្តថាពួកគេកំពុងធ្វើការនៅកន្លែងដ៏ល្អបំផុតហើយតាមពិតទៅជាមិនបារម្ភទេព្រោះនាងមានលុយម្យ៉ាងទៀតនាងជឿជាក់ថាជីនវូពិតជាមានលក្ខក្បាច់សម្ងាត់អ្វីផ្សេងទៀតជាក់ជាមិនខានជាអាចទេដឹងថានៅមានរឿងអស្ចារ្យទៀតដោយសារតែទឹកមុខដ៏ស្ងប់ស្ងាត់របស់គេពេលចូលទៅក្នុងគុកងងឹតធ្វើដូចជាគុកងឹតនោះគ្មានន័យអ្វីសម្រាប់គេអញ្ចឹងស្រាប់តែពេលនោះមានរបាយការណ៍ចូលមកថាកំណត់ត្រាត្រូវបានបំបែកហើយពេលពួកគេសួរថាកំណត់ត្រាមួយណាដែលត្រូវបំបែកបុគ្គលិកក៏ប្រាប់ថាវាគឺជាកំណត់ត្រាគុកងងឹតថ្ងៃច័ន្ទកំណត់ត្រាថ្មីគឺ4នាទីដែលលឿនជាងកំណត់ត្រាចាស់ដល់ទៅ3នាទីមនុស្សគ្រប់គ្នាងាកមកឆោឡោចំរំសួរថានរណាជាអ្នកបំបែកកំណត់ត្រាមួយនេះពេលបយ៉ងជីននិងមិត្តភ័ក្តិរបស់គេដឹងថាវាគឺជាជីងវូពួកគេគាំងនិយាយលេងចេញតែម្ដងសូម្បីតែជាក៏ចាប់ផ្ដើមញាក់ខ្លួនដឹកដេរំភើបពេលនាងដឹងច្បាស់ថានាងពិតជាបានត្រូវរង្វាន់ធំហើយដ៏មានស្នាមញញឹមយ៉ាងស្រស់នៅលើមុខនាងជឿជាក់យ៉ាងមុតមមថាអាជីវកម្មថ្មីរបស់នាងនឹងទទួលបានជោគជ័យយ៉ាងសម្បើមខណៈនៅក្នុងដាំងចិននៅឡើយជីនវូបានបិទម៉ាស៊ីនថតព្រោះគេមានកិច្ចការផ្សេងទៀតដែលគេត្រូវធ្វើបន្តការពិតគឺគេចង់ចាប់ផ្ដើមការប្រយុទ្ធបែប Auto Battle សម្រាប់ក្រុមបច្ចុប្បន្នរបស់គេនៅក្នុងហ្គេមអ្នកលេងអាចបើកមុខងារ Auto Battle នេះបាននៅពេលដែលពួកគេបានប្រយុទ្ធឈ្នះ Daily Dungeon រួចរាល់ដរាបណាកម្លាំងកោះហៅនៅតែបន្តវាយតាមរង្វិលជុំនោះរង្វាន់ទាំងអស់នឹងចេះតែកើនឡើងដោយស្វ័យប្រវត្តិមិនខានឡើយជីនវូបានដកការកោះហៅហ៊ុនខ្ជិលឲ្យគេយករ៉ាំបាមកជំនួសដោយប្រាប់នាងថាគេទុកការងារវាយយកលវនេះឲ្យនាងចុះរ៉ាំបាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងទទួលបានភារកិច្ចមួយនេះជំនួសឲ្យមេគ្រូបង្វឹកទៅវិញហើយជីនវូក៏បានប្រាប់នាងឲ្យដឹងថាមេគ្រូបង្វឹកនោះគឺត្រូវទៅបង្វឹកគុនក្រុមផ្សេងទៀតហើយគេបានសួរនាងថាតើនាងចាប់អារម្មណ៍ចង់ទៅវឹកហាត់ជាមួយ Hunio ដែរឬទេប៉ុន្តែគ្រាន់តែនឹកឃើញដល់ទារុណកម្មដែលនាងធ្លាប់ឆ្លងកាត់ពេលវឹកហាត់ភ្លាមនាងក៏សប្បាយចិត្តនឹងទទួលយកការងារវាយបិសាចប្រចាំថ្ងៃច័ន្ទនេះតែម្ដងទៅជីងវូមានគម្រោងប្រមូលរង្វាន់ឲ្យបានច្រើនតាមរយៈការវាយបែបអូតូខណៈដែលកម្លាំងកោះហៅផ្សេងទៀតត្រូវផ្ដោតតែទៅលើការវឹកហាត់ប៉ុណ្ណោះជីនវូចាត់ទុកថានេះគឺជាទម្លាប់ដ៏ល្អឥតខ្ចោះដែលគ្មានខ្ជះខ្ជាយពេលទាល់តែសោះពេលគេឈានជើងដើរចេញពីដានជន់គេក៏បានប្រាប់ទៅរ៉ាំបាថាគេសូមប្រគល់កិច្ចការគ្រប់យ៉ាងឲ្យនាងហើយនាងក៏សប្បាយចិត្តក្នុងការទទួលយកការងារនេះដែរជីនវូបានដើរចេញមកក្រៅដានជន់ហើយត្រូវបានគេស្វាគមន៍យ៉ាងកក់ក្ដៅដូចជាស្ដេចហើយជីអាក៏បានអបអូសាតូគីដោយនិយាយថានាងមានជំនឿចិត្តរួចទៅហើយថានាងពិតជាអាចពឹងផ្អែកលើគេបានជីនវូបានសើចតិចតិចទាំងរអៀសខ្លួនមុននឹងប្រគល់ឱកាសនោះទៅឲ្យដោយប្រាប់ជីអាថាវីដេអូកំណត់ត្រាគឺនៅទីនោះហើយជីនវូក៏បានសួរនាងថាតើនាងត្រូវការអ្វីផ្សេងទៀតដែរឬទេហើយនាងក៏បានឆ្លើយថាមិនមាននោះទេនាងបានធានាអះអាងប្រាប់ជីនវូថានាងនឹងការពារមិនឲ្យវីដេអូនេះធ្លាយចេញក្រៅឡើយដូច្នេះគេមិនចាំបាច់ត្រូវបារម្ភពីរឿងព័ត៌មាននោះទេទោះជាយ៉ាងណាជីនវូបានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រាប់ថាតាមពិតគេមិនខ្វល់ទេទោះវីដេអូនេះត្រូវបែកធ្លាយក៏ដោយ
ប៉ុន្តែរឿងតែមួយគត់ដែលគេចង់បានគឺការសន្យារបស់ជាថាគ្រួសាររបស់គេនឹងត្រូវបានការពារយ៉ាងសុវត្ថិភាពដោយសារតែប្រទេសនេះពោពេញទៅដោយក្រុមជនពាលជីនវូជឿជាក់ថាក្រុមហ៊ុននឹងនៅតែអាចការពារគេបានជាមួយនឹងប្រព័ន្ធសុវត្ថិភាពដ៏តឹងរឹងរបស់ពួកគេ បន្ទាប់មក GR ក៏បានធានាប្រាប់ជីនវូថានាងនឹងប្រើប្រាស់អំណាចដែលនាងមានទាំងអស់ដើម្បីធានាឲ្យបានថាគ្រួសាររបស់គេពិតជាមានសុវត្ថិភាពសម្រាប់ Daily ដឹងជន់នៅថ្ងៃអង្គារនេះជីនវូបានបំបីកំណត់ត្រាចាស់របស់គេដោយការប្រើប្រាស់កម្លាំងកោះហៅឲ្យចំគោលដៅយ៉ាងល្អបំផុតសម្រាប់ Daily ដឹងជន់នៅថ្ងៃពុធវិញគឺស្ថិតនៅក្នុងតំបន់ទឹកកកគ្រាន់តែជីនវូឈានជើងចូលទៅក្នុងដែនជន់ភ្លាមគេក៏ចាប់ផ្ដើមញ័រញាក់បាត់ទៅហើយគេក៏ប្រញាប់ក៏ហៅសត្វឆ្មាទឹកកកនិងសត្វស្ទៀងខ្យល់ដែលស្ថិតក្នុងកម្រិត C និង B ចេញមកភ្លាមៗតែម្ដងលើពីនេះទៅទៀតគេក៏ហៅថៃធានាមកូឡែមកម្រិត B ចេញមកដែរហើយអ្នកដែលមកអមដំណើរជាមួយកូឡែមនេះគឺជាទេពអប្សរមានស្នែងកម្រិត C បន្ទាប់មកគេក៏ហៅដាកូនិកមេឃមួយទៀតចេញមកបន្ថែមពីលើនោះតែម្ដងទៅសម្រាប់ដានចិនបែបនេះជីនមូដឹងច្បាស់ថាការមានកម្លាំងកក់ហៅដែលអាចទប់ទល់នឹងភាពត្រជាក់បានគឺជារឿងសំខាន់ហើយអ្នកដែលពូកែជាងគេនោះគឺ Frostcat នេះឯងសត្វចម្លែកដែលពួកគេត្រូវប្រយុទ្ធជាមួយក៏បានបង្ហាញខ្លួនឡើងហើយពួកវាជាហ្វូមមនុស្សព្រិលដែលកំពុងតែខឹងសម្បាយ៉ាងខ្លាំងជីនវូប្រញាប់បញ្ជាឲ្យកូឡឹមចេញទៅវាយភ្លាមៗគណៈពេលដែលប្រើប្រាស់ Falcon ដើម្បីជំនួយបង្កើនល្បឿនបន្ថែមជីនវូនិងក្រុមរបស់គេបាននាំគ្នាឡើងជិះលើកូឡឹមហើយពេលដែលវាកំពុងរត់កាត់វាតកកនោះជីនវូស្ទើរតែចង់ចាំបេះដូងសន្លប់ទៅហើយដោយសារតែកូឡឹមនេះរត់លឿនខ្លាំងពេកទោះជាយ៉ាងណាគេនៅតែសុខចិត្តស៊ូទ្រាំព្រោះអ្នកដែលមិនអាចឈ្នះដានចិនគឺមិនទទួលបានរង្វាន់នោះទេពួកមនុស្សព្រិលក៏ចាប់ផ្ដើមគប់ដុំតកកសម្ដៅមករកពួកគេប៉ុន្តែកូឡែមអាចទប់ការវាយប្រហារទាំងអស់នោះបានយ៉ាងងាយស្រួលបំផុតទោះជាយ៉ាងណាជីនមូមិនមែនត្រូវការកូឡែមសម្រាប់តែយកមកធ្វើជាខែលការពារនោះទេគេក៏ត្រូវការឲ្យកូឡែមអាចធ្វើដំណើរកាត់តាមផ្លូវមួយដែលមានតែវាប៉ុណ្ណោះទើបអាចធ្វើទៅរួចកូឡែមបានតោងឡើងតាមច្រាំងថ្មចោតហើយនៅពេលដែលពួកគេជិតលោតទៅដល់កំពូលហើយនោះជីនវូក៏បានប្រាប់ឲ្យនាគភ្លើង Blast Dragon ត្រៀមខ្លួនទុកជាមុនពេលពួកគេឡើងទៅដល់កំពូលមេបិសាចធំក៏បានបង្ហាញខ្លួនឡើងហើយជីនវូក៏បញ្ជាឲ្យទេពអប្សរមានស្នែងចេញរៀបចំសកម្មភាពរបស់នាងធ្លាមទេពអប្សរមានស្នែងបានបញ្ចេញសារធាតុរាងងាយឆេះយ៉ាងច្រើនដែល Blast Dragon អាចយកវាមកបង្កើនកម្លាំងអណ្ដាតភ្លើងរបស់ខ្លួនបានទីធ្លាទាំងមូលត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យមេបិសាចនោះត្រូវស្លាប់នៅក្នុងភ្នក់ភ្លើងតែម្ដងជីនវូក៏បានអបអរសាទរនៅកំណាត់ត្រាដ៏អស្ចារ្យរបស់ខ្លួនព្រោះតែគេអាចវាយឈ្នះវាបានត្រឹមតែរយៈពេល4នាទីប៉ុណ្ណោះគេកំពុងតែត្រេកអរខ្លាំងមែនទែនស្រាប់តែពេលនេះគេក៏បានទន់ជង្គង់ឌូខ្ពស់ទៅនឹងដីដោយសារតែអាការៈវិលមុខអូតចង្អល់បន្ទាប់ពីរឿងនេះព័ត៌មានរបស់ជីនវូក៏បានសាយភាយគ្រប់ទិសទីដោយមនុស្សគ្រប់គ្នានាំគ្នាសង្ស័យថាតើជីនវូជានរណាមនុស្សគ្រប់គ្នាចាប់ផ្ដើមបង្វែរការចាប់អារម្មណ៍របស់ពួកគេមកលើជីនវូវិញព្រោះមើលទៅរាល់ទង្វើដែលគេកំពុងតែធ្វើនេះគឺវាមិនមែនជារឿងចៃដន្យនោះឡើយបណ្ដាញសារព័ត៌មានធំៗបានយករូបគេទៅចុះនៅលើទំព័រមុខកាសែតរបស់ពួកគេជាមួយនឹងសំណួរយ៉ាងធំមួយសួរថាតើគេជានរណា player ដទៃទៀតក៏ចាប់ផ្ដើមចាប់អារម្មណ៍លើរឿងរបស់ជីនវូនេះដែរព្រោះគេមើលទៅដូចជាមនុស្សធម្មតាសោះប៉ុន្តែបែរជាអាចបំបែកកំណត់ត្រារបស់អ្នកលេងកម្ពុជារបស់ពួកគេបានទៅវិញនៅពេលដែលគេកំពុងរៀបចំខ្លួនទៅតទល់នឹងដានចិនថ្ងៃប្រហ័សនោះអ្នកគ្រប់គ្នាបានបន្តតាមដានមើលគេដោយសង្ស័យថាតើទីបំផុតគេអាចនឹងត្រូវជួបឧបសគ្គធំដែរឬក៏អត់នៅពេលដែលនាយកក្រុមប្រឹក្សាភិបាលបានដឹងពីរឿងនេះលោកក៏បានឲ្យជំនួយការឲ្យមកសាកសួរបន្ថែមពីជីងវូហើយអ្នកទាំងពីរក៏បានដឹងថាតាមពិតជីងវូនេះគឺជាមនុស្សម្នាក់ដែលឈោងអុកធ្លាប់បានណែនាំប្រាប់ពួកគេកាលពីលើកមុនសោះពួកគេនឹកឃើញថាជីនវូចង់បានកម្លាំងកោះហៅដើម្បីបដូរជាមួយនឹងព័ត៌មានប៉ុន្តែពួកគេបានបដិសេធលុះត្រាតែគេព្រមប្រាប់ព័ត៌មាននោះទៅពួកគេជាមុនសិនមកដល់ចំណុចនេះលោកនាយកទើបដឹងខ្លួនថាជីនវូពិតជាមិនធម្មតាមែនហើយលោកក៏បានដកដង្ហើមធំទាំងខកចិត្តយ៉ាងខ្លាំងលោកនាយកចាប់ផ្ដើមសោកស្ដាយដែលពួកគេមិនបានទីងជីនវូឲ្យមកធ្វើការជាមួយពេលដែលមានឱកាសល្អព្រោះថានៅក្នុងរឿងនយោបាយលទ្ធផលការងារគឺជារឿងដែលសំខាន់បំផុតលោកដឹងច្បាស់ណាស់ថាពួកគេច្បាស់ជាអាចកេងចំណេញបានយ៉ាងច្រើនមិនខានប្រសិនបើការនោះពួកគេព្រមគ្រប់គ្រងជីនវូដោយដែលចាំងបានស្នើសុំនាយកបានបន្ទោសហ៊ីយូយ៉ាងស្ងៀមស្ងាត់ព្រោះពួកគេហាក់ដូចជាបានបាត់បង់ឱកាសមាសដែលដើរចូលមករកយ៉ាងងាយស្រួលបន្តបាននាយកក៏ប្រាប់លេខាឲ្យតាក់ទងទៅជីនវូហើយត្រូវទាញគាត់មកឲ្យបានទោះត្រូវចំណាយអ្វីក៏ដោយនិយាយពីរង្វាន់ក្នុងគុកងងឹតប្រចាំថ្ងៃវាហាក់ដូចជាថ្ងៃច័ន្ទនឹងពុតធ្លាក់រួមចំណែកថ្ងៃអង្គារធ្លាក់ថ្មសំលៀងសម្រាប់គុកងងឹតថ្ងៃប្រហ័សវិញវាធ្លាក់សិភៅជំនាញនេះជាកន្លែងដែលជីនវូត្រៀមខ្លួនចូលទៅតតាំងទោះបីសិភៅទាំងនោះគ្មានជំនាញពិសេសក៏វានៅតែផ្ដល់ជានាងមានប្រយោជន៍ផ្សេងទៀតទើបវាសមនឹងការប្រឹងប្រែងលើពីនេះវាមានន័យថាជីនវូមិនចាំបាច់ខ្វល់ជាមួយគុកងងឹតថ្ងៃអាទិត្យទេព្រោះវាធ្លាក់សិភៅជំនាញដូចគ្នាយ៉ាងណាមិញគុកងងឹតថ្ងៃប្រហ័សស្រួលលេងជាងឆ្ងាយទើបពួកគេទុកថ្ងៃអាទិត្យជាថ្ងៃសម្រាប់តែម្ដងមិនយូរប៉ុន្មានមេបិសាចក៏លេចមុខមកហើយគួរឲ្យខ្ញាប់អើគុកងងឹតនេះជាកន្លែងប្រមូលផ្ដុំមេបិសាចគ្រាន់តែឈានជើងចូលទីនោះភ្លាមគេនឹងជួបមេបិសាចដែលមានការការពារយ៉ាងរឹងមាំបំផុតវិធីទូទៅគឺត្រូវប្រើចចកសដើម្បីបំបែកការការពាររបស់វាតាមរយៈការវាយប្រហារជាប់គ្នារហូតប៉ុន្តែជីនវូមិនខ្ជះខ្ជាយពេលទេព្រោះគេអាចវាយបំបែកដោយប្រើកម្លាំងសុទ្ធតែម្ដងបើមានការខូចខាតគ្រប់គ្រាន់ក្នុង1វិនាទីជីនវូដឹងថាវីដេអូនេះលោកមិនចេញទេព្រោះពួកគេកំពុងប្រើកូនចៅដែលមានកម្រិតអតិបរមាទៅហើយជីនវូក៏សម្រេចចិត្តប្រើវិធីស្នងដាវិញដោយបញ្ជាឲ្យចចកសវាយបំបែកការការពាររបស់មេបិសាចនោះទោះគ្មានកូនចៅកម្រិតពូបំផុតក៏គេនៅតែអាចឈ្នះព្រោះមេបិសាចថ្មដីនោះមានចំណុចសោយមួយគឺក្បាលរបស់វាជីនវូបញ្ជាឲ្យកូនចៅវាប្រហារក្បាលបិសាចថ្មនោះហើយពួកគេក៏សម្រុកវាយទៅលើក្បាលវាយ៉ាងពេញទំហឹងការវាប្រហារនោះខ្លាំងក្លាពេករហូតធ្វើឲ្យវាដាច់ក្បាលភ្លាមហើយមេបិសាចនោះក៏ត្រូវចាញ់តែម្ដងជីនវូបញ្ចប់គុកងងឹតក្នុងពេល5នាទីហើយគេសប្បាយចិត្តណាស់ដែលអាចបំបែកកំណត់ត្រាលឿនជាងមុន1នាទីជីនវូទទួលស្គាល់ថាហ៊ុនណូពិតជាខ្លាំងមែនប៉ុន្តែក្តីសង្ឃឹមធំបំផុតគឺនាគបំផ្ទុះព្រោះវាជាកូនចៅដ៏ខ្លាំងក្លាដែលបោសសម្អាតគុកងងឹតបានក្នុង1វិនាទី
ដោយសពដងជីនវូក៏ប្រាប់ឲ្យកូនចៅរបស់គេចូលទៅបោះសម្អាតគុកងឹតនោះម្ដងទៀត ពេលជីនវូដើរចេញពីគុកងងឹតគេក៏ជួបជាមួយមន្ត្រី2នាក់មកពីទីស្នាក់ការកណ្ដាលដែលជាមនុស្សរបស់នាយក ជីនវូឆ្ងល់ថាតើទីស្នាក់ការកណ្ដាលចង់បានអ្វីពីគេព្រោះគេបានបិទបញ្ចប់រឿងផ្លូវការអស់ទៅហើយ មន្ត្រីតែទូប្រាប់ថាពួកគេបានមើលសំណើចាស់របស់គេឡើងវិញហើយដោយសារគេបង្ហាញសមត្ថភាពច្បាស់លាស់ពួកគេក៏សម្រេចចិត្តម្ដងទៀត មិនទាន់និយាយចប់សួរបួលផងជីនវូក៏កាត់សម្ដីឲ្យប្រាប់ពួកគេថាមិនបាច់ខ្វាយខ្វល់ពីរឿងនឹងទៀតទេអ្នកទាំងពីរភ្ញាក់ផ្អើលពេលឮបែបនេះចំណែកជីនវូដឹងច្បាស់ថាអ្វីល្អបំផុតសម្រាប់គេព្រោះជាហ៊ានឲ្យអ្វីៗគ្រប់យ៉ាងដែលគេត្រូវការ ខុសពីទីស្នាក់ការកណ្ដាលដែលត្រូវពិនិត្យមើលរាល់លក្ខខណ្ឌទាំងអស់ឡើងវិញនោះជីនវូប្រាប់ពួកគេថាគេមិនត្រូវការពីគេទៀតទេព្រោះគេបានសញ្ញាកុងត្រាជាមួយក្រុមហ៊ុនផ្សេងបាត់ទៅហើយ ហើយបើពួកគេមានរឿងអីចង់និយាយត្រូវតែទៅប្រាប់ជាដែលជាអ្នកគ្រប់គ្រងស្ថាប័នយូបាក់នោះវិញពេលគេដើរចេញទៅអ្នកទាំងពីរក៏សួរថាយូបាក់ជាអ្វីព្រោះពួកគេអត់ដឹងថាគេកំពុងនិយាយពីអ្វីតតែសោះ ម្នាក់ក្នុងចំណោមពួកគេដឹងភ្លាមថាពួកគេចាំបាច់ត្រូវតាមដានរឿងនេះបន្តទៀតចំណែកមិត្តរួមការងារម្នាក់ទៀតបារម្ភថាពួកគេប្រហែលជាបានបាត់បង់ពេជ្រមួយគ្រាប់បាត់ទៅហើយ ជាក់ស្ដែងគុកងឹតថ្ងៃសឹកក៏ពីកន្លែងផ្សេងប្រូទីននោះមិនមែនវាបេសាយទេតែតម្រូវឲ្យអ្នកលេងរត់ផ្ទាល់តែម្ដងដើម្បីឆ្លងវគ្គ ដើម្បីត្រៀមខ្លួនជីនវូបានទៅតំបន់ដាច់ស្រយាលមួយដើម្បីហ្វឹកហាត់គេហៅវីវើនមកឲ្យជីលូវីឆ្ពោះទៅសមុទ្រខាងកើតអង្គុយលើក្នុងវីវើនជីនវូអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតពីលើអាកាស គេញញឹមបត់មន់មិនចិត្តដោយកូនក្មេងបានកាដូថ្មីអញ្ចឹងជីនវូអាចសមនឹងការហោះហើរលើខ្នងវីវើនយ៉ាងលឿនបំផុត ពេលចុះចតដល់ដីភ្លាមហូណូនិងអ្នកបន្ទុះក៏សរសើរគេជីនវូគិតថាវាជារឿងធម្មតាតែពួកគេប្រាប់ថាពួកគេពិបាកខ្លាំងណាស់ពេលសាក់លបងជីលើកដំបូង ជីនវូទើបនឹកឃើញថាពួកគេទាំងពីរធ្លាប់ជិះវីវើននិងសត្វផ្សោតក្នុងហ្គេមក្រោយពីសរសើរគ្នាចប់ជីនវូក៏ប្រាប់ថាដល់ម៉ោងហាត់ជិះសត្វផ្សោតម្ដងហើយ ជីនវូប្រាប់កូនចៅជំនិតរបស់គេថាគេសង្ឃឹមលើពួកគេហើយព្រោះពួកគេមានបទពិសោធន៍ស្រាប់ទៅហើយ ហូណូនិងអ្នកបន្ទុះក៏ធានាអះអាងថាពួកគេនៅទីនោះដើម្បីជួយបង្ហាត់តគេប៉ុន្មានថ្ងៃក្រោយមកជីនវូក៏ចូលវាយគុកអងឹតថ្ងៃសុក្រដែលផ្ដល់រូនពិសេសវាជាកន្លែងដែលគេទទួលបានងារជាព្រះនៃលបឿនការវាយប្រហារផងដែរ ពេលកំពុងត្រៀមខ្លួនគេបានហៅសត្វឥន្ទ្រីខ្យល់មកហើយប្រាប់ឲ្យវាបន្ថែមល្បឿនដល់គេមួយកម្រិតទៀត សត្វឥន្ទ្រីធ្វើតាមភ្លាមហើយពេលម៉ោងចាប់ផ្ដើមដើរជីនវូក៏រត់ពុះច្រែកផ្លូវនោះតែម្ដងកំឡុងពេលរត់គេត្រូវតែគេចវាងគ្រាប់សារធាតុហោះផ្សេងទៀតផង ជាធម្មតាជីនវូធ្លាប់តែលេងលើទូរស័ព្ទប៉ុន្តែពេលបានមករត់ផ្ទាល់បែបនេះគេគិតថាវាសប្បាយជាងការអង្គុយចុចបញ្ជាក្នុងអេក្រង់ទៅទៀត ពេលបន្តរត់ទៅមុខជីនវូក៏បត់ចូលផ្លូវសម្ងាត់មួយដែលគេបានដឹងមុន ផ្លូវមួយនេះជាផ្លូវទឹកដែលគេត្រូវរត់ពីលើផ្ទៃទឹកផ្ទាល់ប៉ុន្តែជីនវូមិនធ្វើបែបហ្នឹងទេគេមានផែនការផ្សេងគេបានកាស់ឲ្យសត្វផ្សោតចេញមកហើយមួយចូលទៅក្រោមទឹកដើម្បីគេចពីនាងឧបសគ្គនៅខាងលើទាំងអស់មួយសន្ទុះក្រោយមកសត្វផ្សោតក៏លោតផុសចេញពីផ្ទៃទឹកយ៉ាងលឿនហើយនាគវ៉ៃវិនក៏ចេញមកហោះទទួលយកគេបន្តតែម្ដងចាប់ពីវិនាទីនោះមកជីនវូបានបន្តហោះរំលងរនាំងឧបសគ្គដែលនៅសល់ទាំងអស់យ៉ាងលយដោយជិះនៅលើនាគវ៉ៃវិនរបស់គេត្រឹមតែមួយប៉ព្រិចភ្នែកសោះជីនវូបានទៅដល់ទីដៅបាត់ទៅហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគេអាចបញ្ចប់គុកងងឹតមួយនេះដោយប្រើពេលត្រឹមតែ2នាទីប៉ុណ្ណោះតាមទម្លាប់ចាស់លទ្ធផលដ៏កប់នេះបានធ្វើឲ្យគេបំបីកំឡុងត្រាជាតិបានសម្រេចម្ដងទៀតបាត់ទៅហើយ